Hello សួស្តីអ្នកទាំងអស់គ្នាវិលមកជួបជាមួយ admin ទៀតហើយខ្ញុំបាទសេងម៉ាឬក៏ហៅបានថាប្រុសស្មោះក៏បានដែរហើយថ្ងៃនេះ admin នឹងលើករឿង anime ថ្មីមួយទៀតហើយដែល admin គឺដាក់ចំណងជើងថា Club Game Service Live ហើយបើចង់ដឹងថាសាច់រឿងវាល្អមើលយ៉ាងណាមកតាមដានជាមួយ admin ទាំងអស់គ្នាមកក៏ប៉ុន្តែសម្រាប់ដែលនៅមកក្រោយក៏ភ្លេចជួយចុច Subscribe ជួយ like វីដេអូរបស់ admin ម្នាក់មួយផងណាដើម្បីឲ្យ admin គឺបន្តផុសទៅមុខទៀតឥឡូវយើងកុំឲ្យចាំពេលវេលាយូរយកមកតាមដានសាច់រឿងរបស់យើងគឺតែម្ដងទៅផ្ដើមពីសាច់រឿងរបស់យើងដំបូងនៅគេបង្ហាញពីសិស្សប្រុសម្នាក់ដែលគាត់ក៏មានឈ្មោះថាអាម៉ាណូអំឡុងពេលហ្នឹងគាត់កំពុងតែចូលទៅក្នុងហាងដើម្បីទិញ D game នឹងឯងចូលមកតាមបានប្រហែលផងក៏ស្រាប់តែមានសិស្សស្រីម្នាក់ក៏បានមករកទៅកាន់អាម៉ាណូនិងព្យាយាមរាក់ទាក់ទៅកាន់អាម៉ាណូភ្លាមៗតែម្ដងអាម៉ាណូនៅវិញគាត់ក៏មានការកៀងជាខ្លាំងដោយសារតែគាត់គឺជាមនុស្សដែល introvert ផងដែរអញ្ចឹងហើយគាត់គឺមិនមកកែក្នុងការអាស្រ័យទាក់ទងនោះទេចំពោះសិស្សស្រីដែលបានមករកទៅកាន់អាម៉ាណូវិញនាងក៏បានណែនាំពីខ្លួនឯងផងដែរដែលនាងក៏មានឈ្មោះថា Karen ជាពិសេសនាងក៏ជាសិស្សស្រីម្នាក់ដែលរៀននៅក្នុងសាលារបស់អាម៉ាណូផងដែរដូចនេះហើយអាម៉ាណូក៏បានចាំថាម្នាក់ស្រីនេះឯងគឺជា idol ទៅកាន់មនុស្សគ្រប់គ្នាដោយសារតែនេះគឺមានស្រមោលស្អាតជាងគេហើយគ្រាន់តែទូដាក់អីវ៉ាន់របស់នាងគ្រាន់តែបើកភ្លាមនោះក៏ស្រាប់តែមានសម្បត្តិសុំស្នេហាជាច្រើនពេលហ្នឹងអាម៉ាណូក៏គឺមិនសូវចាប់អារម្មណ៍ទៅកាន់ Karen ប្រហែលនោះទេគ្រាន់តែ Karen នាងក៏បាននិយាយទាក់ទងអំពី game ភ្លាមនោះធ្វើឲ្យអាម៉ាណូក៏បានចូលទៅចិត្តទៅកាន់ Karen តែម្ដងហើយក៏បាននិយាយអំពី game ទាំងអស់នោះនិយាយមិនទាន់បានប្រហែលផងក៏ចាប់ផ្ដើមស្គប់ដោយសារតែ Karen នាងកំពុងតែសម្លឹងមើលមកកាន់គាត់ជាពិសេសសកម្មភាពរបស់គាត់អំបីមិញនេះគឺពិតជាលើកខ្លាំងណាស់មានន័យក៏ស្រាប់តែមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពី Karen នាងក៏បានសុំឲ្យអាម៉ាណូនោះគឺបានចូលក្លឹបរបស់នាងដែលជាក្លឹប game មួយនៅក្នុងសាលារៀននេះឯងសាច់រឿងក៏កាប់បង្ហាញនៅកន្លែងទូ game មួយកន្លែងយកថាមានសិស្សប្រុសម្នាក់កំពុងតែលេង game ជាមួយមិត្តភក្តិរបស់គាត់ហើយបរិបទដែលនៅខាងស្ដាំដៃក៏មានឈ្មោះថាតាសូកូភ្លាមនោះក៏ស្រាប់តែមានសិស្សស្រីម្នាក់ក៏បានសុំជំនួយទៅកាន់តាសូកូហើយជំនួយដែលនាងគឺត្រូវការនោះគឺចង់ឲ្យតាសូកូនោះគឺចាប់តុក្កតានៅក្នុងទូនឹងឯងពីព្រោះថាតាសូកូគាត់គឺជាមនុស្សដែលពូកែលេង game មែនទែនដូចនេះហើយតាសូកូក៏បានសុំប្រាក់ពីក្មេងស្រីម្នាក់ហ្នឹងតែម្ដងដោយថានៅពេលនេះក៏អត់មានប្រាក់នោះទេក៏ប៉ុន្តែក៏ស្រាប់តែក្មេងស្រីម្នាក់ហ្នឹងក៏បានធ្វើមុខគួរឲ្យស្រឡាញ់ទៅវិញដល់ពេលចឹងទៅគ្មានជំរឿគាត់ក៏បានយកកាក់របស់ខ្លួនឯងដាក់ចូលក្នុងទូនឹងតែម្ដងហើយគាត់ក៏ចាប់ផ្ដើមប្រតិបត្តិការក្នុងការចាប់តុក្កតានៅក្នុងទូមួយហ្នឹងត្រឹមមួយផ្លែតែប៉ុណ្ណោះគាត់ក៏បានចាប់តុក្កតាមួយហ្នឹងគឺបានសម្រេចធ្វើឲ្យក្មេងស្រីម្នាក់ហ្នឹងគឺមានការសប្បាយចិត្តជាខ្លាំងរួចមកពួកគេទាំងពីរនាក់ក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះជាមួយនឹងគ្នាហើយនៅពេលនោះតាសូកូក៏បានចាប់អារម្មណ៍ថាសង្សាររបស់គាត់គឺសប្បាយខុសពីធម្មតានឹងឯងចឹងមានន័យថាក្មេងស្រីម្នាក់ហ្នឹងគឺជាសង្សាររបស់តាសូកូគណៈពេលដែលគាត់កំពុងតែដើរហ្នឹងគាត់ក៏បានក្លេចឃើញទៅកាន់អាម៉ាណូដែលគាត់កំពុងតែឈរតែម្នាក់ឯងបែបហ្នឹងគាត់ក៏បានគិតនៅក្នុងចិត្តថានេះគឺជាអាម៉ាណូតាដែលជាសិស្សរួមថ្នាក់របស់គាត់ក៏ប៉ុន្តែអាម៉ាណូអត់សំណាងដូចជាគាត់នោះទេដែលគាត់គឺមានសង្សារនឹងឯងកាលមកកន្លែងអាម៉ាណូជាមួយនឹង Karen នៅវិញនៅពេលនេះពួកគេកំពុងតែសន្ទនាគ្នាអំពី game នឹងឯងពេលហ្នឹងអាម៉ាណូក៏បានសួរទៅកាន់ Karen ថាអ្វីទៅជាសមាជិក Club Game នោះដូចនេះហើយ Karen នឹងក៏បានបញ្យល់ប្រាប់ទៅកាន់អាម៉ាណូថាពួកគេមិនត្រឹមតែលេង game នោះទេដែលតម្រូវឲ្យពួកគេគឺលេង game យ៉ាងម៉ត់ចត់នៅក្នុងនាមជាការងារ Club របស់ពួកគេដូចនេះហើយបានជានាងក៏បានព្យាយាមរកសមាជិកផ្សេងៗដើម្បីចូលក្លឹបរបស់នាងហើយឥឡូវនេះតាលោកគឺបានសម្រេចចិត្តឲ្យរនៅថាចូលក្លឹបជាមួយនាងបន្ទាប់ពីឮបែបហ្នឹងអាម៉ាណូគាត់ក៏មិនទាន់ឆ្លើយនោះទេដែលគាត់ក៏បានស្ងាត់នឹងឯងប៉ុន្តែត្រូវបានបង្អាក់ដោយសារតែម៉ាក់របស់ Karen ក៏បានខលមកដូច្នេះហើយ Karen ក៏បាននិយាយប្រាប់ទៅកាន់អាម៉ាណូថាចាំស្អែកចាំជួបគ្នាសាច់រឿងក៏កាប់បង្ហាញនៅពេលដែលអាម៉ាណូក៏បានត្រឡប់មកដល់ផ្ទះវិញហើយនៅពេលនោះគាត់ពិតជាសប្បាយចិត្តមែនទែនពីព្រោះនៅថ្ងៃស្អែកនេះគាត់គឺអាចចូលរួមក្លឹបដ៏អស្ចារ្យនឹងឯងដែលជាក្លឹបលេង game ភ្លាមៗដែរទូរស័ព្ទរបស់គាត់ក៏ចាប់ផ្ដើមរោដូច្នេះហើយគាត់ក៏បានចូលទៅមើលតែម្ដងនៅពេលដែលគាត់ក៏បានមើលនោះតាមពិតទៅជាមិត្តភ័ក្តិរបស់គាត់នៅក្នុង game តែប៉ុណ្ណោះដែលមិត្តភ័ក្តិនៅក្នុង game របស់គាត់គឺមានឈ្មោះថាម៉ូម៉ូនៅពេលនោះម៉ូម៉ូកំពុងតែស្នើសុំទៅកាន់អាម៉ាណូដើម្បីឲ្យជួយវាយមេនឹងឯងជាពិសេសសាច់រឿងក៏គេបង្ហាញពីម៉ូម៉ូដែលជាមិត្តភ័ក្តិនៅក្នុង game របស់អាម៉ាណូផងដែរដែលនាងគឺជាមនុស្សស្រីដែលញៀន game ម្នាក់ក៏ប៉ុន្តែគេអត់ទាន់បានបង្ហាញអត្តសញ្ញាណរបស់នាងនោះទេនៅថ្ងៃបន្ទាប់គឺការស្ថិតនៅក្នុងថ្នាក់យកថាអាម៉ាណូក៏កំពុងតែគិតពិចារណាអំពីការស្នើសុំរបស់ម៉ូម៉ូនឹងឯងភ្លាមនោះអាម៉ាណូក៏បានភ្ញាក់ព្រឹកតែម្ដងដោយសារតែ Karen នេះក៏បានបង្ហាញខ្លួនដែលនាងក៏បានមករកទៅកាន់អាម៉ាណូមកដល់ថ្នាក់របស់គាត់តែម្ដងហើយនាងក៏បានសួរទៅកាន់អាម៉ាណូថានៅពេលនេះកំពុងតែធ្វើអ្វីអាម៉ាណូក៏មិនលាក់បាំងដែរដោយគាត់ក៏បានបង្ហាញពី game របស់គាត់កំពុងតែលេងនឹងឯងរួចមកអាម៉ាណូក៏បានសុំឲ្យ Karen ក៏បានជូនគាត់ដើម្បីទៅក្លឹបរបស់នាងនឹងឯងស្របពេលហ្នឹងក៏បានឃើញថាគាត់ក៏បានបដិសេធនឹងការសំណើរបស់ម៉ូម៉ូបាត់ទៅហើយប៉ុន្តែគាត់នៅតែមិនខ្វល់ដូច្នេះហើយគាត់ក៏បានធ្វើដំណើរដើម្បីទៅជាមួយ Karen បាត់ទៅមុនពេលដែលពួកគេក៏បានទៅដល់ក្លឹបហ្នឹង Karen នេះក៏បានណែនាំពីសិស្សប្រុសម្នាក់ផងដែរនឹងណែនាំពីសិស្សប្រុសម្នាក់ហ្នឹងឲ្យទៅកាន់អាម៉ាណូបានស្គាល់ដែលគាត់ក៏មានឈ្មោះថាមីស៊ូមីដែលគាត់ក៏មានសមត្ថភាពម្យ៉ាងក្នុងការលេង game ផ្គុំរូបនឹងឯងមីស៊ូមីក៏បានហុចដៃដើម្បីចាប់ដៃជាមួយនឹងអាម៉ាណូហើយក៏បាននិយាយថាចាប់តាំងពីគាត់ក៏បានចូលរៀនមកហ្នឹងគាត់គឺមិនដែលធ្លាប់មានមិត្តភ័ក្តិតាំងពីមុនមកទេដូច្នេះហើយនៅពេលនេះគាត់ក៏បានសុំទៅកាន់អាម៉ាណូធ្វើជាមិត្តភ័ក្តិដំបូងរបស់គាត់ដែលនេះហើយអាម៉ាណូក៏បានយល់ព្រមភ្លាមៗនឹងពាក្យសំណើរបស់មីស៊ូមីក្រោយមកយកថា Karen នាងក៏បាននាំទៅកាន់អ្នកពេលមកដល់កន្លែងក្លឹប game ហើយនៅពេលដែលពួកគេទាំងអស់គ្នាក៏បានបើកទ្វារក្លឹបហ្នឹងគាត់ក៏មានការចាប់ផ្ដើមជាខ្លាំងដោយសារនៅទីនោះក៏មានវត្តមានសិស្សច្បងផងដែរកំពុងតែលេង game នឹងឯង Karen ក៏បានណែនាំទៅកាន់អ្នកពេលឲ្យបានស្គាល់ថានេះគឺជាសិនប៉ៃហើយគាត់ក៏មានឈ្មោះថាខាសេហ
ហើយសមាជិកម្នាក់ទៀតនោះគឺជាសិនប៉ៃរបស់ពួកគេផងដែរដែលនេះគឺមានឈ្មោះថានីណាហើយឲ្យមានគឺសុំចិត្តអ្នកតគ្នាមើលមុខគាត់ទៅបានហើយគឺហាមើលអាក្រមអំឡុងពេលហ្នឹងមីសាមីហើយនៅអាម៉ាណូគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែពួកគេគឺមានការភ្ញាក់ផ្អើលអំពីទឹកដៃរបស់ខាសេដែលក៏កំពុងតែលេងហ្គេមបាញ់គ្នាឬក៏ជា AK នឹងឯងស្របពេលហ្នឹង Karen ក៏បានណែនាំអំពីពួកគេទាំងពីរនាក់ឲ្យបានដឹងថាក្លឹបហ្គេមរបស់ពួកគេក៏មានប្រវត្តិឈ្នះពានដទៃទៀតដែរបន្ទាប់ពីការបកស្រាយរបស់ Karen ចប់ហើយនោះ Karen សិនប៉ៃក៏បានប្រមូលអ្នកដើម្បីមកលេងហ្គេមជាមួយនឹងគាត់ដើម្បីឲ្យគាត់ក៏បានតែពីសមត្ថភាពរបស់ពួកគេទាំងពីរនាក់គ្រាន់តែចាប់ផ្ដើមហ្គេមដំបូងភ្លាមហ្នឹងស្រាប់តែអាម៉ាណូគាត់ចាប់ផ្ដើមបាញ់ញើបាត់ទៅហើយនៅពេលដែលគាត់ក៏បានលេងហ្គេមយូរទៅហ្នឹងគាត់ក៏ចាប់ផ្ដើមស្លាប់យកតែម្ដងដោយថាទឹកដៃរបស់គាត់ក្នុងការបាញ់ហ្គេមអីហ្នឹងគឺកាកយកហ្មងណាអំឡុងពេលហ្នឹងខាសេសិនប៉ៃក៏បានធ្វើការសរសើរទៅកាន់មីស៊ូមីអំពីទឹកដៃរបស់គាត់បើទោះបីជាគាត់គឺទៅតែចេះលេងក៏ដោយក៏ប៉ុន្តែមីស៊ូមីគឺអាចមានសមត្ថភាពក្នុងការបាញ់មកកាន់គាត់គឺស្លាប់ចំនួន3ដងទៅហើយក៏ប៉ុន្តែចំពោះទឹកដៃរបស់អាម៉ាណូវិញគឺសូន្យយកតែម្ដងគ្រាន់តែបញ្ជាតួអង្គឲ្យឡើងលើរបងគឺមកកើតទៀតនៅពេលល្ងាច Karen ក៏បាននាំអ្នកទាំងអស់គ្នាដើម្បីចេញមកខាងក្រៅដើម្បីសូបយកបរិយាកាសខ្លះនៅក្នុងចិត្តរបស់អាម៉ាណូវិញនៅពេលនោះក៏បានគិតថាក្លឹបមួយនេះពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់គាត់ដែលគាត់ក៏មិនដែលធ្លាប់ជួបប្រទះកាលពីមុនមកទេភ្លាមនោះក៏ស្រាប់តែ Karen នេះក៏បានសួរទៅកាន់អាម៉ាណូពីហេតុផលហេតុអ្វីបានជាអាម៉ាណូគាត់ក៏បានចូលចិត្តលេងហ្គេមចម្លើយរបស់អាម៉ាណូនៅពេលនោះគាត់ក៏បាននិយាយទាំងទឹកមុខស្មារថាគាត់គ្រាន់តែចូលចិត្តលេងហ្គេមតែប៉ុណ្ណោះមានតែប៉ុណ្្នឹងឯងដូចនេះហើយ Karen នេះក៏បានសម្រេចចិត្តគឺសួរទៅកាន់មីស៊ូមីម្ដងមីស៊ូមីក៏បានតទៅវិញផងដែរថាមូលហេតុដែលគាត់ក៏បានចូលចិត្តលេងហ្គេមអីហ្នឹងដោយសារតែគាត់អត់មានមិត្តភ័ក្តិដូចនេះហើយមានតែហ្គេមនោះទេជាជំរឿនរបស់គាត់អាម៉ាណូបន្ទាប់ពីស្ដាប់ពីហេតុផលរបស់មីស៊ូមីបែបនេះធ្វើឲ្យគាត់ក៏បានបាញ់ឈាមតាមចំហតែម្ដងដោយថាអ្នករកគ្នាគឺសិតតែមានហេតុផលឲ្យគាត់វិញគឺចម្លើយខ្លីៗគឺចូលចិត្តហ្គេមតែប៉ុណ្ណឹងបន្ទាប់មក Karen នេះក៏បាននិយាយប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ឲ្យបានដឹងថាអ្នកទាំងពីរនេះគឺមិនចាំបាច់ភ័យខ្លាចទៅកាន់សិនប៉ៃរបស់ពួកគេនោះទេតាមពិតទៅពួកគាត់គឺជាមនុស្សល្អខ្លាំងណាស់គ្រាន់តែគាត់គឺតឹងរឹងបន្តិចនៅពេលដែលពួកគេគឺបានលេងហ្គេមតែប៉ុណ្ណោះហើយនៅក្នុងក្លឹបហ្គេមមួយនេះមិនចាំបាច់ថាពួកគេគឺលេងហ្គេមខ្លាំងឬក៏ខ្សោយនោះទេបេសកកម្មរបស់ក្លឹបរបស់ពួកយើងនឹងគឺដើម្បីឲ្យពួកគេគឺកាន់តែលេងហ្គេមប្រសើរឡើងតែប៉ុណ្ណោះបន្ទាប់ពីការបញ្ចូលរបស់ Karen ចប់ហើយនោះក៏ស្រាប់តែមីស៊ូមីក៏បានយល់ព្រមក្នុងការចូលរួមជាសមាជិកនឹងឯងរួចមកក៏ដល់វេនរបស់អាម៉ាណូថាគាត់គឺសម្រេចចិត្តចូលឬក៏មិនសម្រេចចិត្តចូលអីចឹងទៅភ្លាមនោះសិនប៉ៃទាំងពីរនាក់ក៏បានបង្ហាញខ្លួនហើយក៏បាននិយាយប្រាប់ទៅកាន់អាម៉ាណូថាបើសិនជាឯងគឺមានភាពខ្សោយក្នុងការលេងហ្គេមបាញ់គ្នាអីហ្នឹងគាត់គឺអាចជួយបង្រៀនបានដូចនេះហើយនៅក្នុងចិត្តរបស់អាម៉ាណូក៏បានគិតថានៅពេលនេះបើសិនជាគាត់ក៏បានចូលរួមក្លឹបហ្គេមមួយនេះគាត់គឺទទួលបានមិត្តភ័ក្តិដ៏ល្អម្នាក់ជាពិសេសក៏មានសិនប៉ៃទាំងពីរនាក់ដែលមានចិត្តដ៏ល្អបំផុតផងដែរមិនត្រឹមតែប៉ុណ្ណោះទេក៏មានស្នាមញញឹមរបស់ Karen ផងដែរក៏ប៉ុន្តែនៅពេលនោះក៏បានឆ្លើយមកថាគាត់អត់ចូលរួមនឹងឯងសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់គាត់ក៏ពិតជាងងម៉ាននឹងពីសម្ដីរបស់ខ្លួនឯងមែនតើថាហេតុអ្វីបានជានៅពេលនោះគាត់ក៏បានបដិសេធអញ្ចឹងស្របពេលហ្នឹងក៏ស្រាប់តែទូរស័ព្ទរបស់គាត់ក៏ចាប់ផ្ដើមរត់ទៅហើយដោយសារតែមកក៏បានផ្ញើសារសុំជំនួយនឹងឯងភ្លាមនោះក៏ស្រាប់តែអាម៉ាណូគាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែ Karen នេះក៏បានមករត់មកកាន់គាត់មកដល់ថ្នាក់ទៀតហើយនាងនៅតែបន្តព្យាយាមបញ្ចុះបញ្ចូលឲ្យអាម៉ាណូក៏បានចូលរួមក្លឹបរបស់នាងមិនត្រឹមតែប៉ុណ្ណោះទេនាងក៏បាននិយាយថាមូលហេតុដែលនាងក៏បានអូទាញទៅកាន់អាម៉ាណូនោះដោយសារតែនាងក៏បានចាប់អារម្មណ៍ទៅកាន់អាម៉ាណូនឹងឯងហើយពាក្យសម្ដីបែបនេះក៏ស្រាប់តែសិស្សរួមថ្នាក់របស់អាម៉ាណូនឹងគឺចាប់ផ្ដើមមានការភ្ញាក់ផ្អើលដែលសិស្សទាំងអស់នោះក៏បានយល់ខុសថា Karen នឹងកំពុងតែចាប់អារម្មណ៍ទៅកាន់អាម៉ាណូនឹងឯងបន្ទាប់ពីនិយាយបែបនេះហើយ Karen នេះក៏បានហុចដៃដើម្បីឲ្យអាម៉ាណូគឺបានចាប់ដៃរបស់នាងពេលហ្នឹងអាម៉ាណូបងរងនឹងប៉ះដៃរបស់ Karen ទៅហើយក៏ប៉ុន្តែក៏បានដកដៃលឿនៗដោយសារតែគាត់ក៏បានយល់ព្រមនឹងពាក្យសម្ដីរបស់ម៉ូម៉ូនឹងឯងដូច្នេះហើយធ្វើឲ្យ Karen នៅពេលនោះនាងក៏ចាប់ផ្ដើមខ្មាស់គេតែម្ដងនឹងព្យាយាមសួរទៅកាន់អាម៉ាណូថាហេតុអ្វីបានជាអាម៉ាណូគឺមិនចូលរួមក្លឹបរបស់នាងអញ្ចឹងអំឡុងពេលហ្នឹងបែរជាអាម៉ាណូក៏បាននិយាយទាំងដាច់ចិត្តថាមូលហេតុដែលគាត់អត់ចូលរួមក្លឹបហ្គេមនោះដោយសារតែគាត់គឺចូលចិត្តតែហ្គេមរបស់គាត់តែប៉ុណ្ណោះណាមួយគាត់ក៏ចង់លេងហ្គេមរបស់គាត់គឺដោយឯករាជ្យតែម្ដងបន្ទាប់ពីការបកស្រាយរួចរាល់ហើយនោះអាម៉ាណូក៏បានធ្វើការសុំទោសទៅកាន់ Karen មិនត្រឹមតែប្រើពាក្យសម្ដីសុំទោសនោះទេគាត់ក៏ថែមទាំងអរគុណទៅកាន់ Karen ទៀតចំណែក Karen បន្ទាប់ពីឃើញអាម៉ាណូក៏បានធ្វើអញ្ចឹងដាក់នាងនោះធ្វើឲ្យនាងគឺមានអារម្មណ៍ថាដូចជាសោកសៅមែនទែនហើយនាងក៏បានដើរចេញពីទីនោះក៏ប៉ុន្តែនាងក៏បានជន់សបកជ័យដូច្នេះហើយនាងក៏បានផ្កាប់មុខតែម្ដងដោយសារតែបែបហ្នឹងហើយធ្វើឲ្យនាងក៏កាន់តែខ្មាស់គេដូច្នេះនាងក៏បានព្យាយាមចាក់ចេញពីទីនេះចំណែកអាម៉ាណូនៅវិញក៏បានទទួលសាររបស់ម៉ូម៉ូដែលបានធ្វើការអរគុណទៅកាន់អាម៉ាណូនឹងឯងបន្ទាប់ពី Karen នេះក៏បានចាក់ចេញទៅនឹងធ្វើឲ្យមនុស្សគ្រប់គ្នានៅក្នុងថ្នាក់របស់អាម៉ាណូនឹងគឺចាប់ផ្ដើមសន្លឹងមើលទៅកាន់អាម៉ាណូតែម្ដងដោយពួកគេទាំងអស់គ្នាក៏បានយល់ច្រឡំថាអាម៉ាណូកំពុងតែបដិសេធនៃសេចក្តីស្រឡាញ់របស់ Karen នឹងឯងជាពិសេសនៅក្នុងសាលារៀនមួយនេះ Karen គឺជា idol មនុស្សគ្រប់គ្នាមូលហេតុហ្នឹងគឺដោយសារតែនេះគឺមានសម្រស់ស្អាតជាងគេនឹងឯងអំឡុងពេលហ្នឹងគ្នារបស់តាសកោបន្ទាប់ពីឃើញបាត់ហ្នឹងក៏បាននិយាយដើមទៅកាន់អាម៉ាណូដូចគ្នាមិនត្រឹមតែប៉ុណ្ណោះទេសូម្បីតែនៅអាហារថ្ងៃត្រង់ក៏បាននិយាយដើមទៀតពីព្រោះរឿងរ៉ាវទាំងអស់នេះក៏បានលេចលឺទៅដល់ថ្នាក់ C ទៀតដែលជាថ្នាក់របស់សង្សាររបស់តាសកោនឹងឯងសាច់រឿងក៏កាប់បង្ហាញនៅពេលល្ងាចក្រុមរបស់តាសកោក៏បានចូលទៅកន្លែងលេងហ្គេមពេលនោះតាសកោអត់បានទៅលេងជាមួយមិត្តភ័ក្តិរបស់គាត់ទេដែលគាត់ក៏បានសុំថាទៅបន្ទប់ទៅបន្ទិញហើយតាមពិតទៅតាសកោក៏គ្រាន់តែចង់ទៅកន្លែងស្ងប់ស្ងាត់ហើយគាត់ក៏បានចាប់វីដេអូហ្គេមនិយាយរំទៅនៅក្នុងប្រទេសជប៉ុនអ្វីក៏មានដែរសម្រាប់លេងហ្គេមសម្រាប់យុវជនអីចឹងណាក៏ប៉ុន្តែបើនៅខ្មែរវិញគឺមានតែចាប់តុក្កតាតែប៉ុណ្ណោះខណៈពេលដែលគាត់កំពុងតែចាប់វីដេអូហ្គេមហ្នឹងគាត់ក៏ចាប់ផ្ដើមមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីគាត់ក៏បានឃើញអតីតកាលរបស់ខ្លួន
ការនោះក៏គឺជាមនុស្សម្នាក់ដែលសភាពមែនទែនសូម្បីតែមិត្តភក្តិក៏មិនមានផងដែរដោយសារតែផ្លឹកបែបនេះហើយក៏មិនអាចចាប់ទៅកាន់ D game បាននោះទេសូម្បីតែក៏ឆ្ងល់ពីខ្លួនឯងដែរនៅពេលដែលក៏បានចាប់ D game ជាលើកទី2នោះគាត់ក៏ទទួលបានជោគជ័យពីព្រោះគាត់ក៏បានផ្ដោតអារម្មណ៍ទៅលើអ្វីដែលគាត់កំពុងតែធ្វើអំឡុងពេលនោះគាត់ក៏បានភ្ញាក់ផ្អើលតែម្ដងបន្ទាប់ពីឃើញអាម៉ាណូកំពុងតែសម្លឹងមើលមកកាន់គាត់អាម៉ាណូបន្ទាប់ពីឃើញតាសកលមើលមកកាន់គាត់បាននេះគាត់ក៏បានព្យាយាមចាក់ចេញពីទីនោះដូចនេះហើយតាសកលក៏មិនថាអ្វីទៅកាន់អាម៉ាណូផងដែរក៏ប៉ុន្តែនៅពេលដែលគាត់ក៏បានយក D game មកមើលនោះក៏ស្រាប់តែអាម៉ាណូក៏បានចូលមកចិត្តមកកាន់គាត់តែម្ដងម៉ាណូបន្ទាប់ពីឃើញ D game មួយនេះហើយគាត់ក៏បានស្គាល់ដូច្នេះគាត់ក៏បានប្រាប់ទៅកាន់តាសកលតែម្ដងថា game មួយនេះគឺពិតជាសប្បាយលេងខ្លាំងណាស់ជាពិសេសវាមានលក្ខណៈថាផ្សងព្រេងអាម៉ាណូមិនត្រឹមតែនិយាយប៉ុណ្ណឹងនោះទេគាត់ក៏បាននិយាយវិញឆ្ងាយតែម្ដងដែលតាក់ទងអំពី game មួយនេះធ្វើឲ្យតាសកលនៅពេលនោះឡើងបែកញើសទៅហើយបន្ទាប់មកអាម៉ាណូក៏បានភ្ញាក់ខ្លួនឡើងវិញហើយគាត់ក៏បានធ្វើការសំទោសពីអ្វីដែលគាត់ក៏បាននិយាយអំបញ្ញមិញនេះរួចមកក៏បានធ្វើដំណើរដើម្បីទៅជាន់ទី2បាត់ទៅចំពោះតាសកលវិញគាត់ក៏ត្រូវទៅជាន់ទី2ផងដែរដោយសារតែគាត់ក៏រក game មួយចំនួនដើម្បីលេងនឹងឯងអំឡុងពេលហ្នឹងគាត់ក៏បានចាប់អារម្មណ៍ថាឃើញអាម៉ាណូកំពុងតែដើររកអ្វីមួយរីឯអាម៉ាណូនៅវិញគាត់ក៏បានដើរត្រឡប់មកវិញទាំងអស់សង្ឃឹមតែម្ដងដោយថាគ្រប់ទូ game ទាំងអស់ហ្នឹងគឺមានអ្នកលេងបាត់ទៅហើយហ្នឹងប៉ុន្តែត្រូវបានបង្អាប់បន្ទាប់ពីតាសកលក៏បានសួរថាហេតុអីបានជាត្រឡប់ទៅវិញអញ្ចឹងហើយតាសកលក៏មិនចាំយូរដែរគាត់ក៏បានបបួលអាម៉ាណូដើម្បីមកលេង game ជាមួយគ្នាហើយ game របស់ពួកគេដែលត្រូវលេងគឺប្រភេទជាឬគូវាយគ្នានឹងឯងក៏ប៉ុន្តែពួកគេគឺមិនទាន់បានលេងភ្លាមៗមកទេដោយសារតែមានមនុស្សម្នាក់កំពុងតែលេងនឹងឯងដូច្នេះពួកគេគឺមានតែរងចាំដើម្បីមើលទៅកាន់ការលេងរបស់ពួកគេតែប៉ុណ្ណោះអំឡុងពេលហ្នឹងតាសកលក៏បានសួរទៅកាន់អាម៉ាណូភ្លាមៗតែម្ដងថាឯនេះគឺបានណាត់ជួបជាមួយនឹង Karen មែនអាម៉ាណូក៏បានបដិសេធថាគាត់មិនមែនជាសង្សាររបស់ Karen នោះទេនឹងនិយាយពីរឿងរ៉ាវទាំងប្រមាណប្រាប់ទៅកាន់តាសកលឲ្យបានដឹងកាត់បង្ហាញនៅកន្លែងមិត្តភ័ក្តិរបស់តាសកលនៅវិញសង្សាររបស់តាសកលកំពុងតែឆ្ងល់ថាតាសកលក៏បានទៅណាហេតុអីបានជាយូរម្ល៉េះឯមានក៏សុំប្រាប់ឈ្មោះរបស់នាងតែម្ដងទៅដែលនាងគឺមានឈ្មោះថា Agoriភ្លាមនោះដែរ Agori នេះក៏បានคลิกឃើញទៅកាន់ Karen ដែលនាងកំពុងតែដើរលបចង់ធ្វើអ្វីមួយអញ្ចឹងហើយធ្វើឲ្យ Agori នៅពេលនោះនាងកំពុងតែឆ្ងល់ហើយកាត់បកត្រឡប់មកនៅពេលទៅវិញនៅពេលនេះអាម៉ាណូក៏បានប្រាប់ពីរឿងរ៉ាវទាំងប្រមាណហ្នឹងឲ្យទៅកាន់តាសកលបានដឹងហើយដូច្នេះតាសកលក៏បានយល់ផងដែរអំពីអាម៉ាណូរួចមកទៀតក៏ដល់វារបស់អ្នកនៅពេលក្នុងការលេងហ្គេមក្នុងការវាយគ្នានេះហើយអំឡុងពេលដែលពួកគេកំពុងតែបញ្ជាតួអង្គនៅក្នុងហ្គេមវាយគ្នាហ្នឹងតាសកលក៏មានអារម្មណ៍ថាទឹកដៃរបស់អាម៉ាណូហ្នឹងគឺដូចជាសង្សាររបស់គាត់អញ្ចឹងលក្ខណៈថាទឹកដៃអន់ដូចគ្នាក៏ប៉ុន្តែក៏មានអារម្មណ៍ថានៅពេលដែលគាត់ក៏បានលេងហ្គេមជាមួយនឹងអាម៉ាណូនោះធ្វើឲ្យអារម្មណ៍របស់គាត់ក្នុងការលេងហ្គេមគឺបែរជាសប្បាយចិត្តទៅវិញបន្ទាប់ពីបញ្ចប់លេងហ្គេមមួយនឹងហើយអាម៉ាណូក៏បានបបួលតាសកលដើម្បីទៅលេងហ្គេមផ្សេងទៀតតាសកលគឺដូចចិត្តទៀតគាត់ក៏បានយល់ព្រមនឹងឯងដូច្នេះហើយពួកគេទាំងពីរនាក់ក៏បានចំណាយពេលវេលារបស់ពួកគេក្នុងការលេងហ្គេមផ្សេងៗដែលអ្វីដែលពួកគេចង់លេងបន្ទាប់ពីពួកគេក៏បានលេងហ្គេមហត់ហើយនៅពួកគេទាំងពីរនាក់ក៏បានរកភេទនជាដើម្បីញ៉ាំនឹងឯងបន្ទាប់ពីញ៉ាំហើយអាម៉ាណូក៏បានបបួលតាសកលដើម្បីទៅលេងហ្គេមបន្តទៀតហើយគណៈពេលហ្នឹងតាសកលក៏បានក្លេចឃើញថា Karen កំពុងតែតាមដានទៅកាន់អាម៉ាណូចំណែក Karen នៅវិញបន្ទាប់ពីដឹងថាតាសកលកំពុងតែក្លេចមើលមកកាន់នេះនោះនឹងក៏បានព្យាយាមចាក់ចេញពីទីនោះភ្លាមៗតែម្ដងដោយសារតែនេះគេអៀនខ្លាំងពេករីឯអាម៉ាណូនៅវិញបន្ទាប់ពីឃើញគ្នារបស់តាសកលកំពុងតែដើរមកទីនេះនោះក៏បានសុំលាទៅកាន់តាសកលនឹងជួបគ្នានៅពេលស្អែកទៀតធ្វើឲ្យតាសកលនៅពេលនោះក៏មិនអស់ចិត្តនោះទេហើយអាការរត់របស់អាម៉ាណូនឹងក៏បានចាប់អារម្មណ៍ទៅកាន់ Karen ទៀតដែរចំពោះតាសកលនៅវិញត្រូវបានសង្សាររបស់គាត់បានស្ដីឲ្យតែម្ដងពីព្រោះថាតាសកលក៏បានមកលេងហ្គេមនឹងតែម្នាក់ឯងតែប៉ុណ្ណោះស្របពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏បានមកដល់ទីនេះដូចគ្នាប៉ុន្តែបើជាតាសកលក៏បានប្រាប់ទៅកាន់មិត្តភ័ក្តិរបស់គាត់ថាគាត់ចេញក្រៅមួយផ្លែនចឹងហើយធ្វើឲ្យសង្សាររបស់គាត់និងមិត្តភ័ក្តិរបស់គាត់កំពុងតែឆ្ងល់ហើយថាហេតុអីបានជាថ្ងៃហ្នឹងតាសកលក៏មានអារម្មណ៍ថាប្លែកៗបែបនេះហើយតាមពិតទៅតាសកលក៏បានព្យាយាមរកទៅកាន់អាម៉ាណូនឹងឯងដែលគាត់ក៏មិនទាន់អស់ចិត្តនោះទេនៅទីបំផុតគាត់ក៏អាចរកទៅកាន់អាម៉ាណូឃើញដែលគាត់កំពុងតែដើរឆ្លងស្ពាននឹងឯងអាម៉ាណូក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីឃើញតាសកលក៏បានមករកមកកាន់គាត់តាសកលក៏មិនចាំយូរដែរក៏បានធ្វើការសួរទៅកាន់អាម៉ាណូថាហេតុអ្វីបានជាអាម៉ាណូគឺមិននៅលេងហ្គេមបន្តទៀតហេតុអីបានចាក់ចេញពីទីនោះអាម៉ាណូក៏បានតទៅវិញផងដែរថាគាត់ក៏ជាមនុស្សដែល slow ball ខ្លាំងណាស់អញ្ចឹងហើយក៏អត់សាបសមក្នុងការលេងហ្គេមគឺលក្ខណៈបែបហ្នឹងនោះទេដល់ពេលទៅតាសកលក៏បានកបួយកោអើរបស់អាម៉ាណូហើយក៏បាននិយាយខ្លាំងៗដាក់អាម៉ាណូតែម្ដងថាអត្តចរិតរបស់ឯងហើយនឹងការលេងហ្គេមរបស់ឯងគឺពិតជាអន់ខ្លាំងណាស់ហើយការនិយាយរបស់តាសកលនៅពេលនោះក៏មិនត្រឹមតែប៉ុណ្្នឹងទេគាត់ក៏បានមាក់ងាយទៅកាន់ក្លឹបរបស់ Karen ទៀតថាក្លឹបទាំងអស់នោះគឺសុទ្ធតែជាមនុស្សល្ងងបន្ទាប់ពីគាត់ក៏បាននិយាយហើយនោះគាត់ក៏បានដោះលែងទៅកាន់អាម៉ាណូទៅហើយក៏បានសួរទៅកាន់អាម៉ាណូថាហេតុអីបានជាឯងមិនតបតជាមួយនឹងគាត់អញ្ចឹងបន្ទាប់ពីឮការនិយាយបូលីរបស់តាសកលបែបនេះគាត់ក៏ចាប់អានកបួយកោអើរបស់តាសកលវិញតែម្ដងរីឯតាសកលនៅវិញក៏កំពុងតែភ័យខ្លាចបាត់ទៅហើយដោយសារតែគាត់គឺប៊ីធ្លាក់នឹងឯងចំណែកអាម៉ាណូនៅវិញក៏បានព្យាយាមនៃការពារទៅកាន់ក្លឹបរបស់ Karen ថាសមាជិកក្លឹបមួយនោះគឺមិនមែនជាមនុស្សដែលល្ងងខ្លាំងដូចជាឯងបាននិយាយនោះទេដូច្នេះការនិយាយរបស់ឯងអំបញ្ញមិញនេះគឺត្រូវតែលើកពីសម្ដីរបស់ឯងវិញចំណែកតាសកលនៅវិញក៏បានព្យាយាមប្រាប់ទៅកាន់អាម៉ាណូថាដោះលែងគាត់ទៅពីព្រោះគាត់គឺចិត្តធ្លាក់ពីលើស្ពានទៅហើយតែឯងមិនដោះលែងទេអីដល់ពេលទៅធ្វើឲ្យអាម៉ាណូក៏បានដឹងខ្លួនដូច្នេះក៏បានដោះលែងហើយក៏បានធ្វើការសុំទោសទៅកាន់តាសកលបន្ទាប់ពីលើការនិយាយរបស់អាម៉ាណូបែបនេះធ្វើឲ្យគាត់ក៏ចាប់ផ្ដើមយល់ហើយជាពិសេសក៏បានឃើញពីជីវិតរបស់គាត់កាលនៅអនុវិទ្យាល័យដោយការនោះគាត់គឺជាមនុស្សដែលដូចជាអាម៉ាណូអញ្ចឹងដូច្នេះហើយគាត់ក៏បានធ្វើការសុំទោសទៅកាន់អាម៉ាណូដែលអ្វីដែលគាត់បាននិយាយបាញ់នេះអំឡុងពេលហ្នឹងតាសកលក៏បានលេងជាមួយនឹងអាម៉ាណូផងដែរថា
ឯការពីក្លឹបរបស់ Karen បែបនេះប្រហែលជាឯងឆ្លាញ់ទៅកាន់ Karen ហើយមើលទៅបន្តមកតាសកលក៏បានសួរទៅកាន់អាម៉ាណូទៀតថានៅពេលនេះឯងគឺមានកម្រងថាចង់ទៅណាទៀតអត់ឬក៏ចង់ទៅលេងហ្គេមបន្តអាម៉ាណូក៏បានតទៅវិញផងដែរថាក៏គឺត្រូវតែទៅផ្ទះដោយសារតែក៏គឺមានហ្គេមមួយចំនួនដែលក៏គឺត្រូវលេងតែម្នាក់ឯងនៅផ្ទះហ្នឹងឯងដូចនេះហើយតាសកលក៏បានសុំលាទៅកាន់អាម៉ាណូបាត់ទៅនៅពេលដែលក៏បានដើរត្រឡប់មកវិញហ្នឹងក៏បានគិតថាក៏ពិតជាចំណានទៅកាន់អាម៉ាណូខ្លាំងណាស់នៅរាល់សកម្មភាពរបស់អាម៉ាណូដែលបានធ្វើប្រចាំថ្ងៃហ្នឹងឯងស្របពេលហ្នឹងក៏បានជួបប្រទះជាមួយនឹង Karen ដែលក៏បានដឹងថា Karen កំពុងតែសម្លឹងមើលទៅកាន់អាម៉ាណូហើយក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែអត្តចរិតរបស់ Karen នៅពេលនេះគឺដូចលងស្នេហ៍ទៅកាន់អាម៉ាណូអញ្ចឹងហើយក៏បានសួរទៅកាន់ Karen ថាធ្វើអ្វីហ្នឹងហើយនាងក៏បានភ្ញាក់តាមឡងពេលហ្នឹងនាងក៏បានភ្ញាក់ដូច្នេះហើយនាងក៏បានបុកក្បាលនឹងជញ្ជាំងធ្វើនាងគឺបានប្រកាច់ពេញហ្នឹងតែម្ដងដូចនេះហើយតាសកលក៏បានសុំលាទៅកាន់ Karen តែម្ដងក៏ប៉ុន្តែបើជា Karen នាងក៏បានទាញទៅកាន់តាសកលមកសួរតែម្ដងលោកឯងអត់មានប្រាប់រឿងរ៉ាវទាំងអស់ហ្នឹងឲ្យទៅកាន់អ្នកដទៃបានដឹងនោះទេមានអីតាសកលក៏បានសួរចំតែម្ដងថានាងកំពុងតែស្រឡាញ់អាម៉ាណូមែនគ្រាន់តែលើប៉ុណ្ណឹងធ្វើឲ្យ Karen នៅពេលនោះនាងក៏ចាប់ផ្ដើមអៀនហើយឆ្លៀតឱកាសនោះតាសកលក៏បានចាក់ចេញពីនាងបាត់ទៅប៉ុន្តែរឿងអ្វីដែលគាត់គឺត្រូវតែប្រឈមមុខបន្ទាប់នោះគឺជាសង្សាររបស់គាត់ដោយការទុកនាងចោលនោះនាងក៏ឲ្យតាសកលក៏បានចាប់តុក្កតាឲ្យនាងអំឡុងពេលហ្នឹងតាសកលក៏បាននិយាយផងដែរថាការស្រឡាញ់គ្នារបស់ពួកគេទាំងពីរនាក់ហ្នឹងឥឡូវហ្នឹងកន្លះឆ្នាំទៅហើយក៏ពិតជាឆ្ងល់មែនតើថាហេតុអ្វីបានជានាងក៏បានស្រឡាញ់មកកាន់គាត់នៅត្រង់ចំណុចណាអាការីនាងក៏បានតទៅវិញភ្លាមៗតែម្ដងមូលហេតុដែលនាងក៏បានស្រឡាញ់ទៅកាន់តាសកលនោះគឺដោយសារតែភាពអស្ចារ្យរបស់លោកនឹងឯងហើយនាងក៏បាននិយាយបន្តទៅថានាងក៏បានលួចស្រឡាញ់ទៅកាន់តាសកលគឺតាំងអនុវិទ្យាល័យមកម្លេះគ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យគាត់ក៏មិនអាចចាប់តុក្កតាបាននោះទេដោយសារតែគាត់កំពុងតែផ្លឹកនឹងពាក្យសម្ដីរបស់អាការីនឹងឯងហើយគាត់ក៏បានសួរទៅកាន់អាការីតែម្ដងថានាងក៏បានចាប់អារម្មណ៍គាត់នឹងគឺតាំងអនុវិទ្យាល័យមែនអាការីនេះក៏មិនលាក់បាំងដែរដែលនាងក៏បានប្រាប់ពីដំណើរដើមតងឲ្យទៅកាន់តាសកលឲ្យបានដឹងនៅពេលមួយនាងក៏បានឃើញតាសកលក៏កំពុងតែចាប់តុក្កតាជាផ្សេងអាការចាប់របស់តាសកលគឺត្រឹមតែម្ដងតែប៉ុណ្ណោះគឺចាប់បានទៅហើយមិនត្រឹមតែប៉ុណ្ណោះទេតាសកលបន្ទាប់ពីឃើញនាងកំពុងតែសំឡឹងមើលមកកាន់គាត់នោះគាត់ក៏ឲ្យតុក្កតាមួយនោះឲ្យមកកាន់នាងតែម្ដងនោះហើយជាចំណុចដែលនាងគឺចាប់ផ្ដើមលោកស្នេហ៍ទៅកាន់តាសកលមួយរយៈចុងក្រោយមកនាងក៏បានដឹងថាសាលារបស់តាសកលកំពុងតែរៀននេះគឺជាសាលារបស់នាងផងដែរនោះហើយគឺជាឱកាសរបស់នាងហើយនាងក៏បានដឹងថាតាសកលគឺជាមនុស្សម្នាក់ដែលចូលចិត្តស្រីស្អាតអញ្ចឹងណាដូច្នេះនាងក៏បានផ្លាស់ប្ដូរពណ៌សក់របស់ខ្លួនឯងទៅតាមអ្វីដែលតាសកលក៏ចង់បាននឹងឯងបន្ទាប់ពីនិយាយរឿងរ៉ាវទាំងអស់នេះហើយអាការីនាងក៏បានចូលទៅចិត្តទៅកាន់តាសកលនៅពេលនេះក៏គឺអាចចង់ចាំហើយតាមពិតទៅក្មេងស្រីម្នាក់នោះគឺជាអាការីសោះដូច្នេះហើយធ្វើឲ្យគាត់គឺកាន់តែអៀនទៅកាន់អាការីចំណែកអាការីនៅវិញបន្ទាប់ពីឃើញសកម្មភាពរបស់តាសកលកំពុងតែផ្លែបែបនេះនាងក៏បានអោបទៅកាន់តាសកលភ្លាមតែម្ដងនឹងបបួលតាសកលដើម្បីទៅផ្ទះជាមួយគ្នាប៉ុន្តែដោយសារតែគាត់កំពុងតែអៀនទៅកាន់អាការីដូច្នេះតាសកលក៏បានសុំទៅមុនតែម្ដងខណៈពេលដែលគាត់កំពុងតែរត់ហ្នឹងគាត់ក៏បានឃើញទៅកាន់អាការីដូច្នេះហើយគាត់ក៏បានអៀនបន្តនឹងឯងនឹងស្រែកផ្អើលពេញហ្នឹងដូចជាមនុស្សឈួលអញ្ចឹងស្អីរឿងក៏កាត់ដល់ថ្ងៃបន្ទាប់គណៈពេលដែលអាម៉ាណូក៏ប៉ុន្តែនៅម្នាក់ឯងនោះក៏ស្រាប់តែតាសកលក៏បានចូលមករយៈផ្ទះដោយតាសកលក៏បានប្រាប់ថាហ្គេមដែលអាម៉ាណូក៏បានណែនាំឲ្យគាត់លេងហ្នឹងគឺពិតជាសប្បាយខ្លាំងណាស់ដូច្នេះបើសិនជាមានហ្គេមអ្វីៗប្លែកៗហ្នឹងក៏ភ្លេចណែនាំឲ្យគាត់ផងដល់ពេលទៅធ្វើឲ្យអាម៉ាណូនៅពេលនោះក៏ពិតជាសប្បាយចិត្តមែនទែនបន្តមកទៀតនៅពេលដែលតាសកលក៏បានត្រឡប់មកដល់តុរបស់គាត់វិញនោះមិត្តភ័ក្តិរបស់គាត់កំពុងតែឆ្ងល់ថាហេតុអ្វីបានជាតាសកលគឺបានចូលទៅរាក់ទាក់ជាមួយអាម៉ាណូអញ្ចឹងហើយចម្លើយរបស់តាសកលនៅពេលនោះក៏បានឆ្លើយទាំងសោយថានោះដោយសារតែគាត់គឺមានហ្គេមថ្មីដែលត្រូវលេងនឹងឯងតាមមកកន្លែង Karen នៅវិញនៅពេលនេះនាងក៏ពោលតែងងល់ទៅកាន់អាម៉ាណូខ្លាំងមែនទែនហើយដែលនាងក៏មិនអាចដកចិត្តរួចនោះទេជាពិសេសសាច់រឿងក៏គេបង្ហាញពីក្មេងស្រីម្នាក់ផងដែរនៅពេលនោះនាងគឺជាមនុស្សដែលបុកហ្គេមមែនទែនប៉ុន្តែសាច់រឿងគេអត់បង្ហាញទេថានាងគឺជាអ្នកណាគេសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់យកកថាទំនាក់ទំនងរបស់ទូប្រុសរបស់យើងជាមួយនឹងតាសកលមើលទៅដូចជារឿងល្អជាងមុនអំឡុងពេលហ្នឹងតាសកលក៏ពិតជាមួទៅកាន់អាម៉ាណូមែនទែនពីព្រោះអាម៉ាណូក៏បានណែនាំហ្គេមមួយឲ្យមកកាន់គាត់លេងដោយអាងថាហ្គេមមួយហ្នឹងវាល្អអញ្ចឹងណាប៉ុន្តែនៅពេលដែលគាត់គឺចាប់ផ្ដើមលេងនោះក៏បានដឹងថាហ្គេមមួយហ្នឹងគឺពិតជាកាកមែនទែនកាសស្ថិតនៅម៉ោងចេញលេងអាម៉ាណូក៏បានធ្វើការសុំទោសទៅកាន់តាសកលដែលគាត់ក៏បានណែនាំអំពីហ្គេមមួយនោះឲ្យទៅកាន់តាសកលបានលេងនឹងឯងពីព្រោះគាត់ក៏បានគិតថាហ្គេមមួយនោះក៏វាអន់ដែរមិនត្រឹមតែប៉ុណ្ណោះទេអាម៉ាណូគឺថែមទាំងនិយាយលេងសើចជាមួយនឹងតាសកលផងដែរបើទោះបីជាឯងលេងហ្គេមប៉ះកន្លែងណាអន់យ៉ាងណាក៏ដោយក៏ប៉ុន្តែឯងក៏មានសង្សារដែរដល់ពេលទៅតាសកលក៏បានស្ដីឲ្យទៅកាន់អាម៉ាណូចំពោះឯងវិញនោះជាមួយនឹង Karen ឥឡូវនេះ Karen កំពុងតែលោកស្នេហ៍ទៅកាន់ឯងហើយនឹងប្រាប់ពីសកម្មភាពមួយចំនួនដែលគាត់ក៏បានឃើញពី Karen នឹងឲ្យទៅកាន់អាម៉ាណូបានដឹងអាម៉ាណូក៏បានធ្វើការបកស្រាយផងដែរថាកុំឲ្យយកច្រឡំទៀតអីពីព្រោះថា Karen ក៏បាន invite គាត់ដើម្បីចូល club game ប៉ុន្តែគាត់អត់បានចូលទេនោះហើយជាមូលហេតុដែល Karen គឺតែងតែតាមដានមកកាន់គាត់អំឡុងពេលហ្នឹងមិត្តភ័ក្តិរបស់អាម៉ាណូនៅក្នុង game ក៏ចាប់ផ្ដើម invite គាត់ដើម្បីលេង game ដូច្នេះហើយអាម៉ាណូក៏បានធ្វើការសុំទោសទៅកាន់តាសកលឲ្យចាំគាត់មក play ទៅក៏កំពុងតែលេង game មិនទិញបន្តមកទៀតអាម៉ាណូក៏ចាប់ផ្ដើមលេង game មួយនោះជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅក្នុង game តាសកលបន្ទាប់ពីឃើញបែបហ្នឹងគាត់ក៏បានសួរថាតាម្នាក់ហ្នឹងគឺជាណាគេអាម៉ាណូក៏បានធ្វើការបកស្រាយផងដែរថានៅពេលដែលគាត់ចាប់ផ្ដើមលេង game មួយហ្នឹងគាត់ក៏ចាប់ផ្ដើមស្គាល់ម្នាក់ហ្នឹងដូច្នេះហើយបានជាពួកគេគឺខ្លាចទៅជាមិត្តភ័ក្តិជាមួយគ្នាក្នុង game មួយហ្នឹងប៉ុន្តែពួកគេអត់ដែលធ្លាប់ស្គាល់គ្នានោះទេឬក៏ជួបមុខគ្នាម្ដងណាឡើយក្រោយមកទៀតនៅពេលដែលបានបញ្ចប់ហ្គេមមួយនេះហើយតាសកលក៏ចាប់ផ្ដើមមានកំណត់មួយតែម្ដងនៅពេលដែលអាម៉ាណូគាត់គឺមានអត្តចរិតថាលេងហ្គេមបែបឯកាអញ្ចឹងតាសកលក៏គឺមានបំណងឲ្យអាម៉ាណូគឺរកមិត្តភ័ក្តិថ្មីមួយទៀតដែលជាមនុស្សស្រីហើយក៏មានអត្តចរិតដូចជាអាម៉ាណូផងដែរ
គ្រាន់តែលឿនចាំភ្លាមយើងមើលទឹកមុខរបស់អាម៉ាណូក៏ដឹងដែរថាគាត់គឺមិនសូវចូលចិត្តអញ្ចឹងទេបន្តមកទៀតតាសកលក៏បាននាំអាម៉ាណូមកដល់ថ្នាក់ A ហើយក៏បានប្រាប់ពីគោលដៅរបស់អាម៉ាណូថានោះគឺជាមនុស្សស្រីម្នាក់នោះដែលនេះគឺជាមនុស្សដែលស្ងៀមស្ងាត់បំផុតហើយនេះក៏ជាមនុស្សដែលអ៊ូតគូទៅលើហ្គេមដែរដូច្នេះនេះគឺជាឱកាសរបស់ឯងហើយដោយសារតែឯងក៏មានអត្តចរិតដូចគ្នាដែរអាម៉ាណូក៏ឲ្យហ៊ាននោះទេដោយគាត់ថាចង់បដិសេធពីរឿងរ៉ាវទាំងអស់ហ្នឹងប៉ុន្តែតាសកលក៏បានបង្ខំខ្លាំងពេកភ្លាមនឹងដែរក៏ស្រាប់តែអាហ្គូរីក៏បានមករកទៅកាន់តាសកលហើយក៏បានសួរទៅកាន់តាសកលថាហេតុអ្វីបានជានៅពេលនេះហើយមិនតមកជួបនាងអញ្ចឹងពីព្រោះថានេះក៏បានរងចាំទៅកាន់តាសកលយូរហើយដែលហេតុនេះហើយតាសកលក៏បានធ្វើដំណើរដើម្បីទៅជាមួយសង្សាររបស់គាត់បាត់ទៅហើយក៏បានផ្ដាំទៅកាន់អាម៉ាណូថាឥឡូវនេះអាម៉ាណូគឺត្រូវតែដោះស្រាយដោយខ្លួនឯងហើយកាលមកកន្លែងមីស៊ូមីនេះវិញនៅពេលនេះក៏កំពុងតែរៀបចំដើម្បីចាក់ចេញពីថ្នាក់នៅពេលដែលគាត់ក៏បានចេញមកខាងក្រៅក៏បានជួបប្រទះជាមួយនឹងអាម៉ាណូដូច្នេះក៏បានសួរតែម្ដងថាអាម៉ាណូមកទីនេះដើម្បីអ្វីដែរអាម៉ាណូក៏បានឆ្លើយថាគាត់មកទីនេះដើម្បីរកមនុស្សស្រីម្នាក់ខារ៉េននេះក៏បានស្ដាប់ឮអញ្ចឹងហើយធ្វើឲ្យនេះក៏បានកោតដូចជាស្មងអញ្ចឹងមីស៊ូមីក៏បានសួរទៅកាន់អាម៉ាណូបន្តទៀតថាមករកខារ៉េនមែនអាម៉ាណូក៏បានធ្វើការបដិសេធថាមិនមែននោះទេក៏បានរកមនុស្សស្រីផ្សេងទៀតគ្រាន់តែលឿនចឹងភ្លាមធ្វើឲ្យខារ៉េននៅពេលនោះនេះក៏បានរលេខខ្លាចជាស្មងតែម្ដងបន្តមកទៀតអាម៉ាណូក៏បានមកជួបជាមួយនឹងម្នាក់ស្រីនឹងហើយក៏បានហៅទៅកាន់ម្នាក់ស្រីនឹងតែម្នាក់ស្រីនឹងអត់បានឆ្លើយតបទៅវិញទេដោយសារតែនាងកំពុងតែពាក់កាសហ្នឹងឯងម្នាក់ស្រីនឹងនាងគឺមានឈ្មោះថាឆាគីហើយអ្នកទាំងអស់គ្នាគឺប្រកាសជាឆ្ងល់ហើយថាហេតុអីបានជាអត់មានភ្លេងអមអញ្ចឹងណាតាមពិតទៅដោយសារតែកម្មវិធីដែលមានកំពុងតែកាត់ឥឡូវហ្នឹងគឺ add ភ្លេងលេងកើតហើយពីព្រោះកម្មវិធី CapCut ឥឡូវហ្នឹងគឺមិនដឹងមិនទេឲ្យតែមុខងារអ្វីក៏ដោយឲ្យតែប្រើ Pro ទាំងអស់ហើយអេមីនគឺមិនអាចប្រើម៉ូដបានទេពីព្រោះថាទូរស័ព្ទរបស់អេមីនក្នុងការសម្រាយរឿងគឺជា iOS អញ្ចឹងហើយពិតជាវេទនាសម្រាប់អេមីនមែនតើអញ្ចឹងហើយអធិស្ឋានផងណាឥឡូវយើងចូលសាច់រឿងរបស់យើងវិញភ្លាមនោះអាម៉ាណូគឺមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីខារ៉េននេះក៏បានមកសួរមូលហេតុអ្វីបានជាអាម៉ាណូគឺបានមកដល់ថ្នាក់របស់នាងអីចឹងណាហើយមកធ្វើអ្វីអាម៉ាណូក៏បានប្រាប់ត្រង់តែម្ដងថាគាត់មកទីនេះដោយសារតែរកមនុស្សស្រីម្នាក់នេះដែលជាឆាគីនឹងឯងគ្រាន់តែលឿនចឹងភ្លាមធ្វើឲ្យខារ៉េននៅពេលនោះនាងក៏បានដួលប៉ុន្តែត្រូវបានអាម៉ាណូក៏បានទ្រដោយសារតែបែបនេះហើយធ្វើឲ្យមនុស្សដែលនៅក្នុងថ្នាក់គឺមានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះថាខារ៉េនគឺជាស្រីស្អាតជាងគេមានអីក៏ស្រាប់តែខារ៉េននេះក៏ចាប់ផ្ដើមអៀនទៅកាន់អាម៉ាណូហើយក៏បានស្រុះឡើងលឿនដើម្បីចាក់ចេញពីទីនោះដោយសារតែនេះគឺអៀនខ្លាំងពេកបន្តមកអាម៉ាណូក៏បានចាប់អារម្មណ៍ថានៅពេលនេះឆាគីនាងកំពុងតែសម្លឹងមើលមកកាន់គាត់ដូច្នេះហើយក៏បានចូលទៅរាក់ទាក់ជាមួយនាងឆាគីនៅវិញគ្រាន់តែឃើញអាម៉ាណូគឺចាប់ផ្ដើមភ័យខ្លាចតែម្ដងអំឡុងពេលហ្នឹងអាម៉ាណូក៏បានសង្កេតឃើញថាហ្គេមរបស់ឆាគីកំពុងតែលេងហ្នឹងទើបតែចេញបានពីអាទិត្យតែប៉ុណ្ណោះជាពិសេសហ្គេមមួយហ្នឹងគឺមានឈ្មោះថា Egify គ្រាន់តែអាម៉ាណូក៏បាននិយាយអំពីហ្គេមមួយហ្នឹងភ្លាមធ្វើឲ្យឆាគីនៅពេលនោះនាងក៏បានចាប់អារម្មណ៍បន្តមកទៀតពួកគេទាំងពីរនាក់ក៏បានចេញមកខាងក្រៅដើម្បីនិយាយគ្នាលេងតែយើងគិតថាកម្រិតរបស់ពួកគេគឺពិតជាឆ្ងាយមែនទែនដោយសារតែពួកគេគឺជាមនុស្សដែល introvert អីចឹងណាភ្លាមក៏ស្រាប់តែឆាគីនាងក៏ចាប់បានធ្វើការសុំទោសទៅកាន់អាម៉ាណូភ្លាមដោយយល់ច្រឡំថាអាម៉ាណូកំពុងតែ invite នាងដើម្បីចូល club game បន្តមកឆាគីនាងក៏បានភ្ញាក់ព្រឹបភ្លាមបន្ទាប់ពីអាម៉ាណូក៏បានអាងផងដែរគាត់គឺធ្លាប់ត្រូវគេ invite ដើម្បីចូល club game ដែរប៉ុន្តែគាត់ក៏បានបដិសេធដោយសារតែបែបនេះហើយពួកគេក៏ចាប់ផ្ដើមរាប់អានគ្នាខ្លាចតែជាមិត្តភក្តិនឹងគ្នាតែម្ដងពីព្រោះថាការចំណងចំណូលចិត្តរបស់ពួកគេគឺដូចគ្នាជាពិសេសការលេងហ្គេមរបស់ពួកគេគឺចូលចិត្តតែម្នាក់ឯងចាប់តាំងពីពេលនោះមកពួកគេទាំងពីរនាក់គឺកាន់តែជិតស្និទ្ធហើយចំពោះ Karen នៅវិញនាងគឺបានត្រឹមតែលួចមើលតែប៉ុណ្ណោះចំពោះអាម៉ាណូហើយក៏មានការចំណានទៅកាន់ឆាគីផងដែរប៉ុន្តែអំឡុងពេលហ្នឹងស្រាប់តែអាម៉ាណូហើយនិងឆាគីក៏ចាប់ផ្ដើមឆ្លោះគ្នាដោយសារតែកំណត់របស់ពួកគេក្នុងការនិយាយអំពីហ្គេមគឺខ្វែងកំណត់គ្នានឹងឯងដូចនេះហើយអាម៉ាណូក៏បានមកជួបជាមួយនឹង Star Soko ហើយក៏បានប្រាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងថាគាត់គឺមិនអាចដោះស្រាយជាមួយនឹងឆាគីបានទេបើមិនជាពួកគេនៅតែបន្តឆ្លោះគ្នាបែបហ្នឹងតែសកូក៏បានគិតមួយសន្ទុះហើយក៏បាននិយាយថាមិនអីទេទុកឲ្យគាត់គឺជាអ្នកចាត់ការឲ្យរួមមកតាសកូក៏បានហៅអ្នកទាំងពីរដើម្បីមកជុំគ្នាដែលគាត់គឺមានបំណងថាសម្របប្រមូលឲ្យពួកគេទាំងពីរនាក់គឺត្រូវគ្នាវិញអញ្ចឹងណាប៉ុន្តែវាមិនដូចអ្វីដែលគាត់បានគិតនោះទេអ្នកទាំងពីរគឺនៅតែបន្តឆ្លោះគ្នានឹងឯងដូច្នេះហើយធ្វើឲ្យគាត់ពិតជាឈឺក្បាលមែនទែនដោយសារតែការខឹងពេកនោះអាម៉ាណូក៏បានហៅទៅកាន់ឆាគីថានឹងសក់សារាយសមនគ្រាន់តែលីចង់ភ្លាមធ្វើឲ្យឆាគីនៅពេលនោះក៏កាន់តែកើនកម្ដៅទៀតហើយដោយទ្រាំមិនបានពេកនោះតាសកូក៏បានចេញមកហើយក៏បានហាមឃាត់ទៅកាន់ពួកគេទាំងពីរនាក់ពីព្រោះថាអត្តចរិតរបស់ពួកគេទាំងពីរនាក់គឺចង់ឈ្នះរៀងៗខ្លួនភ្លាមនោះអាម៉ាណូក៏បានចាប់អារម្មណ៍ពីចំហាយពីឃាតមួយហើយនោះគឺជាអាកូរីនឹងឯងដែលនេះគឺជាសង្សាររបស់តាសកូចំណែកតាសកូនៅវិញក៏បានព្យាយាមនិយាយលំលងទៅកាន់ឆាគីកុំឲ្យបន្តខឹងទៀតអីចឹងណាដោយអាងថាបើទោះបីជានេះគឺសក់សារាយសមុទ្រក៏ដោយប៉ុន្តែមើលតាមអត្តចរិតរបស់នាងគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់ចំណែកអាកូរីកំពុងតែសង្កេតមើលនៅវិញគឺចង់ផ្ទុះបាត់ទៅហើយសូម្បីតែអាម៉ាណូកំពុងតែឃើញហ្នឹងគឺចង់ខ្លាចដែរហ្នឹងណាតាសកូក៏បាននិយាយបន្តទៅថាបើសិនជានាងគឺការសក់ក្លែងគឺកាន់តែគួរឲ្យស្រឡាញ់មានអីការធ្វើបែបហ្នឹងធ្វើឲ្យអាកូរីនៅពេលនោះគឺខ្លាចតែជាថ្មបាត់ទៅហើយជាផ្សេងយើងក៏បានចាប់អារម្មណ៍ថា Karen ហើយមីស៊ូមីកំពុងតែសង្កេតមើលទៅកាន់សកម្មភាពរបស់ពួកគេទាំងអស់គ្នាសាច់រឿងក៏កើតបង្ហាញនៅពេលល្ងាចគណៈពេលដែលតាសកូហើយនិងអាកូរីកំពុងតែធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះជាមួយគ្នាតាសកូក៏បានចាប់អារម្មណ៍ថាអាកូរីនៅពេលនេះអត់សូវមានភ្លើងភ្លះនោះទេដូច្នេះហើយក៏បានសួរទៅកាន់អាកូរីតែម្ដងថាមានបញ្ហាអីមែនបានជានាងគឺអន់ចិត្តបែបហ្នឹងប៉ុន្តែអាកូរីនាងក៏បាននិយាយថាមករយៈចុងក្រោយនេះគឺបានសង្កេតឃើញថាតាសកូកំពុងតែស្និទ្ធស្នាលជាមួយនឹងអាម៉ាណូនឹងឯងនៅថ្ងៃបន្ទាប់ក៏ការស្ថិតនៅម៉ោងចេញទៅផ្ទះមិត្តភ័ក្តិរបស់តាសកូក៏បានប្រាប់ទៅកាន់តាសកូថានៅក្នុងសាលារៀនរបស់ពួកគេឥឡូវនេះគឺមានសិស្សស្អាតម្នាក់ទៀតហើយបន្ទាប់ពីប្រាប់ដំណឹងមួយនេះហើយគាត់ក៏បានធ្វើដំណើរដើម្បីចាក់ចេញពីទីនេះបាត់ទៅចំណែកតាសកូបន្ទាប់ពីលើបែបហ្នឹងក៏កំពុងតែឆ្ងល់ហើយពីព្រោះថានៅក្នុងសាលារៀនរបស់គាត់ហ្នឹងគឺមានតែសិស្សស្អាតម្នាក់តែប៉ុណ្ណោះដែលជា Karen នឹងឯង
ភ្លាមនោះដែរអាម៉ាណូក៏បានបង្ហាញខ្លួនហើយក៏បានធ្វើការរាកទាក់ទៅកាន់តាសកូជាពិសេសក៏បាននិយាយទៅកាន់តាសកូផងដែរថានៅពេលនេះសង្សាររបស់ឯងយ៉ាងម៉េចហើយពីព្រោះថាការពីម្សិលមិញហ្នឹងដូចជាអារម្មណ៍របស់នាងគឺមិនសូវល្អប្រហែលទេប៉ុន្តែមិនទាន់បាននិយាយផងក៏ស្រាប់តែមានសិស្សស្រីម្នាក់ក៏បានហៅទៅកាន់តាសកូនៅពេលដែលក្លែងមើលគឺមានការភ្ញាក់ផ្អើលជាខ្លាំងហើយអ្នកនរគ្នាគឺអាចស្គាល់ទៅហើយអាម៉ាណូនៅវិញក៏បានដឹងភ្លាមតែម្ដងថាម្នាក់ហ្នឹងគឺជាណាគេរីឯតាសកូក៏អត់ចាំនោះទេអញ្ចឹងហើយក៏បានសួរទៅកាន់នាងថានាងគឺជាណាគេស្របពេលហ្នឹងអាការីនាងក៏បានមកមើលហេតុការណ៍ទាំងអស់នេះផងដែរដោយសារតែនាងក៏បានឃើញមនុស្សជុំច្រើនពេកចំពោះអាម៉ាណូក៏បានឆ្លើយភ្លាមតែម្ដងតាមពិតទៅសក់ស្រាយសមសោះហ្នឹងគ្រាន់តែលឿនចង់ភ្លាមធ្វើឲ្យឆេគីនៅពេលនោះគឺចង់ឆេះដុំទៀតហើយដល់ពេលទៅធ្វើឲ្យតាសកូនៅពេលនេះក៏គឺអាចចង់ចាំហើយថានេះគឺជាណាគេគឺជាឆាគីនៅក្នុងចិត្តរបស់តាសកូក៏ពិតជាភ្ញាក់ផ្អើលមែនទែនពីព្រោះថាកាលពីម្សិលមិញក៏គ្រាន់តែប្រាប់នាងលេងតែប៉ុណ្ណឹងក៏ប៉ុន្តែនៅពេលនេះបែរជានាងក៏បានកែប្រែតាមពីសម្ដីរបស់គាត់ទៅវិញតាសកូក៏បាននិយាយថានៅពេលនេះក៏បានកាត់សក់ខ្លីបែបហ្នឹងគឺពិតជាគួរឲ្យស្រឡាញ់មែនទែនអាការីនៅវិញគឺមានកាក់គាំងជាខ្លាំងបន្ទាប់ពីលើពីសម្ដីរបស់តាសកូក៏បាននិយាយអំឡុងពេលហ្នឹងក៏បានឃើញថាអាការីកំពុងតែបាក់ទឹកចិត្តនឹងឯងដោយសារតែឃើញសង្សាររបស់ខ្លួនកំពុងតែសិទ្ធស្នាជាមួយអ្នកដទៃរីឯតាសកូនៅវិញក៏គឺមានអារម្មណ៍ថាដូចជាបានវត្តមានរបស់អាម៉ាណូឆាគីនេះក៏បានប្រាប់តែម្ដងថាអាម៉ាណូនៅពេលនេះកំពុងតែរត់ទៅនោះបាត់ហើយកម្មមកលែអាម៉ាណូនៅវិញនៅពេលនេះក៏កំពុងតែព្យាមរត់ទៅកាន់អាការីក៏ប៉ុន្តែក៏បានជួបប្រទះជាមួយនឹងខារ៉េនហើយក៏បានចូលទៅសួរទៅកាន់ខារ៉េនតែម្ដងអំពីអាការីខារ៉េននេះក៏បានប្រាប់តែម្ដងថានេះគឺទៅតែឃើញអាការីកំពុងតែដាក់កាត់នៅទីនេះមិញទេបន្ទាប់ពីលើចម្លើយបែបនេះហើយអាម៉ាណូក៏បានធ្វើការអរគុណទៅកាន់ខារ៉េននេះក៏បានមកឈប់ទៅកាន់អាម៉ាណូហើយក៏បានសួរថារនាងដើម្បីអ្វីដែរប៉ុន្តែអំឡុងពេលហ្នឹងអាម៉ាណូក៏បានឆ្លើយអរគុណនឹងឯងដោយថាក៏កំពុងតែស្វែងរកទៅកាន់អាការីគឺក្នុងតំណែងនឹងឯងគ្រាន់តែលើប៉ុណ្ណឹងភ្លាមធ្វើឲ្យខារ៉េននៅពេលនោះនាងគឺមានការផ្ទះផ្អើលហើយក៏ផ្អាំទន់ជង្គង់ពីព្រោះថារឿងរ៉ាវទាំងអស់នេះនាងគឺមិនអាចទទួលយកបាននោះទេចំពោះអាម៉ាណូនៅវិញនៅពេលនេះក៏បានស្វែងរកទៅកាន់អាការីឃើញហើយអាការីនាងក៏បានចងចាំផងដែរថានេះគឺជាមិត្តភក្តិរបស់សង្សាររបស់នាងអាម៉ាណូក៏មិនដឹងថានិយាយអ្វីទៅកាន់អាការីនោះដូច្នេះក៏បានសម្រេចចិត្តហៅអាការីដើម្បីទៅញ៉ាំតែនិយាយគ្នាលេងរួចមកទៀតយកថាពួកគេទាំងពីរនេះក៏បានមកដល់កន្លែងភោជនីយដ្ឋានមួយកន្លែងហើយអាម៉ាណូក៏បានចាប់អារម្មណ៍ថាអាការីនៅពេលនេះនាងអត់មានភ្លើងប្លែននៅក្នុងខ្លួននោះទេដូច្នេះហើយអាម៉ាណូក៏បានប្រាប់ពីរឿងដើមតងឲ្យទៅកាន់អាការីបានដឹងជាពិសេសអាម៉ាណូក៏គឺតាមទាំងអាងទៅថាតាសកូគឺពិតជាស្រឡាញ់ទៅកាន់នាងខ្លាំងណាស់គ្រាន់តែរឿងអមិញនេះជាការយល់ច្រឡំតែប៉ុណ្ណោះដូច្នេះហើយធ្វើឲ្យអាការីនៅពេលនេះនាងក៏ចាប់បានសប្បាយចិត្តវិញហើយនឹងប្រាប់ទៅកាន់អាម៉ាណូថានៅទីនេះហើយនាងគឺទៅកំងភេទជ្ជៈញ៉ាំបន្តិចរួចមកអាម៉ាណូក៏គឺមានបំណងថា invite មិត្តភក្តិរបស់គាត់ក្នុងការលេងហ្គេមរបស់គាត់ទៀតប៉ុន្តែក៏បានលើសំឡេងឡើងខ្លាំងតែម្ដងដែលបង្កឡើងដោយអាការីដែលនេះក៏បានសម្លឹងមើលទៅកាន់ជ្រុងម្ខាងទៀតអាម៉ាណូក៏បានកលេចមើលផងដែរដែលក៏បានឃើញថាតាសកូនៅពេលនេះកំពុងតែចិត្តជាមួយនឹងឆាគីនឹងឯងអាចនិយាយបានថាសកម្មភាពរបស់តាសកូគឺរៀងលើសអីចឹងណាដូចនេះហើយធ្វើឲ្យអាម៉ាណូនៅពេលនោះក៏គឺមានការភ្ញាក់ផ្អើលជាខ្លាំងមិននឹកស្មានថាគឺមានរឿងរ៉ាវបែបហ្នឹងនោះទេបន្ទាប់ពីគាត់ក៏បានឃើញហេតុការណ៍ទាំងអស់ហ្នឹងអាម៉ាណូក៏បានគិតវិញឆ្ងាយតែម្ដងសាច់រឿងក៏កាត់បង្ហាញនៅពេលវេលាមួយគឺការស្ថិតនៅចន្លោះភាគទី2និងភាគទី3ឬក៏អាចនិយាយបានថាគឺស្ថិតនៅពាក់កណ្ដាលហ្នឹងឯងដែលនៅក្នុងភាគទី4នេះគេសំដៅទៅលើភាគដែលវាមិនទាន់ផ្សារភ្ជាប់ជាមួយនឹងភាគទី3ហើយមើលទៅរៀងវល់ផងដែរប៉ុន្តែអ្នកទាំងគ្នាគឺព្យាយាមស្ដាប់ឲ្យមានទៅនឹងយល់ហើយជាពិសេសក៏សុំទោសចំពោះការបញ្ចូលសលេងផងដែរដោយសារតែអត់មានភ្លេងអមពីព្រោះថាខេបខានឥឡូវវាឲ្យប្រើប្រូអញ្ចឹងហើយអត់មានលុយបុកទេដូច្នេះហើយគឺមានតែអត់ភ្លេងនឹងឯងអធិស្ឋានផងណាចន្លោះពេលវេលាមួយហ្នឹងគឺគេបង្ហាញអំពី Karen នៅពេលនេះគឺមិនទាន់ស្គាល់ទៅកាន់អាម៉ាណូសុភាពរបស់ Karen នៅពេលនោះគឺពិតជាល្អប្រសើរមែនតើអាចនិយាយបានថាគឺជាមនុស្សដ៏ perfect អីចឹងទៅនៅក្នុងសាលារៀន Karen គឺជាមនុស្សម្នាក់ដែលរស់រាយរាក់ទាក់ខ្លាំងមែនតើមិនត្រឹមតែប៉ុណ្ណោះទេនាងក៏ជាសិស្សគំរូផងដែរដោយសារតែពេលទំនេរអីហ្នឹងនាងគឺតែងតែជួយយកអាសាទៅកាន់លោកគ្រូរបស់នាងនៅពេលមួយក៏មានបរិសម្នាក់ក៏បានសារភាពស្នេហ៍ទៅកាន់ Karen ក៏ប៉ុន្តែត្រូវបាន Karen បដិសេធដោយលើកឡើងនៅថានេះគឺជាមនុស្សម្នាក់ដែលចូលចិត្តសេរីភាពហើយក៏មិនចង់មានស្នេហាដែរកាសស្ថិតនៅចន្លោះអាហារថៃត្រង់នាងក៏បានធ្វើដំណើរដើម្បីទៅក្លឹបរបស់នាងដើម្បីលេងហ្គេមជាមួយនឹងសិស្សច្បងរបស់នាងអញ្ចឹងទៅពីព្រោះថានាងគឺជាប្រធានក្លឹបមួយនេះអញ្ចឹងត្រង់ចំណុចមួយហ្នឹងយើងក៏បានដឹងហើយថា Karen គឺជាប្រធានក្លឹបមួយហ្នឹងមិនមែនសិស្សច្បងរបស់នាងទាំងពីរនាក់នោះទេហើយការលេងហ្គេមរបស់ Karen នៅពេលនោះគឺពិតជាល្អ perfect តែម្ដងលេងអ្វីក៏ឈ្នះដែរឬក៏អាចនិយាយបានថាគឺជាគីឡូប្រូអីចឹងទៅមិនដូចអ្នកមើលនោះទេលេងហ្គេមអត់ឈ្នះគេហើយជេរគេទៀតជាពិសេសប្រូដែលលេង Mobile Legends តែម្ដងបកកែតុកសិចណាកាប់បង្ហាញនៅពេលដែល Karen នាងក៏បានត្រឡប់មកដល់ផ្ទះរបស់នាងវិញហើយនៅពេលនោះនាងក៏បានសោះស្រូបអាហារពេលល្ងាចរួចរាល់ផងដែរហើយអ្វីដែលនាងក៏បានធ្វើមុនដំបូងគេនោះគឺជាការសិក្សាឬក៏ជាស្វ័យការសិក្សានឹងឯងបន្ទាប់ពីស្វ័យសិក្សាហើយ Karen នាងក៏ចាប់ផ្ដើមលេងហ្គេមតែម្ដងនឹងឯងពិសេស Karen នាងក៏បានកំណត់ពេលវេលាក្នុងការលេងហ្គេមនៅពេលយប់មិនដូចអ្នកខ្លះមួយចំនួនទេលេងហ្គេម Mobile Legends រហូតដល់ដាច់យំហើយដល់ពេលព្រឹកឡើងទៅរៀនចាប់ផ្ដើមគេនៅក្នុងថ្នាក់តែម្ដងនឹងឯងបន្ទាប់ពី Karen នាងក៏បានលេងហ្គេមដល់ម៉ោងកំណត់របស់នាងហើយនោះនាងក៏បានចូលគេងនៅត្រឹមម៉ោង 11 កន្លះក៏ប៉ុន្តែនៅពេលដែលនាងក៏បានភ្ញាក់ឡើងនៅពេលព្រឹកនោះធ្វើឲ្យនាងក៏មានអារម្មណ៍ថាដូចជាស្រួលនោះទេដោយសារតែនាងក៏បានសម្បិនឃើញអាម៉ាណូនឹងឯង
ហើយចាប់តាំងពីពេលនោះហើយធ្វើឲ្យអត្តចរិតរបស់ Karen នៅពេលនោះគឺចាប់ផ្ដើមផ្លាយបដាហើយធ្លាប់តែជាមនុស្សដែល perfect ការស្លៀកពាក់ឬក៏ការរៀបចំខ្លួនក៏ប៉ុន្តែនៅពេលនេះបែរជាស្រួយទៅវិញហើយនៅពេលដែលនាងក៏បានមកដល់សាលារៀនបន្ទាប់ពីនាងក៏បានឃើញអាម៉ាណូនោះធ្វើឲ្យនាងគឺចាប់ផ្ដើមអៀនយកហ្មងហើយនាងក៏មិនយល់ពីអារម្មណ៍របស់ខ្លួនឯងផងដែរបន្ទាប់ពីនាងក៏បានយកស្បិនឃើញទៅកាន់អាម៉ាណូសូម្បីតែនៅពេលវេលាដែលនាងកំពុងតែលេងហ្គេមហ្នឹងក៏មិនសូវបានផ្ដោតទៀតដូច្នេះហើយសិនប៉ៃនីណាក៏បានធ្វើការសួរទៅកាន់ Karen ថាមានរឿងអីកើតឡើងបានជាឯងគឺផ្លឹកបែបហ្នឹងមានអីក៏ស្រាប់តែ Karen នាងក៏ចាប់ផ្ដើមនិយាយអំពីអាម៉ាណូគឺតែម្នាក់ឯងតែម្ដងដូចជាមនុស្សឈួនអញ្ចឹងសូម្បីតែសិនប៉ៃនីណាក៏ឆ្ងល់ផងដែរអំពីអត្តចរិតរបស់ Karen នៅពេលនេះឬក៏អាចនិយាយបានថានិយាយគោចេញក្បីនិយាយក្បីចេញគោអញ្ចឹងទៅដោយសារតែឃើញបែបនេះហើយសិនប៉ៃខាសេក៏បានស្ដីឲ្យទៅកាន់ Karen ថានេះគឺជាប្រធានក្លឹបហើយអ្វីបានជានាងធ្វើអត្តចរិតដូចជាកូនក្មេងអញ្ចឹងហើយនៅត្រង់ពេលវេលាមួយហ្នឹងគឺស្ថិតនៅចន្លោះភាគទី2នឹងឯងដែល Karen នេះក៏បានអញ្ជើញអាម៉ាណូដើម្បីចូលរួមក្លឹបរបស់នាងហើយប៉ុន្តែត្រូវក៏បដិសេធស្អីរឿងក៏កាប់បង្ហាញនៅពេលយប់យើងក៏បានឃើញថា Karen នៅពេលនោះនាងកំពុងតែប្រកែកប្រកិននៅក្នុងបន្ទប់របស់នាងដោយសារតែនាងក៏បាននឹកឃើញទៅកាន់អាម៉ាណូនៅត្រង់ចំណុចមួយហ្នឹងអេមីនក៏ចង់សួរទៅកាន់ស្រីនៅពេលដែលលួចស្រឡាញ់ទៅកាន់បរិមណាម្នាក់គឺមានអត្តចរិតដូចជា Karen អនបើមិនក៏មិនប្រាប់មកកាន់អេមីនផងណាស្អីរឿងក៏កាត់ដល់ថ្ងៃបន្ទាប់ក៏កាត់ស្ថិតនៅថ្ងៃអាទិត្យយើងក៏បានឃើញថា Karen នេះកំពុងតែដើរគិតតែម្នាក់ឯងអំពីរឿងរ៉ាវតែប្រហែលដែលអត្តចរិតរបស់នាងមួយរយៈនេះគឺដូចជាដល់កហើយធ្វើអ្វីគឺតែងតែបរាជ័យសូម្បីតែលេងហ្គេមធម្មតាក៏មិនអាចយកឈ្នះទៀតប៉ុន្តែគិតចឡើងនាងក៏ចាប់ផ្ដើមមុខឡើងក្រហមតែម្ដងបន្ទាប់ពីនាងក៏បានឃើញទៅកាន់អាម៉ាណូដូច្នេះហើយនាងក៏បានដើរលឿនចាក់ចេញពីកន្លែងដែលនាងកំពុងតែនៅតែ Karen នេះពិតជាចៃដន្យមែនទែនដែលនាងក៏បានដើរប្រច្រាស់ផ្លូវគ្នាជាមួយនឹងអាម៉ាណូដូច្នេះហើយនាងក៏បានធ្វើការសួរទៅកាន់អាម៉ាណូថាហេតុអីបានចេញមកខាងក្រៅអញ្ចឹងទៅអាម៉ាណូក៏បានប្រាប់តែម្ដងមូលហេតុគាត់ក៏បានចេញមកខាងក្រៅដោយសារតែម៉ាក់របស់គាត់ក៏បានស្ដីបន្ទោពីព្រោះគាត់ក៏បានចំណាយលេងហ្គេមគឺពេញមួយថ្ងៃតែម្ដងគឺមិនបានធ្វើអ្វីនោះឡើយអញ្ចឹងហើយបានជាម្ដាយរបស់គាត់គឺបានស្ដីឲ្យគ្រាន់តែលឿនចាប់ភ្លាម Karen នាងក៏ចាប់ផ្ដើមប្រវល់អាម៉ាណូដើម្បីដើរលេងជាមួយគ្នាតែម្ដងដោយសារតែនាងក៏ចេញមកខាងក្រៅដូចគ្នាអាម៉ាណូក៏បានធ្វើការបដិសេធដោយថាបើសិនជាធ្វើបែបនេះមានន័យថាពួកគេគឺជាសង្សារឬក៏ជា date មួយគ្នាអញ្ចឹងទៅបើទោះបីជាអញ្ចឹងក៏ដោយ Karen ក៏បាននិយាយប្រាប់ទៅកាន់អាម៉ាណូថាពួកគេគ្រាន់តែដើរលេងតែប៉ុណ្ណោះគឺមិនមានន័យអ្វីផ្សេងពីនឹងនោះទេអាម៉ាណូក៏បានបដិសេធជាលើកទី2បង្រងនឹងចាក់ចេញទៀតប៉ុន្តែត្រូវបាន Karen នេះក៏បានចាប់ជាប់អាម៉ាណូក៏បាននិយាយតែម្ដងមូលហេតុដែលគាត់គឺធ្វើបែបនេះដោយសារតែគាត់គឺមិនចង់ឲ្យមានពាក្យចាំរាំបន្តទៀតនោះទេពីព្រោះនៅក្នុងសាលារៀនរបស់ពួកគេនៅពេលនេះគឺមានពាក្យចាំរាំជាច្រើនគឺនិយាយតាក់ទងអំពីពួកគេទាំងពីរនាក់អញ្ចឹងហើយគាត់គឺមិនចង់ឲ្យមានរឿងរ៉ាវទាំងអស់នោះវាកាន់តែធំ Karen នេះគឺមិនខ្វល់ស្រាប់ទៅហើយដូច្នេះហើយនាងក៏បានហៅអាម៉ាណូដើម្បីមកតាមនាងតែម្ដងនឹងឯងមុនដំបូងពួកគេក៏បានមកដល់កន្លែងហាងលក់ D game ដោយសារតែអាម៉ាណូក៏ត្រូវការលេងហ្គេមមួយចំនួនរួចមកទៀតពួកគេទាំងពីរនាក់ក៏បានបន្តដំណើរដើម្បីទៅរកកន្លែងផ្សេងទៀតគណៈពេលកំពុងតែដើរនឹងអាម៉ាណូក៏បានប្រាប់ផងដែរថាមួយរយៈចុងក្រោយនេះគាត់គឺមានអារម្មណ៍ថាសប្បាយចិត្តមែនទែនដោយសារតែហ្គេមទូរស័ព្ទដៃរបស់គាត់គឺតែងតែលេងវាមិនសូវពិបាកដូចជាកាលមុនជាពិសេសក៏គឺកាន់តែជិតស្និទ្ធជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅក្នុងហ្គេមផងដែរ Karen នេះក៏បានចងចាំអំពីមើលរួមថ្នាក់របស់នាងម្នាក់ដែលលេងហ្គេមដូចជាមួយអាម៉ាណូដែរហើយគ្មាននរណាឆ្ងាយនោះទេគឺជាឆាគីធ្វើឲ្យ Karen នៅពេលនោះនាងគឺមានអារម្មណ៍ថាដូចជារៀងប្រចាំថែមទាំងមិនបានប្រាប់ពីរឿងរ៉ាវទាំងអស់ហ្នឹងឲ្យទៅកាន់អាម៉ាណូបានដឹងនោះឡើយឥឡូវតែគិតសុខៗពួកគេក៏បានមកដល់កន្លែងលេងហ្គេមដាក់កាអាម៉ាណូក៏បានប្រាប់ទៅកាន់ Karen ថាគាត់គឺជាមនុស្សដែលចូលចិត្តលេងហ្គេមប្រភេទបាននឹងខ្លាំងណាស់បើទោះបីជាប្រភេទហ្គេមមួយនេះបែបបុរាណក៏ដោយប៉ុន្តែវាពិតជាសប្បាយរួចមកទៀតពួកគេទាំងពីរនាក់ក៏បានចូលមកដល់ខាងក្នុង Karen នេះក៏ចាប់ផ្ដើមមានអារម្មណ៍ថាប្រចាំទៀតហើយដែលតាក់ទងអំពីឆាគីជាមួយនឹងអាម៉ាណូនឹងឯងអញ្ចឹងហើយ Karen នេះក៏ចាប់ផ្ដើមអុកក្បាលជាមួយនឹងទូដាក់កាតែម្ដងសូម្បីតែអាម៉ាណូនៅពេលដែលឃើញទង្វើរបស់ Karen បែបហ្នឹងក៏កកាំងផងដែរបន្តមកទៀតយើងក៏បានឃើញថាអាម៉ាណូក៏បានទៅទិញកាក់ហ្គេមជាច្រើនដើម្បីលេងហ្គេមនៅទីនេះដល់ពេលទៅ Karen នេះក៏ចាប់ផ្ដើមកំណត់ថ្មីដែលនាងក៏បានធ្វើការ challenge ជាមួយនឹងអាម៉ាណូអំពីការរកកាក់ថាអ្នកណាគឺបានលេងហ្គេមនៅទីនេះហើយទទួលបានកាក់ច្រើនជាងអញ្ចឹងទៅមួយសន្ទុះក្រោយមកយើងក៏បានឃើញថា Karen នៅពេលនោះនាងគឺទទួលបានកាក់ច្រើនមែនទែនរីឯអាម៉ាណូក៏អត់មាននោះទេដោយសារតែគាត់ក៏បានចាញ់អស់ហើយហ្នឹងខណៈពេលហ្នឹងដែរ Karen នេះក៏បានធ្លាក់កាក់របស់នាងចំនួន1ទៅខាងក្រោមអាម៉ាណូក៏បានទៅរើកាក់មួយហ្នឹងក៏ប៉ុន្តែអាកន្លែងគាត់គឺបានរើហ្នឹងក៏បានក្លែងឃើញថានៅទីនោះក៏មានហ្គេមថ្មីមួយដែលគេគឺទៅតែដាក់ឲ្យលេងហើយហ្គេមមួយនោះគឺជាការភ្នាល់ការប្រណាំងសេះហ្នឹងឯងដូច្នេះហើយអាម៉ាណូក៏បានសុំកាក់មួយហ្នឹងចេញពី Karen អាម៉ាណូក៏មិនចាំយូរដែរក៏បានយកកាក់មួយហ្នឹងក៏បានធ្វើការភ្នាល់អំពីហ្គេមមួយហ្នឹងក៏ប៉ុន្តែជាលទ្ធផលគាត់ក៏មិនអាចយកឈ្នះទៅកាន់ការលេងហ្គេមមួយហ្នឹងបានទេធ្វើឲ្យ Karen នៅពេលនោះឡើងគាំងតែម្ដងបន្ទាប់ពីឃើញទង្វើរបស់អាម៉ាណូបែបហ្នឹងនៅពេលល្ងាចពួកគេទាំងពីរនាក់ក៏បានមកអង្គុយនៅកន្លែងសួនច្បារមួយកន្លែង Karen នេះក៏បានធ្វើការសួរទៅកាន់អាម៉ាណូថាហេតុអីបានជាបដិសេធមិនចូលរួមក្លឹបរបស់នាងអញ្ចឹងណាមួយទៀតនាងក៏បានសង្កេតឃើញថាអាម៉ាណូលេងហ្គេមអីគឺមិនដាច់យកឈ្នះទៅកាន់គេនោះឡើយដូច្នេះហើយហេតុអីបានជាលោកគឺមិនចូលរួមក្លឹបរបស់នាងដើម្បីបង្រឹងសមត្ថភាពក្នុងការលេងហ្គេមចំពោះអាម៉ាណូក៏បានតបទៅវិញផងដែរថាគាត់គឺមិនចង់បានបែបហ្នឹងនោះឡើយការលេងហ្គេមយើងគឺត្រូវតែទទួលស្គាល់អំពីការចាញ់និងការឈ្នះហើយបើសិនជាយើងក៏បានលេងឈ្នះរហូតនឹងអត់មានការចាញ់យើងអត់មានភាពសប្បាយក្នុងការលេងហ្គេមនោះទេគណៈពេលដែលអាម៉ាណូក៏កំពុងតែទិញភានជ្ជៈហ្នឹងក៏មានការភ្ញាក់ផ្អើលជាខ្លាំងពីព្រោះទូភានជ្ជៈដែលគាត់កំពុងតែទិញហ្នឹងគឺគ្រប់ចំនួន7777លេខទាំងអស់នេះហើយអាម៉ាណូក៏ទទួលបានភានជ្ជៈចំនួន1កំប៉ុង free តែម្ដងហើយក៏ពិតជាសប្បាយចិត្តមែនទែនថែមទាំងប្រាប់ទៅកាន់ Karen អំពីការឈ្នះរបស់គាត់ទៀតផងរួចមកទៀតអាម៉ាណូក៏បានយកភានជ្ជៈមួយកំប៉ុងដែលគាត់គឺទៅតែឈ្នះហ្នឹងឲ្យទៅកាន់ Karen ហើយ Karen ក៏បានធ្វើការអរគុណទៅកាន់អាម៉ាណូអញ្ចឹងទៅ Emin ក៏សុំទោសចំពោះការបញ្ចូលសលេងផងដែរដោយសារតែម្នាក់ចុងក្រោយនេះសលេងរបស់ Emin គឺពិតជាស្អប់មែនទែន
ហើយមូលហេតុហ្នឹងដោយសារតែការសន្ទនានៅកម្ពុជារបស់យើងវាប្រែប្រួលអញ្ចឹងហើយធ្វើឲ្យ admin គឺចាប់ផ្ដើមមានជំងឺផ្ដាសាយជាពិសេសសម្លេងរបស់ admin ក៏ទៅតាមនឹងផងដែរបន្តមកទៀតអាម៉ាណូក៏បានបន្តប្រាប់ទៅកាន់ Karen បន្តទៀតថាមូលហេតុដែលគាត់ក៏បានបដិសេធមិនចូលរួមក្លឹបរបស់នេះនោះដោយសារតែគាត់ក៏ចង់លេងហ្គេមហ្នឹងគឺដោយសេរីតែម្ដងមិនថាចាញ់ឬក៏ឈ្នះនោះទេហ្គេមបង្កើតឡើងសម្រាប់ឲ្យមនុស្សសប្បាយមិនមែនឲ្យយើងនឹងគឺការចិត្តចង់ឈ្នះរហូតនោះឡើយហើយអាចចិត្តចង់ឈ្នះរបស់យើងរហូតនឹងហើយធ្វើឲ្យហ្គេមរបស់យើងគឺចាប់ផ្ដើមលេងសប្បាយពាក្យសម្ដីរបស់អាម៉ាណូធ្វើឲ្យ Karen នៅពេលនោះក៏មានការភ្ញាក់ផ្អើលផងដែរមុនពេលដែលពួកគេក៏បានបែកផ្លូវគ្នាហ្នឹង Karen ក៏បានប្រាប់ទៅកាន់អាម៉ាណូផងដែរថាជួបគ្នាលើកក្រោយពីព្រោះថានៅពេលនេះពួកគេគួរតែប្រញាប់ទៅផ្ទះដើម្បីលេងហ្គេមបន្តទៀតនៅថ្ងៃបន្ទាប់យើងក៏បានឃើញថាសិស្សច្បងទាំងពីរនាក់កំពុងតែធ្វើការពិសោធន៍ទៅកាន់ Karen អំពីការលេងហ្គេមរបស់នាងថានៅពេលនេះកម្រិតរបស់នាងគឺនៅតែលេងអន្តរដែលយកស្រួលយកទៅទឹកដៃរបស់ Karen នៅពេលនេះគឺចាប់ផ្ដើមចុកខ្សោយមូលហេតុដែល Karen គឺបានធ្លាក់ទឹកដៃបែបនេះដោយសារតែនេះគឺតែនឹកឃើញអំពីអាម៉ាណូដូច្នេះហើយនាងក៏បានគិតថាកំហុសគ្រប់យ៉ាងគឺមកពីអាម៉ាណូនឹងឯងនៅក្នុងភាគទី5នេះសាច់រឿងគឺបានផ្សារភ្ជាប់ជាមួយនឹងភាគទី3មិនមែនភាគទី4ទេណាអំឡុងពេលហ្នឹងយើងក៏បានឃើញថាតាសកូក៏កំពុងតែព្យាយាមតាក់ទងទៅកាន់អាម៉ាណូដោយសារតែឃើញអាម៉ាណូក៏បានទៅជាមួយនឹងអាកូរីបើទោះបីជាគាត់ក៏បានព្យាយាមតាក់ទងទៅកាន់អាម៉ាណូក៏ដោយប៉ុន្តែក៏គឺតែអត់ចូលនោះទេគណៈពេលហ្នឹងដែរក៏បានឃើញឆាគីនាងកំពុងតែលេងហ្គេមប្រភេទដូចជាមួយនឹងអាម៉ាណូជាពិសេសក៏បានឃើញឈ្មោះហ្គេមរបស់ឆាគីដែលវាស្រដៀងជាមួយនឹងមិត្តភ័ក្តិរបស់អាម៉ាណូដូច្នេះហើយក៏ចាប់ផ្ដើមមានការសង្ស័យនៅក្នុងចិត្តភ្លាមក៏ប៉ុន្តែនៅពេលដែលគាត់ក៏បានសង្កេតមើលឲ្យច្បាស់ហ្នឹងគាត់ក៏ស្រាប់តែភ្ញាក់ផ្អើលតែម្ដងដោយសារតែនៅទីនោះក៏មានឈ្មោះរបស់អាម៉ាណូផងដែរនោះហើយដែលជាហេតុតាសកលក៏បានទៅចិត្តជាមួយនឹងឆាគីនឹងឯងស្របពេលហ្នឹងសកម្មភាពរបស់ពួកគេទាំងពីរនាក់ត្រូវបានអាម៉ាណូហើយនិងអាកូរីក៏បានមើលឃើញដូចនេះពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមយល់ច្រឡំថាពួកគេទាំងពីរនាក់គឺស្រឡាញ់គ្នាអញ្ចឹងទៅចំពោះអាកូរីនៅពេលនោះនាងក៏បានស្លាប់ស្ដោកតែម្ដងពីព្រោះថាឃើញមនុស្សដែលខ្លួនឯងស្រឡាញ់គឺស្និទ្ធស្នាលជាមួយអ្នកដទៃបន្តមកទៀតយើងក៏បានឃើញថាតាសកលក៏បានសួរទៅកាន់ឆាគីថាហេតុអីបានជាមានអត្តចរិតគឺមិនសូវត្រូវគ្នាជាមួយនឹងអាម៉ាណូអញ្ចឹងឆាគីនាងក៏បាននិយាយថានាងអត់ចូលចិត្តនោះទេហើយថែមទាំងឧទាហរណ៍ទៀតបើថ្ងៃណាមួយនាងក៏បានជាប់នៅលើកោះជាមួយនឹងអាម៉ាណូនោះច្បាស់ណាស់នាងនៅខំដណ្ដាតខ្លួនឯងឲ្យងាប់តែម្ដងរួចមកទៀតតាសកលក៏បានសួរអំពីឈ្មោះហ្គេមរបស់ឆាគីថាហេតុអីបានជានាងដាក់ឈ្មោះបែបហ្នឹងឆាគីក៏បានប្រាប់ផងដែរមូលហេតុដែលនាងក៏បានដាក់ឈ្មោះហ្គេមរបស់នាងបែបហ្នឹងដោយសារតែនាងក៏បានយកលំនាំតាមឈ្មោះម្ដាយរបស់នាងនឹងឯងបន្ទាប់ពីនិយាយរឿងរ៉ាវទាំងអស់ហ្នឹងហើយតាសកលក៏ចាប់ផ្ដើមពិបាកចិត្តពីព្រោះថាពួកគេទាំងពីរនាក់អត់ចោះសម្រងគ្នានោះទេរវាងឆាគីហើយនិងអាម៉ាណូបើសិនជានៅតែបន្តបែបហ្នឹងច្បាស់ណាស់ពួកគេក៏មិនអាចបង្កើតជាមិត្តបាននោះទេស្របពេលហ្នឹងដែរក៏បានក្លែកឃើញក្មេងពីរនាក់ដែលមិនដែលធ្លាប់ស្គាល់ពីមុនមកទេប៉ុន្តែនៅពេលដែលពួកគេក៏បាននិយាយអំពីហ្គេមនោះពួកគេក៏ចាប់ផ្ដើមនិយាយត្រូវគ្នាតែម្ដងនិងពិភាក្សាគ្នាអំពីហ្គេមក្នុងការចូលចិត្តរបស់ពួកគេអញ្ចឹងទៅគ្រាន់តែឃើញចាំភ្លាមតាសកលនៅពេលនោះក៏ចាប់ផ្ដើមមានកំណត់ថ្មីសាច់រឿងក៏ការបង្ហាញនៅថ្ងៃថ្មីគឺការស្ថិតនៅពេលល្ងាចតាសកលក៏បានហៅឆាគីហើយនិងអាម៉ាណូក៏បានមកជិតគ្នានិងប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ថានេះគឺជាពេលវេលាក្នុងការណាត់ជួបដើម្បីនិយាយអំពីហ្គេមគ្រាន់តែលឿនចាំភ្លាមធ្វើឲ្យឆាគីហើយនិងអាម៉ាណូនៅពេលនោះគឺពិតជាសប្បាយចិត្តមែនទែនតាសកលក៏បានគិតនៅក្នុងចិត្តផងដែរថាតាមវិធីរបស់គាត់នៅពេលនេះប្រហែលជាអាចនឹងជោគជ័យសប្បាយចិត្តមិនតាន់មកប្រហែលផងក៏ស្រាប់តែឆាគីហើយនិងអាម៉ាណូចាប់ផ្ដើមបន្តឆ្លោះគ្នាទៀតតែម្ដងនឹងឯងធ្វើឲ្យតាសកលនៅពេលនោះឡើងកពុលមុខហើយខណៈពេលហ្នឹងក៏ស្រាប់តែ Karen ក៏បានមកដល់ដោយសារតាសកលក៏បានអញ្ជើញ Karen ដើម្បីមកចូលរួមដូចគ្នាចំពោះ Karen នៅពេលនោះនាងគឺកាន់តែភ្ញាក់ផ្អើលទៀតហើយបន្តទៅឃើញអាម៉ាណូហើយនិងឆាគីនៅក្បែរគ្នាដោយនាងក៏បានគិតនៅក្នុងចិត្តថាពួកគេទាំងពីរនាក់អាចនឹងមានទំនាក់ទំនងស្នេហានឹងគ្នាអីចឹងទៅបន្តមកទៀតការសន្ទនារបស់ពួកគេទាំងអស់គ្នាក៏ចាប់ផ្ដើមតាសកលក៏បានធ្វើការសួរទៅកាន់ឆាគីអំពីហ្គេមដែលឆាគីនេះគឺបានបង្កើតឆាគីក៏បាននិយាយផងដែរថាហ្គេមដែលនេះគឺបានបង្កើតនេះគឺមិនដឹងថាវាល្អលេងឬក៏យ៉ាងម៉េចនោះទេក៏ប៉ុន្តែអ្វីដែលនាងក៏បានផលិតបានហើយនោះគឺជាអ្វីដែលនាងគឺថាវាសប្បាយអំឡុងពេលហ្នឹងអាម៉ាណូក៏ចាប់ផ្ដើមនិយាយត្រង់តែម្ដងថាហ្គេមដែលឆាគីគឺបានបង្កើតឡើងហ្នឹងវាមិនសប្បាយតតសោះតាសកល Karen នៅពេលនោះគឺមានការផ្អើលជាខ្លាំងដោយសារតែអាម៉ាណូក៏បាននិយាយត្រង់ពេកអាចនិយាយបានថាការនិយាយបែបហ្នឹងដូចជាពិបាកទឹកចិត្តទៅកាន់ឆាគីអញ្ចឹងដូចនេះហើយធ្វើឲ្យឆាគីនៅពេលនោះក៏ចាប់ផ្ដើមខឹងទៅកាន់អាម៉ាណូថាហេតុអីបានជាអាម៉ាណូគឺនិយាយបែបហ្នឹងដល់ពេលទៅអាម៉ាណូក៏បានលើកឡើងអំពីទ្រឹស្ដីរបស់គាត់និយាយផងដែរក្នុងការបង្កើតហ្គេមអ្នកបង្កើតហ្នឹងគឺច្បាស់ណាស់ថាវាសប្បាយក៏ប៉ុន្តែអ្នកដែលបានវាឆាយទៅលើហ្គេមយើងប្រកបនោះគឺមានតែអ្នកលេងនោះទេដែលគាត់ក៏បានគិតថាហ្គេមមួយនេះសប្បាយឬក៏វាមិនសប្បាយអញ្ចឹងទៅហើយការបកស្រាយរបស់អាម៉ាណូបែបហ្នឹងហើយឆាគីនៅពេលនោះនាងក៏បានយល់ស្របដែរមិនត្រឹមតែឆាគីនោះទេតែស្គរ Karen ក៏ដូចគ្នាអំឡុងពេលហ្នឹងយើងក៏បានគិតថាអាកូរីនាងកំពុងតែលើមើលសកម្មភាពរបស់ពួកគេនេះគឺស្ថិតនៅខាងក្រោយ Karen ពីព្រោះអាកូរីនាងកំពុងតែតាមដានទៅកាន់តាសកលថាមានតំណែងអ្វីជាមួយនឹងពួកគេអញ្ចឹងទៅចំណែកអាម៉ាណូហើយនិងឆាគីត្រូវគ្នាបន្តមកប្រហែលផងឥឡូវនេះឆ្លោះគ្នាបន្តទៀតតែម្ដងដោយសារតែពួកគេនឹងគឺមានចំណុចមួយចំនួនដែលពួកគេគឺមិនសូវត្រូវគ្នា Karen នៅពេលដែលឃើញបែបហ្នឹងធ្វើឲ្យនាងគឺពិតជាកាំងមែនតើប៉ុន្តែត្រូវបានតាសកលក៏បានខ្សឹបប្រាប់មកកាន់នាងថាពួកគេទាំងពីរនាក់គឺតែងតែបែបហ្នឹងឯងដល់ពេលទៅធ្វើឲ្យ Karen នៅពេលនោះនាងពិតជាធូរទ្រង់មែនតើបើសិនជាពួកគេទាំងពីរនាក់គឺមានអត្តចរិតរៀងឆ្លោះគ្នាបែបហ្នឹងមានន័យថាអាម៉ាណូហើយនិងឆាគីគឺមិនមែនតែមានតំណងស្នេហានោះទេហើយអំឡុងពេលហ្នឹងអាម៉ាណូហើយនិងឆាគីក៏បានសម្លឹងមើលទៅកាន់តាសកលហើយនិង Karen មើលសភាពរបស់ពួកគេទាំងពីរនាក់ដូចជាសមគ្នាដល់ហើយជាពិសេសអំឡុងពេលហ្នឹងក៏ស្រាប់តែអាម៉ាណូក៏បានចាប់អារម្មណ៍ទៅកាន់អាកូរីក៏បានសង្កេតមើលដល់ពេលទៅអាកូរីក៏បានបកដៃហៅទៅកាន់អាម៉ាណូដើម្បីមកនិយាយគ្នាដែលនេះគឺមានរឿងរ៉ាវមួយចំនួនចង់សួរទៅកាន់អាម៉ាណូ
អាមណូនៅពេលដែលឃើញបានដឹងហើយក៏មិនចាំយូរដែរក៏បានធ្វើការលៀននៅ3ដើម្បីទៅជួបអាកូរីរីឯនៅ3ក៏មានការព្យាបាលបន្ទាប់ពីដឹងថាអាមណូក៏បានទៅជួបជាមួយអាកូរីបន្ទាប់ពីការចាក់ចេញរបស់អាម៉ាណូណូក៏ស្រាប់តែឆាគីនឹងក៏បានសុំដើម្បីត្រឡប់ទៅផ្ទះមុនហើយដូច្នេះហើយនៅពេលនេះនៅសល់តែតាសកោហើយនឹងខារ៉េនតែប៉ុណ្ណោះហើយពួកគេកំពុងតែកៀងហើយរួចមកយើងក៏បានគិតថាខារ៉េននៅពេលនោះនាងក៏បានរត់ចេញពីទីនេះនោះដោយសារតែនាងក៏បានគិតថាអាម៉ាណូហើយនឹងអាកូរីនៅពេលនោះកំពុងតែមានទំនាក់ទំនងស្នេហាជាមួយគ្នាអញ្ចឹងទៅមិនត្រឹមតែខារ៉េននោះទេសូម្បីតែតាសកោក៏កំពុងតែឆ្ងល់ដូចគ្នាពីព្រោះថាអាកូរីគឺជាសង្សាររបស់គាត់ក៏ប៉ុន្តែថ្មីនេះបែរជាអាម៉ាណូហើយនឹងអាកូរីមើលទៅដូចជាស្និទ្ធស្នាលជាមួយគ្នាសាច់រឿងក៏កាប់បង្ហាញមកកន្លែងអាម៉ាណូហើយនឹងអាកូរីនៅវិញអាកូរីនៅពេលនោះក៏ពិតជាមួម៉ៅមែនតើពីព្រោះហេតុអីបានជារឿងរ៉ាវរបស់តាសកោនៅពេលនេះគឺកាន់តែធំទៅបែបហ្នឹងហើយអាម៉ាណូក៏បានសន្យាជាមួយនាងហើយថាអាម៉ាណូនឹងគឺបានជួយមកកាន់នាងប៉ុន្តែអំបញ្ញមិញនេះនាងក៏បានគិតថាតាសកោកំពុងតែស្ថិតនៅជាមួយនឹងខារ៉េនគឺចិត្តមែនតើបន្ទាប់ពីនាងក៏បាននិយាយចប់ហើយនោះធ្វើឲ្យអាកូរីនៅពេលនោះនាងក៏ចាប់ផ្ដើមស្រែកយំតែម្ដងដូច្នេះហើយធ្វើឲ្យអ្នកដែលនៅភោជនីយដ្ឋានទាំងអស់នោះកំពុងតែសម្លឹងមើលទៅកាន់ពួកគេទាំងពីរនេះដោយសារតែពួកគេទាំងពីរនេះគឺបានបង្កសម្លេងខ្លាំងពេកដែលនេះហើយបុគ្គលិកធ្វើការនៅទីនោះក៏បានទៅខ្សឹបប្រាប់ទៅកាន់ពួកគេទាំងពីរនេះឲ្យស្ងាត់ទៅពីព្រោះថានៅក្នុងភោជនីយដ្ឋានមួយនេះមិនត្រឹមតែពួកគេទាំងពីរនេះនោះទេគឺមានមនុស្សច្រើនមែនតើដែលនៅទីនេះអញ្ចឹងហើយពួកគេទាំងពីរនេះក៏មកឲ្យបង្កសម្លេងខ្លាំងទៀតអីក្រោយមកទៀតយើងក៏បានឃើញថាអាកូរីនៅពេលនោះនាងក៏ចាប់ផ្ដើមនិយាយទាំងក្រៀមក្រំតែម្ដងថានាងគឺពិតជាមិនយល់ទេថាហេតុអីបានជាតាសកោក៏ទៅជាបែបហ្នឹងអាម៉ាណូបន្ទាប់ពីឃើញអាកូរីនាងកំពុងតែបាក់ទឹកចិត្តបែបនេះក៏បានលើកទឹកចិត្តទៅកាន់នាងនិងសន្យាទៅកាន់អាកូរីថាគាត់នឹងជួយនាងដើម្បីឲ្យរឿងរ៉ាវទាំងប្រមាណហ្នឹងគឺបានមកសភាពដើមវិញដោយការលើកទឹកចិត្តរបស់អាម៉ាណូបាននឹងហើយធ្វើឲ្យអាកូរីនៅពេលនោះពិតជាសប្បាយចិត្តមែនទែនស្របពេលហ្នឹងពួកគេទាំងពីរនាក់គឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឆាគីក៏បានឃើញសកម្មភាពរបស់ពួកគេជាពិសេសអាម៉ាណូហើយនិងអាកូរីកំពុងតែចាប់ដៃគ្នាទៀតដល់ពេលទៅអាម៉ាណូក៏បានស្ទុះលឿនដើម្បីចេញទៅខាងក្រៅនិងនិយាយគ្នាជាមួយនឹងឆាគីដើម្បីឲ្យគាត់ក៏បានមកយល់ប្រាប់ទៅកាន់ឆាគីកុំឲ្យយល់ច្រឡំអីចឹងណាតែយើងក៏បានគិតថាឆាគីនៅពេលនោះដូចជាមិនចង់ស្ដាប់នោះទេរួចមកនេះក៏បានធ្វើដំណើរដើម្បីចាក់ចេញពីទីនេះបាត់ទៅបន្ទាប់ពីអាម៉ាណូក៏បានត្រឡប់មកដល់ក្នុងកន្លែងភោជនីយដ្ឋានវិញហើយនោះអាម៉ាណូនៅតែបន្តនិយាយចឹងថាបើទោះបីជាមានរឿងរ៉ាវអ្វីក៏ដោយគាត់នៅតែបន្តជួយទៅកាន់អាកូរីជានិច្ចដូច្នេះហើយពួកគេទាំងពីរនាក់ក៏ចាប់ផ្ដើមពួកដៃគ្នាដោយបង្ហាញថាពួកគេគឺជាមិត្តភក្តិនឹងគ្នាកាប់បង្ហាញមកកន្លែងតាសកលនៅវិញនៅពេលនេះយើងក៏បានគិតថាគាត់កំពុងតែលេងហ្គេមដាក់កាក់ជាភាសាអារម្មណ៍របស់គាត់នៅក្នុងខ្លួននោះទេតែគាត់ក៏បានគិតវិញឆ្ងាយតែម្ដងថាអាកូរីហើយនិងអាម៉ាណូនៅពេលនេះកំពុងតែស្រឡាញ់គ្នាអញ្ចឹងទៅហើយរឿងរ៉ាវទាំងអស់នេះគ្រាន់តែជាការយល់ច្រឡំប៉ុន្តែតាសកលក៏អាចបានគិតវិញឆ្ងាយសាច់រឿងក៏កាប់បង្ហាញនៅពេលវេលាមួយអាម៉ាណូក៏បានធ្វើការសារភាពស្នើទៅកាន់ខារ៉េនក៏ប៉ុន្តែគណៈពេលហ្នឹងបែរជាខារ៉េននេះក៏បានធ្វើការបដិសេធចំពោះទៅកាន់អាម៉ាណូក៏ប៉ុន្តែនោះគ្រាន់តែជាការយល់សប្តិរបស់អាម៉ាណូតែប៉ុណ្ណោះដោយសារតែគាត់ក៏បានលេងហ្គេមហើយគេអត់ដឹងខ្លួនអាម៉ាណូក៏ពិតជាឆ្ងល់មែនតើដោយសារតែការយល់សុបិនបានហ្នឹងគាត់គឺតែងតែយល់សុបិនឃើញតែញយហ្នឹងសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់យើងក៏បានគិតថាទំនាក់ទំនងអាម៉ាណូហើយនឹងតាសកលនៅពេលនោះគឺដូចដដែលហ្នឹងហើយអំឡុងពេលហ្នឹងតាសកលក៏បាននិយាយបញ្ជាទៅកាន់អាម៉ាណូថាឯនេះគឺធ្លាប់មានចិត្តទៅស្រឡាញ់អ្នកណាដែរទេហើយចំណាយរបស់អាម៉ាណូនៅពេលនោះគឺប្រកាសខ្លាំងណាស់ថាគាត់អត់មាននោះទេគាត់ក៏គ្រាន់តែចង់បានមិត្តភក្តិតែប៉ុណ្ណោះស្របពេលហ្នឹងដែរធ្វើឲ្យអ្នកទាំងពីរគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឆាគីនេះក៏បានបង្ហាញខ្លួនថែមទាំងធ្លាក់កាបូបរបស់នាងទៀតដែលនាងក៏បានយល់ច្រឡំថាពួកគេទាំងពីរនេះគឺបានស្រឡាញ់ភេទដូចគ្នាមានអីចាំកាលឆាគីនេះក៏បានដាក់មីប្រូចរត់ចាក់ចេញពីទីនោះឡើងលឿនតែម្ដងចំពោះអាម៉ាណូក៏អត់ដឹងនោះទេប៉ុន្តែតាសកលក៏បានដឹងភ្លាមតែម្ដងថាឆាគីនៅពេលនេះកំពុងតែយល់ច្រឡំមកកាន់ពួកគេដូច្នេះហើយក៏បានស្ទុះលឿនតែម្ដងដើម្បីទៅរកទៅកាន់ឆាគីណាមួយពេលវេលាអំបញ្ញមិញនេះគឺជាការពិភាក្សាអំពីហ្គេមនឹងឯងជាពិសេសអំឡុងពេលហ្នឹងបែរជាឆាគីនឹងកំពុងតែយល់ច្រឡំមកកាន់ពួកគេទៀតក្រោយមកយើងក៏បានគិតថាតាសកលនៅពេលនេះក៏បានមកជួយជាមួយនឹងឆាគីហើយឆាគីក៏បានធ្វើការសុំទោសទៅកាន់តាសកលដែលនេះក៏បានយល់ច្រឡំថាតាសកលហើយនឹងអាម៉ាណូគឺស្រឡាញ់ប្រុសដូចគ្នាអញ្ចឹងណារួចមកទៀតឆាគីនេះក៏បានលើករឿងអំពីអាម៉ាណូដែលនេះគឺស្ទើរតែមិនជឿនោះទេដែលនេះក៏បានគិតថាអាម៉ាណូហើយនឹងអាកូរីនឹងគឺជាសង្សារនឹងគ្នាតាសកលបន្ទាប់ពីលឺបាប់នឹងគាត់ឡើងឈ្លក់កាហ្វេបាត់ហើយពីព្រោះថាអាកូរីគឺជាសង្សាររបស់គាត់ទេក៏ប៉ុន្តែគាត់គឺមិនដឹងរឿងរ៉ាវនឹងច្បាស់នោះឡើយពីព្រោះមួយរយៈចុងក្រោយនេះក៏បានឃើញផងដែរថាអាកូរីហើយនិងអាម៉ាណូកំពុងតែជួបគ្នាទៅញយហ្នឹងខណៈពេលដែលអ្នកទាំងពីរកំពុងតែសន្ទនាគ្នាហ្នឹងពួកគេទាំងពីរនេះគឺមិនបានចាប់រងនោះទេថាអាម៉ាណូហើយនិងអាកូរីកំពុងតែដើរនៅទីនោះហើយតាមពិតទៅអាម៉ាណូហើយអាកូរីមកទីនេះដើម្បីលោកស្ដាប់អំពីការសន្ទនាគ្នារបស់ឆាគីហើយនិងតាសកលតែប៉ុណ្ណោះឆាគីនេះក៏បានសួរត្រង់ៗទៅកាន់តាសកលថាតាសកលគឺបានស្រឡាញ់ទៅកាន់ខារ៉េនមិនមែនពីព្រោះថានាងក៏បានឃើញខារ៉េនហើយនិងតាសកលមើលទៅដូចជារឿងស្និទ្ធស្នាលតាសកលក៏បានតតទៅវិញផងដែរថាគាត់គឺមិនបានស្រឡាញ់អីនោះទេគ្រាន់តែគាត់ចូលចិត្តតែប៉ុណ្ណោះអំឡុងពេលហ្នឹងតាសកលក៏បានប៉ះក្បាលរបស់ឆាគីហើយក៏បាននិយាយប្រាប់ទៅកាន់ឆាគីថាសម្រាប់របស់នេះក៏មិនអន់ឡើយតាមពិតទៅតាសកលក៏គឺមានអារម្មណ៍ថាឲ្យឆាគីនឹងគឺមានអារម្មណ៍ថារៀងជឿជាក់លើខ្លួនឯងអីចឹងណាដោយសារតែបែបនេះហើយធ្វើឲ្យឆាគីនៅពេលនោះពិតជាអៀនមែនតើរួចមកនេះក៏បានសុំតាសកលដើម្បីត្រឡប់ទៅមុនតែម្ដងតាសកលក៏មិនចាំយូរដែរនៅពេលដែលឆាគីក៏បានចាក់ចេញទៅនឹងក៏បានចាក់ចេញដូចគ្នារីឯអ្នកទាំងពីរដែលកំពុងតែលើស្ដាប់នៅវិញឡើងកៀងអស់ហើយពីព្រោះថាពួកគេក៏បានគិតថាតាសកលគឺមិនត្រឹមតែលួចស្រឡាញ់ទៅកាន់ខារ៉េនោះទេក៏មានចិត្តទៅលើឆាគីដែររួចមកទៀតអាម៉ាណូហាងកូរីក៏ចាប់ផ្ដើមសន្ទនាគ្នាម្ដងរីគឺមានកំណត់មួយចង់ឲ្យអាម៉ាណូគឺបានសិទ្ធស្នាជាមួយនឹងខារ៉េនធ្វើជាមិត្តភក្តិជាមួយនឹងខារ៉េនអីចឹងទៅដើម្បីឲ្យអាម៉ាណូគឺបានសង្កេតមើលទៅកាន់ខារ៉េនថាមានចិត្តទៅលើតាសកលឬក៏អត់អីចឹងណាដល់ពេលទៅអាម៉ាណូនៅពេលនោះក៏បានយល់ព្រមទៅកម្មមកកន្លែងខារ៉េននៅវិញនៅពេលនេះនាងកំពុងតែស្ថិតនៅខាងក្រៅសាលាដែលមានបរិមម្នាក់កំពុងតែសារភាពស្នេហ៍ទៅកាន់
កាន់នាងក៏ប៉ុន្តែខារ៉េននាងក៏បានធ្វើការប្រសាទជាពិសេសការនិយាយរបស់នាងមើលទៅដូចជាកាយខ្លាំងណាស់ហើយបរិសម្នាក់ហ្នឹងគឺពិតជាមួម៉ៅខ្លាំងណាស់បន្ទាប់ពីខារ៉េនក៏បានធ្វើការបដិសេធមកកាន់គាត់ចំពោះខារ៉េនក៏ភ្ញាក់ផ្អើលផងដែរអំពីអត្តចរិតរបស់បរិសម្នាក់ហ្នឹងហើយរាល់សកម្មភាពរបស់ខារ៉េនអំបញ្ញនេះគឺត្រូវបានមីស៊ូមីគាត់ក៏បានមើលឃើញទាំងអស់ដូច្នេះហើយនៅពេលដែលខារ៉េននេះក៏បានត្រឡប់មកដល់ក្លឹបរបស់ពួកគេវិញហើយនោះមីស៊ូមីគាត់ក៏បានផ្ដល់ដំបូន្មានមួយចំនួនឲ្យទៅកាន់ខារ៉េនថាបើទោះបីជានេះគឺមិនស្រឡាញ់ទៅកាន់បរិសម្នាក់ក៏ដោយនាងគួរតែប្រើពាក្យសម្ដីក្នុងការបដិសេធហ្នឹងឲ្យបានសមរម្យទៅកុំឲ្យកាយសាហាវពេកចំពោះខារ៉េននៅពេលនោះនាងក៏ព្រមទទួលយកដំបូន្មានរបស់មីស៊ូមីសៃរឿងក៏កាប់បង្ហាញនៅពេលយប់យើងក៏បានឃើញថាអាម៉ាណូនៅពេលនោះក៏កំពុងតែទុកសាច់ទៅលើហ្គេមរបស់គាត់ដោយសារតែគាត់ក៏បានលេងហ្គេមតាក់ទងអំពីស្នេហានឹងឯងហើយនៅពេលដែលគាត់ក៏បានលេងមកដល់ភាគទី10នោះគាត់ក៏ត្រូវបានចាញ់ជាពិសេសអាវគ្គទី10នោះគឺពិតជាពិបាកខ្លាំងណាស់ក្នុងការសម្រេចចិត្តអញ្ចឹងហើយបានជាគាត់ក៏បានរឹកខុសហើយក៏បានចាញ់នឹងឯងក្នុងពេលនឹងដែរមិត្តភ័ក្តិនៅក្នុងហ្គេមរបស់អាម៉ាណូក៏បានឆាប់មកប្រាប់អាម៉ាណូថានៅថ្ងៃស្អែកនេះពួកគេក៏មានព្រឹត្តិការណ៍មួយក្នុងការវាយមេវគ្គបញ្ចំដូច្នេះហើយនៅថ្ងៃស្អែកសង្ឃឹមថាអាម៉ាណូក៏បានចូលរួមអញ្ចឹងណាបន្តមកទៀតអាម៉ាណូគាត់នៅតែបន្តលេងហ្គេមប្រភេទស្នេហាមួយហ្នឹងនៅទីបំផុតគាត់គឺទទួលបានជ័យជំនះនៅក្នុងហ្គេមមួយហ្នឹងចំពោះអាម៉ាណូនៅពេលនោះគាត់ក៏ទទួលបានបទពិសោធន៍មួយផងដែរអំពីមិត្តភ័ក្តិនៅថ្ងៃបន្ទាប់យើងក៏បានឃើញថាមិត្តភ័ក្តិរបស់តាសកូក៏បានមកសួរទៅកាន់តាសកូដែលពួកគេក៏បានលើកដំណឹងថាអាម៉ាណូក៏បានណាត់ខារ៉េនដើម្បីមកខាងក្រោយសាលាដើម្បីនិយាយរឿងអ្វីមួយនៅពេលល្ងាចនេះតាមពិតទៅនោះគឺជាល្បីរបស់តាសកូនឹងឯងដែលគាត់ក៏បានទៅប្រាប់ខារ៉េនអំពីរឿងរ៉ាវរបស់អាម៉ាណូថាចង់ជួបអីចឹងណាប៉ុន្តែធៀបពិតទៅអាម៉ាណូក៏អត់ដឹងខ្យល់អីនោះទេគណៈពេលកំពុងតែសប្បាយនៅក្នុងចិត្តនឹងគាត់ក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីអាម៉ាណូក៏បានសម្លឹងមើលមកកាន់គាត់នេះហើយពួកគេទាំងពីរនាក់ក៏បានមកបន្ទប់ទឹកដើម្បីនិយាយរឿងរ៉ាវទាំងអស់ហ្នឹងតាសកូក៏បានធ្វើការសុំទោសទៅកាន់អាម៉ាណូផងដែរពីព្រោះថាគាត់គឺបានធ្វើអត់បានប្រាប់ទៅកាន់អាម៉ាណូមុនឬក៏ពិភាក្សាជាមួយអាម៉ាណូអញ្ចឹងទៅក៏ប៉ុន្តែគាត់ធ្វើនេះដើម្បីចង់ឲ្យឯងល្អតែប៉ុណ្ណោះទៅថ្ងៃអនាគតពីព្រោះឯងក៏បានរាប់អានជាមួយនឹងមិត្តភក្តិម្នាក់ទៀតដែលជាខារ៉េនដោយសារតែបែបហ្នឹងហើយអាម៉ាណូនៅពេលនោះក៏បានយល់ព្រមទៅដូច្នេះហើយចូលក្លេរបស់តាសកូតែម្ដងនឹងឯងកាប់បង្ហាញនៅកន្លែងថ្នាក់រៀនរបស់អាកូរីនៅវិញនៅពេលនេះនាងកំពុងតែបបាក់ចិត្តហើយដែលនាងកំពុងតែគិតថាតាសកូនៅពេលនេះប្រហែលជាមិនស្រឡាញ់នាងអីចឹងទៅបែរជាទៅស្រឡាញ់ទៅកាន់ឆាគីហើយនឹងខារ៉េនរីឯនៅកន្លែងឆាគីនៅវិញនាងក៏បានស្រឡាញ់មើលទៅកាន់ខារ៉េននៅពីក្រោយរួចមកនាងក៏បានគិតថាប្រហែលជាអាម៉ាណូក៏បានស្រឡាញ់ទៅកាន់ខារ៉េនហើយបានជាណាត់ជួបបែបហ្នឹងក៏ប៉ុន្តែអាម៉ាណូក៏មានសង្សារបាត់ទៅហើយគឺជាអាកូរីជាពិសេសនេះក៏បានលើដំណឹងមួយទៀតផងដែរថាអាកូរីនឹងគឺជាសង្សាររបស់តាសកូហើយឥឡូវនេះនេះគឺពិតជាវល់មែនទែនគឺមានតែចាំមើលតែប៉ុណ្ណោះចំពោះតាសកូនៅវិញគាត់ក៏បានគិតថាកម្រងការរបស់គាត់នៅពេលនេះគឺបានជោគជ័យហើយបើសិនជាអាម៉ាណូក៏បានធ្វើតាមអ្វីដែលគាត់គឺបានប្រាប់អីចឹងណាពីព្រោះគាត់ក៏ចង់ដឹងថានៅពេលដែលអាម៉ាណូក៏បានណាត់ជួបជាមួយនឹងខារ៉េនដើម្បីនិយាយគ្នានោះច្បាស់ណាស់អាកូរីក៏បានបង្ហាញខ្លួនដើម្បីនៅទីនោះដែរហើយគាត់នឹងមើលសកម្មភាពរបស់អាកូរីតែប្រកាសដែរទេថានេះក៏បានស្រឡាញ់ទៅកាន់អាម៉ាណូនោះបើសិនជាអាកូរីក៏បានបង្ហាញទឹកមុខដល់កំសត់នោះមានន័យថានេះក៏បានស្រឡាញ់ទៅកាន់អាម៉ាណូប៉ុន្តែបើសិនជាទឹកមុខរបស់អាកូរីគឺញញឹមវិញនោះមានន័យថានេះអត់ស្រឡាញ់ទៅកាន់អាម៉ាណូនោះទេពីគិតនៅក្នុងចិត្តហើយគាត់ក៏ចាប់ផ្ដើមសើចតែម្ដងធ្វើឲ្យលោកគ្រូហើយនឹងសិស្សៗនៅទីនោះកំពុងតែសម្លឹងមើលមកកាន់គាត់ហើយលើនេះអ្នក13គឺស្រាប់តែមានកំណត់ស្រៀងគ្នាដូច្នេះហើយពួកគេគឺចាំតែមើលនោះទេថាល្ងាចហ្នឹងគឺមានរឿងអ្វីកើតឡើងចំពោះខារ៉េននៅពេលនោះនាងក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីដឹងថាអាម៉ាណូក៏បានស្នើសុំជួបនាងអញ្ចឹងទៅក៏ប៉ុន្តែនៅពេលនេះនាងគឺត្រូវតែធ្វើចិត្តឲ្យបានរឹងមាំបើទោះបីជាអាម៉ាណូក៏គឺនិយាយពីអ្វីក៏ដោយមកកាន់នាងមិនយូរប៉ុន្មានពេលវេលាក៏បានមកដល់ដែលជាម៉ោង4ល្ងាចនឹងឯងខារ៉េនក៏មិនចាំយូរដែរនាងក៏បានធ្វើដំណើរដើម្បីទៅបន្ទោរបស់អាម៉ាណូតែម្ដងចំពោះអាម៉ាណូនៅពេលនោះគាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែគាត់ក៏បានឃើញវត្តមានរបស់តាសកូនិងអ្នកដទៃទៀតមិនត្រឹមតែប៉ុណ្ណោះទេគាត់គឺថែមទាំងឃើញវត្តមានរបស់អាកូរីផងដែរដើម្បីមកមើលពីសកម្មភាពរបស់គាត់ហើយមនុស្សដែលសំខាន់ចុងក្រោយគេនោះគឺជាឆាគីនឹងឯងភ្លាមៗដែរក៏ស្រាប់តែខារ៉េនក៏បានមកដល់ធ្វើឲ្យអាម៉ាណូនៅពេលនោះគាត់គឺរៀងកាំងផងដែរដោយសារតែគាត់គឺអស់ពាក្យនិយាយនឹងឯងនៅក្នុងចិត្តរបស់អាម៉ាណូនៅពេលនោះគាត់ពិតជាភ័យខ្លាំងណាស់ដែលគាត់គឺមិនដឹងថានិយាយបានមិននោះទេទៅកាន់ខារ៉េនដូច្នេះហើយគាត់ក៏បានសម្លឹងមើលទៅកាន់តាសកូស្រាប់តែតាសកូគាត់ក៏បានបែរមុខចេញមិនត្រឹមតែតាសកូនោះទេសូម្បីតែអាកូរីនៅពេលនោះនាងក៏បានបែរមុខចេញដូចគ្នាព្រោះតាសកូក៏បានសម្លឹងមើលមុខរបស់អាកូរីដោយសារតែនោះគឺជាផែនការរបស់គាត់ក៏ប៉ុន្តែគាត់ក៏មានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីអាកូរីក៏បានសម្លឹងមើលមុខមកកាន់គាត់ដូចគ្នានិយាយឲ្យស្រួលយល់ទៅគឺផែនការរបស់ពួកគេទាំងពីរហ្នឹងគឺដូចគ្នានឹងឯងអញ្ចឹងហើយបានជាពួកគេទាំងពីរនេះក៏បានសម្លឹងមើលមុខគ្នាចំណែកឆាគីនៅពេលដែលឃើញតាសកូហើយនិងអាកូរីកំពុងតែសម្លឹងមើលមុខគ្នាបែបហ្នឹងធ្វើឲ្យនេះគឺកាន់តែវល់ទៀតហើយអំពីទំនាក់ទំនងរបស់ពួកគេពួកអាម៉ាណូនៅពេលនោះគាត់គឺភ័យខ្លាំងពេកដូច្នេះហើយគាត់ក៏បាននិយាយថាគាត់គឺចង់ដេតជាមួយនឹងខារ៉េនធ្វើឲ្យមនុស្សគ្រប់គ្នាដែលមានវត្តមាននៅទីនោះគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែពាក្យសម្ដីរបស់អាម៉ាណូគឺមានន័យថាដូចជាការសុំស្រឡាញ់អញ្ចឹងសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់អាម៉ាណូក៏បានសង្កេតឃើញថាមានសិស្សជាច្រើនកំពុងតែសម្លឹងមើលមកកាន់គាត់ដោយសារតែហេតុការណ៍កាលពីម្សិលមិញនឹងឯងដូច្នេះហើយគាត់ក៏បានមកបន្ទប់ទឹកដើម្បីលុបមុខចេញដោយសារតែគាត់ក៏បានបន្ធូរអារម្មណ៍អញ្ចឹងទៅហើយគាត់ក៏បានស្ដីបន្ទោសពីខ្លួនឯងផងដែរថាកាលពីម្សិលមិញហេតុអីបានជាគាត់គឺបានប្រើពាក្យសម្ដីអញ្ចឹងណាគួរតែប្រើពាក្យជាមួយនឹងខារ៉េនថាគាត់គឺចង់ឲ្យខារ៉េនធ្វើជាមិត្តភក្តិមួយគាត់ណាមិនមែនជាលក្ខណៈស្នេហាទេក៏ប៉ុន្តែនៅពេលនេះគឺមិនអាចកែប្រែបាននោះទេដោយសារតែអង្គគឺបានខ្លាចជាបាយទៅហើយបន្តមកអាម៉ាណូក៏បានចេញពីបន្ទប់ទឹកក៏ប៉ុន្តែពិតជាឆ្អែតដល់មែនតើគាត់ក៏បានជួបប្រទះជាមួយនឹងខារ៉េននៅពេលដែលឃើញវត្តមានរបស់អាម៉ាណូបែបហ្នឹងធ្វើឲ្យនាងពិតជាអិនខ្លាំងណាស់ក៏ប៉ុន្តែខារ៉េននៅពេលនោះនាងគឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែឃើញអាម៉ាណូក៏បានរត់ចេញពីនាង
ដោយធ្វើទៅមើលបែបនេះលក្ខណៈថាដូចជាមិនមែនជាសង្សារអញ្ចឹងហើយព្រឹត្តិការណ៍ការពីម្សិលមិញគឺគាត់បានសារភិស្នេហ៍មកកាន់នាងអីចឹងទៅពួកអាមណូគណៈពេលដែលគាត់កំពុងតែដើរគាត់ក៏ស្រាប់តែឃើញឆាគីនាងកំពុងតែបកដៃហៅគាត់នៅពេលដែលគាត់ក៏បានចូលមកដល់ខាងក្នុងក៏ស្រាប់តែឆាគីនាងក៏បានធ្វើការសួរទៅកាន់អាមណូតែម្ដងថាអាមណូគឺពិតជាស្រឡាញ់ទៅកាន់ខារ៉េនតាមមិនទេអាមណូក៏បានឆ្លើយតបទៅវិញផងដែរថាគាត់គឺបានស្រឡាញ់ដែរប៉ុន្តែគាត់គឺមិនហ៊ាននឹងឯងនិយាយរំទៅអាមណូក៏គ្រាន់តែនិយាយកុហកតែប៉ុណ្ណោះដោយសារតែគាត់គឺមិនចង់ឲ្យមានរឿងរ៉ាវវិញឆ្ងាយទៀតអីចឹងណាប៉ុន្តែឆាគីនាងមិនស្ដាប់ឯណានេះក៏បានប្រាប់ទៅកាន់អាមណូឲ្យទៅដេតជាមួយនឹងខារ៉េនទៅពីព្រោះថាជាគូសង្សារនឹងគ្នាពួកគេគឺត្រូវតែទៅដេតតែប៉ុណ្ណោះបន្តមកទៀតនៅពេលល្ងាចអាមណូក៏បានមកចូលជាមួយនឹងអាកូរីក៏មានការចាប់អាផងដែរបន្ទាប់ពីអាមណូក៏បានសុំខារ៉េនធ្វើជាសង្សារថាផែនការរបស់នាងចង់ឲ្យអាមណូក៏បានខ្លាចជាមិត្តភក្តិរបស់ខារ៉េនណាក៏ប៉ុន្តែឥឡូវហ្នឹងមានស្អីទៀតដើម្បីពេញសាលាបាត់ទៅហើយហ្នឹងរីឯទឹកមករបស់អាមណូនៅពេលនោះក៏អស់ពីនិយាយដែរដោយសារតែគាត់គឺមិនស្មានដល់ដូចគ្នាហ្នឹងបើទោះបីជាអញ្ចឹងក៏ដោយអាកូរីក៏បានប្រាប់ទៅកាន់អាមណូថាឲ្យទៅដេតជាមួយនឹងខារ៉េនទៅពីព្រោះថានេះគឺជាអ្វីដែលគូសង្សារត្រូវតែធ្វើនឹងឯងបន្ទាប់ពីបញ្ចប់ការសន្ទនាគ្នាហើយនោះពួកគេក៏បានលាគ្នាដើម្បីត្រឡប់ទៅផ្ទះរៀងៗខ្លួនសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់យើងក៏បានឃើញថាខារ៉េននៅពេលនោះនាងកំពុងតែឡើងមកលើដំបូលសាលាហើយរញ៉េរញ៉ៃពេញនឹងតែម្ដងថែមទាំងធ្វើសក់របស់ខ្លួនឯងឲ្យបានត្រឹមត្រូវទៀតភ្លាមមកដែរក៏ស្រាប់តែអាមណូក៏បានបង្ហាញខ្លួនធ្វើឲ្យខារ៉េននៅពេលនោះនាងក៏ចាប់បានធ្វើរឹកដូចជាធម្មតាវិញខារ៉េននាងក៏បានធ្វើការសួរទៅកាន់អាមណូថាហេតុអីបានជាការពីម្សិលមិញគឺរត់គេចពីនាងអញ្ចឹងហេងពួកគេនៅពេលនេះគឺបានខ្លាចជាជើងសង្សារគ្នាឯតើចំពោះអាមណូនៅពេលនោះក៏បានធ្វើការសុំទោសទៅកាន់ខារ៉េនដូចគ្នាឲ្យសារតកក៏បានគិតនៅក្នុងចិត្តថាគាត់គឺមិនស័ក្តិសមជាមួយនាងអីចឹងទៅដូច្នេះហើយខារ៉េននាងក៏មិនថាអ្វីទៀតដែរប៉ុន្តែអំឡុងពេលហ្នឹងនាងគឺភ្ញាក់ព្រើតែម្ដងបន្ទាប់ពីនេះក៏បានលើថាអាមណូក៏បានសុំនាងគឺដេតជាមួយគ្នាគ្រាន់តែលឿនចង់ភ្លានធ្វើឲ្យខារ៉េននៅពេលមុខឡើងក្រហមបាត់ទៅហើយសាច់រឿងក៏កាត់ដល់ថ្ងៃបន្ទាប់ក៏ការស្ថិតនៅកន្លែងផ្សារទំនើបមួយកន្លែងយើងក៏បានឃើញថាគូស្នេហ៍របស់ពួកគេទាំងពីរនាក់ហ្នឹងឥឡូវមកជួបគ្នាហើយដោយសារតែនេះគឺជាការណាត់របស់ពួកគេអញ្ចឹងណាអំឡុងពេលហ្នឹងខារ៉េននៅពេលនោះនាងគឺពិតជាអ៊ីមែនតែនដោយសារតែនេះគឺទៅតែលើកដំបូងរបស់នាងនោះទេក្នុងការដើរលេងជាមួយនឹងមិត្តប្រុសអីចឹងណារីម៉ូអ្នកទាំងពីរក៏មិនចាំយូរដែរក៏បានទៅលេងអ្វីៗប្លែកៗទៅតាមអ្វីដែលពួកគេចង់លេងយើងគិតថាសកម្មភាពរបស់ពួកគេមើលទៅដូចជាសប្បាយចិត្តខ្លាំងណាស់បន្ទាប់ពីលេងអ្វីៗហត់ហើយនៅពួកគេក៏បានមករកភេសជ្ជៈញ៉ាំដោយខារ៉េននៅពេលនោះនាងគឺមានអារម្មណ៍ថាចង់លេងអីបន្តទៀតហើយកន្លែងដែលពួកគេគឺត្រូវតែលេងបង្ទាប់ហ្នឹងគឺនៅកន្លែងហែលទឹកអាមណូក៏បានធ្វើការប្រសើរដោយសារតែគាត់គឺជាសុភាពបុរសហើយចឹងទៅបើសិនជាគាត់ក៏បានទៅលេងកន្លែងហែលទឹកហ្នឹងច្បាស់ណាស់គាត់នឹងឃើញរូបរាងកាយរបស់ខារ៉េនដែលនាងក៏បានស្លៀកពាក់ប៊ីគីនីអីចឹងទៅក៏ប៉ុន្តែជាចុងក្រោយយើងក៏បានឃើញថាអាមណូគាត់ក៏បានមកលេងកន្លែងហែលទឹកដដែលតែម្ដងព្រាមមកដែរក៏ស្រាប់តែខារ៉េននឹងក៏បានបង្ហាញខ្លួនធ្វើឲ្យអាមណូនៅពេលនោះគាត់ពិតជាគៀងមែនតើដោយសារតែគាត់ក៏បានឃើញខារ៉េនកំពុងតែស្លៀកពាក់ប៊ីគីនីហើយនៅកន្លែងហ្នឹងគឺពោពេញទៅដោយមនុស្សមានគូតែម្ដងពួកគេកំពុងតែលេងទឹកជាមួយគ្នាអីចឹងទៅដោយសារតែឃើញបែបហ្នឹងហើយខារ៉េននេះគឺមានអារម្មណ៍ថាលេងដូចជាមួយនឹងពួកគេដែរដូច្នេះនេះក៏បានប្រាប់ទៅកាន់អាមណូថាពួកគេគួរតែធ្វើបែបហ្នឹងរួចមកយើងក៏បានឃើញថាពួកគេទាំងពីរនាក់ឥឡូវនេះក៏បានព្រមព្រៀងគ្នាហើយក្នុងការបាច់ទឹកដាក់គ្នាហើយការបាច់ទឹករបស់ពួកគេទាំងពីរនាក់ហ្នឹងគឺដូចជាការលេងហ្គេមអញ្ចឹងគឺលក្ខណៈថាចង់ឈ្នះចង់ចាញ់ណាចំពោះអាមណូនៅពេលនោះគឺពិតជាខ្សោយមែនតើសូម្បីតែការចេះទឹកដាក់គ្នាអីហ្នឹងគាត់ក៏លេងចាញ់គេដែរមិនថាហ្គេមមិនថាការលេងអ្វីនោះទេគាត់គឺចាញ់គេគ្រប់យ៉ាងស្របពេលហ្នឹងដែរនៅពេលក៏បានឃើញគូស្នេហ៍មកកំពុងតែចេះទឹកគ្នាមើលទៅដូចលក្ខណៈថាសប្បាយអញ្ចឹងទៅដូច្នេះហើយធ្វើឲ្យពួកគេទាំងពីរនាក់ឡើងគាំងតែម្ដងនឹងឯងបន្តមកទៀតពួកគេទាំងពីរនាក់ក៏បានឡើងមកលើគោក៏ហើយពួកគេក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីឃើញបរិបពីរនាក់កំពុងតែធ្វើបាបទៅកាន់នារីម្នាក់ដោយសារតែបរិបពីរនាក់ហ្នឹងគឺមានបំណងមិនល្អទៅលើនារីម្នាក់ហ្នឹងហើយនារីម្នាក់ហ្នឹងគ្មាននរណាឆ្ងាយនោះទេគឺជាឆាគីបន្ទាប់ពីឃើញអាមណូនោះនាងក៏បានស្ទុះឡើងលឿនដើម្បីទៅរកអាមណូភ្លាមហើយនឹងសុំឲ្យអាមណូគឺបានជួយមកកាន់នាងបរិបទាំងពីរនាក់ហ្នឹងបន្ទាប់ពីឃើញបែបហ្នឹងហើយវាក៏បានដើរចាក់ចេញពីទីនោះដូចគ្នាចំពោះអាមណូនៅពេលនោះគាត់ឡើងភ្ញាក់ព្រើតែម្ដងដោយសារតែឆាគីក៏បានអោបដៃរបស់គាត់ជាពិសេសភ្នំពីរកំពុងតែប៉ះគាត់នឹងឯងរីឯទឹកមើលរបស់ខារ៉េននៅពេលនោះក៏ដឹងដែរថានាងកំពុងតែប្រច័ណ្ឌទៅកាន់អាមណូបន្តមកទៀតពួកគេទាំង3នាក់ក៏បានអង្គុយនិយាយគ្នាអាមណូហើយខារ៉េនក៏បានធ្វើការសួរទៅកាន់ឆាគីថាហេតុអីបានជាមកទីនេះតែម្នាក់ឯងអញ្ចឹងឆាគីនេះក៏បានប្រាប់តែម្ដងតាមពិតទៅនេះគឺមិនចង់ប្រហោប្រមាណទេដោយសារតែនៅផ្ទះវាធុញខ្លាំងពេកហើយមិនដឹងថាទៅណាដូច្នេះហើយក៏បានមកទីនេះតែម្ដងដូច្នេះហើយខារ៉េននេះក៏បានបបួលឆាគីដើម្បីមកលេងជាមួយនឹងពួកគេតែម្ដងនឹងឯងហើយឆាគីនេះក៏បានយល់ព្រមទៅឥឡូវនេះពួកគេទាំង3នាក់គឺមិនត្រូវលេងទឹកបន្តទៀតទេពួកគេក៏បានប្រមូលគ្នាដើម្បីទៅលេងហ្គេមផ្សេងហ្គេមដែលពួកគេគឺត្រូវលេងគឺលក្ខណៈថាហ្គេមបណ្ដាំងឡានគ្រាន់តែចាប់ផ្ដើមភ្លាមនឹងធ្វើឲ្យអាមណូនៅពេលនោះគាត់អត់ចេះលេងនោះទេដោយសារតែគាត់គឺធ្លាប់ទៅលេងហ្គេមធម្មតាហ្នឹងហើយនេះគឺទៅតែលើកដំបូងនោះទេដែលគាត់ក៏បានលេងហ្គេមប្រភេទបណ្ដាំងឡានដោយការខំប្រឹងរបស់អាមណូនៅពេលនេះអាមណូក៏អាចយល់ពីហ្គេមមួយនេះខ្លះៗហើយជាពិសេសការលេងហ្គេមរបស់ពួកគេទាំង3នាក់ក៏ស្រាប់តែមានក្មេងៗជាច្រើនក៏បានមកចង់រំមើលទៅកាន់ពួកគេនឹងឯងអំឡុងពេលហ្នឹងឡានរបស់អាមណូគាត់ក៏បានទទួលបានគ្រាប់បែកមួយអញ្ចឹងហើយគាត់ក៏បានស្មានថាគ្រាប់បែកមួយហ្នឹងគឺអាចឲ្យឡានដទៃហ្នឹងគឺបានផ្ទុះអញ្ចឹងទៅដូច្នេះហើយធ្វើឲ្យអាមណូនៅពេលនោះគាត់ពិតជាសប្បាយចិត្តមែនតើរួចមកនៅពេលដែលឡានរបស់ពួកគេទាំងអស់គ្នាគឺជិតដល់ទីហើយពួកគេក៏បានទន្ទឹមគ្នាអាមណូក៏ចាប់ផ្ដើមប្រើគ្រាប់បែកហ្នឹងតែម្ដងក៏ប៉ុន្តែគ្រាន់តែចុចភ្លាមហ្នឹងគឺស្រាប់តែផ្ទុះទាំង3ហ្នឹងឯងសាច់រឿងក៏កាត់បង្ហាញនៅពេលដែលខារ៉េនហើយនឹងអាមណូកំពុងតែជិះឡានក្រុងដើម្បីត្រឡប់ទៅផ្ទះវិញខារ៉េននៅពេលនោះនាងពិតជាអស់សំណើចខ្លាំងណាស់ដោយសារតែការលេងហ្គេមរបស់អាមណូនៅអំបញ្ញមិញនេះក៏អត់ដឹកខ្យល់អីនោះទេចេះតែចុចហ្នឹងឯងខារ៉េនក៏បាននិយាយប្រាប់ទៅកាន់អាមណូផងដែរថាការលេងអំបញ្ញមិញនេះពិតជាសប្បាយខ្លាំងណាស់
ចំពោះអាម៉ាណូនៅពេលហ្នឹងក៏បានប្រាប់ទៅកាន់ Karen ដូចគ្នាថានេះគឺទៅតែលើកទី1នោះទេដែលគាត់គឺទទួលអារម្មណ៍ថាវាពិតជាសប្បាយខ្លាំងណាស់នៅពេលដែលគាត់ក៏បានដើរលេងជាមួយនឹងមនុស្សស្រីស្អីរឿងក៏កាប់បង្ហាញនៅក្នុងសាលាផ្សេងមួយទៀតមិនមែនជាសាលារៀនរបស់អាម៉ាណូឬក៏ជា Karen នោះទេដែលយើងក៏បានឃើញថាមានសមាជិកម្នាក់ទៅតែចុះឈ្មោះដើម្បីខ្លាចជាប្រធានក្រុមប្រឹក្សានិស្សិតជាពិសេសក្រុមប្រឹក្សានិស្សិតនៅក្នុងសាលាមួយហ្នឹងគឺអត់មានប្រុសនោះឡើយគឺមានតែស្រីស្តែប៉ុណ្ណោះបន្តមកទៀតយើងក៏បានឃើញថាស្រីទាំង4នាក់ហ្នឹងក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះមុនហើយនៅសល់តែក្មេងស្រីដែលខ្លាចជាប្រធានក្រុមប្រឹក្សានិស្សិតតែប៉ុណ្ណោះដែលនៅក្នុងបន្ទប់ហ្នឹងម្នាក់ឯងបន្ទាប់ពីការចាត់ចែងរបស់ស្រីទាំងអស់ហ្នឹងហើយធ្វើឲ្យក្មេងស្រីម្នាក់ហ្នឹងគឺពិតជាសប្បាយចិត្តមែនទែនពីព្រោះថាសមាជិកក្រុមប្រឹក្សានិស្សិតហ្នឹងគឺសើតែស្រីស្អាតហើយមិនគឺសូមប្រាប់ឈ្មោះក្មេងស្រីម្នាក់ហ្នឹងឲ្យទៅដែលនេះគឺមានឈ្មោះថាកូនអាហាមិនមែនជាកូនអាហានៅភូមិណារ៉ូតូអីណាឬមកទៀតយើងក៏បានឃើញថាកូនអាហានេះក៏បានយកអ្វីមួយហើយមើលទៅដូចជាលាក់បាំងដល់ហើយតាមពិតទៅអ្វីដែលនេះគឺបានលាក់បាំងហ្នឹងគឺជាសំនៀងអំពាវរបស់មនុស្សប្រុសដែលនេះក៏បានតែងខ្លួនធ្វើជាមនុស្សប្រុសហ្នឹងឯងមូលហេតុដែលនេះក៏បានតែងខ្លួនធ្វើជាមនុស្សប្រុសដោយសារតែចំណងចិត្តក្នុងការលេងហ្គេមរបស់នេះគឺដូចជាមនុស្សប្រុសដែរហើយនេះគឺថែមទាំងមកហាង D game ដើម្បីមកទិញ D game ប្រភេទស្រីទៀតអំឡុងពេលហ្នឹងនេះក៏បានចាប់អារម្មណ៍ទៅលើ D game មួយដែលជាប្រភេទ D game ដែលអាម៉ាណូក៏បានលេងនឹងឯងគ្រាន់តែឃើញ D game នឹងព្រាមធ្វើឲ្យនេះក៏បាននឹកដល់អតីតកាលរបស់ខ្លួនក៏ប៉ុន្តែគេមិនទាន់បង្ហាញនោះទេថាអតីតកាលរបស់នេះគឺរបៀបបែបមិននឹងឡើយដូច្នេះហើយកូនអាហារនេះក៏បានយក D game នឹងយកមកទុកបន្តមកនេះក៏បានធ្វើដំណើរដើម្បីទៅរក D game មួយទៀតហើយ D game ដែលនេះក៏បានរឿងបន្តគឺជាប្រភេទ game មួយគឺលក្ខណៈបាល់ទះជាពិសេសមាន story ជាច្រើនអំពីតួអង្គនីមួយៗនៅក្នុង game មួយហ្នឹងអំឡុងពេលហ្នឹងដែរកូនអាហារនេះក៏បានភ្ញាក់ព្រឺតែម្ដងបន្ទាប់ពីឃើញសិស្សសាលាមួយគូហើយសិស្សសាលាមួយគូហ្នឹងគ្មាននរណាឆ្ងាយនោះទេគឺជាមីស៊ូមីហើយនិងអាម៉ាណូនឹងឯងនៅពេលហ្នឹងកូនអាហារនេះគឺពិតជាចាប់អារម្មណ៍ទៅលើមុខរបស់មីស៊ូមីមែនតើដោយសារតែគាត់គឺស្អាតខ្លាំងពេកប៉ុន្តែនៅពេលនេះក៏បានក្លែងមើលទៅកាន់មុខរបស់អាម៉ាណូនេះក៏បានគិតថាមុខរបស់អាម៉ាណូគឺមិនសូវស្អាតនោះឡើយបន្តមកកូនអាហារនេះគឺមិនហ៊ានទៅណាទេដោយសារតែមានបរិបទពីរនាក់កំពុងតែនៅទីនេះពីព្រោះនេះគឺមិនចង់ឲ្យអ្នកណាគឺដឹងថានេះគឺជាមនុស្សស្រីនោះឡើយតាមពិតទៅមូលហេតុដែលមីស៊ូមីហើយនិងអាម៉ាណូក៏មកទីនេះដើម្បីមកទិញឌីហ្គេមតែប៉ុណ្ណោះដែលមីស៊ូមីក៏ចង់មកទិញឌីហ្គេមមួយចំនួនដើម្បីមកលេងដូច្នេះហើយគាត់ក៏បានសុំពឹងទៅកាន់អាម៉ាណូដើម្បីមកជួយរកឲ្យគាត់នឹងឯងហើយគាត់ក៏បានរើសយកឌីហ្គេមមួយហើយអាហ្គេមហ្នឹងគឺទៅតែចេញថ្មីទៀតអាម៉ាណូក៏បាននិយាយផងដែរថាហ្គេមមួយនេះគឺទៅតែចេញទេអញ្ចឹងហើយគាត់ក៏មិនដឹងច្បាស់នោះទេថាវាសប្បាយឬក៏អត់ដូច្នេះហើយអាម៉ាណូក៏បានសម្រេចចិត្តគឺទៅយកឌីហ្គេមមួយទៀតឲ្យទៅកាន់មីស៊ូមីហើយឌីហ្គេមដែលគាត់ក៏បានរើសឲ្យទៅកាន់មីស៊ូមីគឺដូចគ្នាជាមួយនឹងកូនអាហារអញ្ចឹងធ្វើឲ្យកូនអាហារនៅពេលនោះគឺភ្ញាក់ព្រឺតែម្ដងដែលនេះក៏បានស្ដាប់ឮនឹងឯងអាម៉ាណូក៏បានប្រាប់ពីរឿងរ៉ាវហ្គេមមួយហ្នឹងឲ្យទៅកាន់មីស៊ូមីឲ្យបានដឹងថាហ្គេមមួយហ្នឹងគឺលក្ខណៈបាល់ទះប៉ុន្តែហ្គេមហ្នឹងគឺបានចេញយូរមកហើយទោះបីជាហ្គេមមួយនេះវាចេញយូរយ៉ាងណាក៏ដោយប៉ុន្តែនៅតែមានអ្នកលេងអញ្ចឹងជាភាសាប្រវត្តិតួអង្គនៅក្នុងហ្គេមនីមួយៗក៏មានផងដែរនិងមានតម្លៃអប់រំជាច្រើនដើម្បីឲ្យតួអង្គរបស់យើងដែលកំពុងតែលេងគឺបោះបង់អតីតកាលពីព្រោះថាបើសិនជាមនុស្សម្នាក់ៗនៅតែបន្តគិតអតីតកាលនោះច្បាស់ណាស់ជីវិតរបស់ពួកគេគឺមិនប្រសើរនោះឡើយហើយយើងគឺត្រូវតែមានក្តីសម័យរបស់យើងរួចមកយើងនឹងបន្តក្តីសម័យរបស់យើងរហូតដល់ថ្ងៃអនាគតតែម្ដងកូនអាហារនៅពេលនាងក៏បានលើការបកស្រាយរបស់អាម៉ាណូបែបហ្នឹងហើយធ្វើឲ្យនាងក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកតែម្ដងដែលយើងគឺមិនទាន់ដឹងច្បាស់នោះទេថានាងគឺមានរឿងអ្វីឲ្យពិតប្រាកដនៅអតីតកាលរបស់ខ្លួនស្អីរឿងក៏កាប់បង្ហាញនៅពេលដែលកូនអាហារនេះក៏បានត្រឡប់មកដល់ផ្ទះរបស់នាងវិញហើយនាងក៏បានទិញឌីហ្គេមហ្នឹងមកផងដែរអំឡុងពេលហ្នឹងដែរបងស្រីរបស់នាងក៏បានមកដល់ហើយនាងក៏បានសួរតែម្ដងថាបានឌីហ្គេមហ្នឹងមកពីណានាងក៏បានកោះថានាងក៏បានខ្ចីវាពីមិត្តភ័ក្តិរបស់នាងតែប៉ុណ្ណោះហើយអំឡុងពេលហ្នឹងយើងទើបតែដឹងថាឆាគីគឺជាបងស្រីរបស់កូនអាហារហ្នឹងឯងស្អីរឿងក៏កាត់ដល់ថ្ងៃបន្ទាប់ក៏ការស្ថិតនៅក្នុងសាលារបស់ឆាគីក៏បានបង្ហាញពីហ្គេមមួយឲ្យទៅកាន់អាម៉ាណូហើយនិងតាសកលឲ្យបានដឹងហ្គេមមួយហ្នឹងម៉ាក់របស់នាងគឺទទួលបានវាដោយចៃដន្យដោយសារតែម៉ាក់របស់នាងក៏បានទៅផ្សារនិងទិញម្ហូបមួយចំនួនក៏ប៉ុន្តែរបស់របរដែលម៉ាក់របស់នាងបានទិញហ្នឹងគឺមានការចាប់រង្វាន់ហើយនៅពេលដែលម៉ាក់របស់នាងក៏បានចាប់រង្វាន់ហ្នឹងគឺបានឈ្នះហ្គេមមួយហ្នឹងតែម្ដងដែលជាលក្ខណៈហ្គេមក្តារហើយសម្រាប់តែមនុស្សពេញវ័យតែប៉ុណ្ណោះក្នុងការលេងក៏ប៉ុន្តែនេះគឺមិនអាចលេងតែម្នាក់ឯងបាននោះទេដែលតម្រូវឲ្យមានគ្នាហើយឆាគីនាងក៏បានបបួលអាម៉ាណូហើយនិងតាសកលដើម្បីទៅផ្ទះរបស់នាងក្នុងការលេងហ្គេមមួយហ្នឹងតាសកលក៏បាននិយាយថាតែពីរនាក់គឺវាមិនសូវសប្បាយប្រហែលទេពួកគេគួរតែរកអ្នកបន្ថែមហ្មងទៅហើយអ្នកបន្ថែមគឺជា Karen ហើយនិង Agori ស្អីរឿងក៏កាប់បង្ហាញនៅពេលដែលពួកគេទាំងអស់គ្នាក៏បានមកជួបជុំគ្នានៅផ្ទះរបស់ឆាគីក្នុងការលេងហ្គេមក្តារហ្នឹងហើយហ្គេមមួយហ្នឹងគឺអត់មានអីប្រហែលនោះទេគឺបបលដូចជាអាប៉ោងអញ្ចឹងនៅពេលដែលកង់បបលហ្នឹងវាក៏បានឈប់ចំលេខណាហើយនោះយើងគឺត្រូវដើរតាមចំហៀនរបស់លេខឧទាហរណ៍ថាបបលចំបានលេខ6អញ្ចឹងយើងត្រូវដើរ6ចំហៀនតែមិនមែនមនុស្សដើរគឺមានឧបករណ៍ដើរអ្នកទាំងអស់គ្នាជាពិសេសក្នុងមួយចំហៀនហ្នឹងគឺសុទ្ធតែមានការនិយាយរបស់ពួកគេដោយអាការីអញ្ចឹងនាងក៏បានបបលចំលេខ6ហើយនាងក៏បានដើរដល់6ចំហៀនហើយឈប់នៅកន្លែង6ចំហៀនហ្នឹងគឺមានន័យថាទ្រឹស្ដីទី6ហ្នឹងគឺជារបស់នាងអញ្ចឹងទៅក្នុងការវិនិច្ឆ័យហើយការលេងហ្គេមក្តារហ្នឹងអាម៉ាណូហើយនិងអាការីគឺត្រូវគ្នារហូតតែម្ដងលក្ខណៈថាទ្រឹស្ដីរបស់គេក្នុងការនិយាយក្នុងហ្គេមមួយហ្នឹងគឺតម្រូវឲ្យពួកគេគឺរៀបការឲ្យមានកូនទៀតចំណែក Karen ហើយតាសកលនៅពេលនោះយើងក៏បានដឹងដែរទឹកមុខរបស់គេដល់កតែម្ដងពីព្រោះថា Karen នឹងក៏បានបបលចំកន្លែងស្នេហាដែលត្រូវបាក់បែកតាសកលត្រូវបានសង្សារកិច្ចការចោលអញ្ចឹងទៅចំណែកឆាគីនេះក៏បានបបលចំកន្លែងធ្វើការរហូតតែម្ដងគឺអត់មានស្នេហាអីនោះទេអំឡុងពេលហ្នឹងដែរកូនអាហារនេះក៏បានហៅទៅកាន់បងស្រីរបស់ខ្លួនឲ្យជួយនាងបន្តិចនៅក្នុងបន្ទប់ទាំងដូច្នេះហើយឆាគីនេះក៏បានធ្វើដំណើរដើម្បីទៅជួយបងស្រីរបស់នាងទៅបន្ទាប់ពីការចាត់ចែងរបស់ឆាគីតាសកលក៏បានប្រាប់ទៅកាន់អ្នកនរគ្នាឲ្យសម្រាប់សិនទៅភ្លាមៗនឹងដែរក៏ស្រាវបន្ទូរស័ព្ទរបស់អាម៉ាណូក៏បានរោឡើងដោយសារតែនោះគឺជាការលេងហ្គេមរបស់គាត់នឹងឯងក៏ប៉ុន្តែក៏អត់បានចាប់អារម្មណ៍នោះទេថាទូរស័ព្ទរបស់ឆាគីនេះកំពុងតែរោដូចគ្នាតាសកលខ្លាចអាម៉ាណូក៏ដឹងរឿងរ៉ាវទាំងអស់ហ្នឹងដូច្នេះហើយធ្វើឲ្យគាត់គឺពិតជាភ័យមែនទែនហើយគាត់ក៏បានសម្រេចចិត្តគឺឆ្កឹះទូរស័ព្ទរបស់ឆាគីឲ្យចូលទៅ
ខាងក្នុងបន្តិចកុំឲ្យអាមនុស្សគាត់ក៏បានដឹងបើសិនជាដឹងគឺបែកការតែម្ដងពីព្រោះថាពួកគេទាំងពីរនាក់អត់ត្រូវគ្នាទេបើសិនជាអាមនុស្សគាត់ក៏បានដឹងនោះច្បាស់ណាស់គឺមានបញ្ហាធំតែម្ដងខណៈពេលដែលអាមនុស្សគាត់កំពុងតែលេងហ្គេមរបស់គាត់ជាមួយនឹងមិត្តភ័ក្តិរបស់គាត់នៅក្នុងហ្គេមហ្នឹង Karen នេះក៏បានតែមើលហើយនេះក៏បានធ្វើការសួរទៅកាន់អាមនុស្សផងដែរថាហ្គេមអីមើលទៅដូចជាទំនងសប្បាយចំពោះអាមនុស្សនៅពេលនោះគាត់ក៏បានប្រាប់ទៅតាមនឹងតែម្ដងឲ្យទៅកាន់ Karen ស្របពេលនឹងដែរអាកូរីក៏បានមកជិតជាមួយនឹងតាសកោហើយក៏បាននិយាយប្រាប់ទៅកាន់តាសកោថាមើលទៅ Karen ហើយនឹងអាមនុស្សមើលទៅពិតជាសមគ្នាខ្លាំងណាស់ហើយនេះគឺមានអារម្មណ៍ថាសប្បាយចិត្តមែនទែននៅពេលដែលឃើញពួកគេទាំងពីរនាក់គឺស្និទ្ធស្នាលគ្នាបែបហ្នឹងតាសកោនៅវិញគាត់គឺទ្រាំលេងបានហើយគាត់ក៏បានសម្រេចចិត្តគឺសួរទៅកាន់អាកូរីតែម្ដងថាអាកូរីនឹងគឺបានស្រឡាញ់គ្នាជាមួយនឹងអាមនុស្សមែនពីព្រោះថាគាត់គឺតែងតែឃើញអាកូរីកំពុងតែស្និទ្ធស្នាលជាមួយនឹងអាមនុស្សរហូតមករយៈចុងក្រោយនេះអាកូរីក៏បានប្រាប់តែម្ដងថានេះអត់បានស្រឡាញ់ទៅកាន់អាមនុស្សនោះទេគ្រាន់តែរាប់អានធ្វើជាមិត្តភក្តិតែប៉ុណ្ណោះគ្រាន់តែលើចម្លើយមួយនេះហើយធ្វើឲ្យតាសកោនៅពេលនោះក៏ពិតជាធូរទ្រង់មែនទែនដោយសារតែរយៈចុងក្រោយនេះគាត់ក៏បានយល់ច្រឡំទៅកាន់អាកូរីជាមួយអាមនុស្សអញ្ចឹងណាដល់ហើយនេះហើយតាសកោក៏បានកាន់ដៃរបស់អាកូរីនៅពេលនោះនេះគឺពិតជាភ្ញាក់ផ្អើលមែនទែននឹងសួរទៅកាន់តាសកោថាអត់ចេះខ្មាស់គេទេអីពីព្រោះថានៅទីនេះក៏មានវត្តមានរបស់ Karen ហើយនឹងអាមនុស្សផងដែរតាសកោក៏បានតតទៅផងដែរថានោះគ្មានអ្វីដែលត្រូវខ្មាស់នោះទេគ្រាន់តែយើងកាន់ដៃសង្សាររបស់ខ្លួនយើងតើសារការនិយាយរបស់តាសកោបែបនេះហើយធ្វើឲ្យអាកូរីនៅពេលនោះនេះគឺពិតជាអៀមមែនទែនមិនដូចអ្នកមើលមួយចំនួនទេអាខ្លួន single ទេតែចូលចិត្តណាស់រឿងស្នេហាហើយដល់ពេលមើលអាកន្លែងគេ sweet អីហ្នឹងគឺចាប់ផ្ដើមសើចតែម្នាក់ឯងហើយគិតអីក្នុងខ្លួនគិតអីហ៎គិតអីក្នុងខ្លួនកាប់បោះហាមកន្លែងអាមនុស្សដែលវិញយើងក៏បានគិតថាគាត់កំពុងតែបញ្យល់អំពីហ្គេមរបស់គាត់ឲ្យទៅកាន់ Karen ជាពិសេសគាត់ក៏ថែមទាំងនិយាយទៅថាបើសិនជាអត់មានវត្តមានមិត្តភក្តិរបស់គាត់នោះទេច្បាស់ណាស់ហ្គេមមួយនេះអត់ឈ្នះឡើយ Karen នៅវិញនេះក៏បាននិយាយផងដែរថាមិត្តភក្តិរបស់លោកគឺណាគេអញ្ចឹងណាដែលលក្ខណៈការនិយាយនឹងមើលទៅដូចជាកំពុងតែប្រច័ណ្ឌអញ្ចឹងអាមនុស្សក៏បានប្រាប់តែម្ដងថាគាត់គឺមិនដែលធ្លាប់ស្គាល់ពីមិត្តភក្តិរបស់គាត់នៅក្នុងហ្គេមនោះទេដោយសារតែពួកគេគឺស្គាល់គ្នាតាមរយៈហ្គេមតែប៉ុណ្ណោះអំឡុងពេលនឹងដែរ Chaki នេះក៏បានត្រឡប់មកវិញហើយនេះក៏មានការចាប់ផ្ដើមផងដែរបន្ទាប់ពីឃើញអាមនុស្សក៏កំពុងតែលេងហ្គេមដូច្នេះនេះក៏បានអាចមើលទៅលើហ្គេមរបស់អាមនុស្សក៏កំពុងតែលេងតាសកោនៅពេលគាត់ក៏បានឃើញ Chaki នេះក៏បានត្រឡប់មកវិញភ្លាមៗបែបហ្នឹងធ្វើឲ្យគាត់គឺពិតជាខ្លាំងមែនទែនដោយសារតែគាត់ក៏បានដឹងថាមានរឿងអត់សូវស្រួលហើយចំណែក Chaki នេះក៏បានមើលហ្គេមរបស់អាមនុស្សហើយនេះក៏បានស្រឡឹងមើលមុខរបស់អាមនុស្សតែម្ដងរីឯតាសកោនៅពេលនោះគាត់ក៏លេងមើលទៀតហើយដោយសារតែគាត់ក៏មិនចង់ឃើញរឿងរ៉ាវទាំងអស់ហ្នឹងនោះទេអាមនុស្សនៅតែបន្តនិយាយចឹងថាមិត្តភក្តិរបស់គាត់ពិតជាស្រឡាញ់មកកាន់គាត់ខ្លាំងណាស់បើទោះបីជាពួកគេនៅក្នុងហ្គេមក៏ដោយអំឡុងពេលហ្នឹងអាមនុស្សក៏បានចាប់អារម្មណ៍នោះទេថា Chaki នឹងកំពុងតែសម្លឹងមើលមុខមកកាន់គាត់ទាំងភាពភ្ញាក់ផ្អើលក៏ប៉ុន្តែនៅពេលនេះយើងមិនទាន់ដឹងនោះទេថាមានរឿងអ្វីកើតឡើងទៀតស្អីរឿងក៏កាប់បង្ហាញនៅអតីតកាលរបស់ Chaki បន្តិចនៅពេលនោះនេះគឺទៅតែរៀនថ្នាក់ទី4ទេក៏ប៉ុន្តែដោយសារតែចិត្តរបស់នាងគឺជាមនុស្សដែលចូលចិត្តលេងហ្គេមដូច្នេះហើយនាងក៏បានសម្រេចចិត្តគឺបង្កើតហ្គេមតែម្ដងនឹងឯងជាពិសេសហ្គេមរបស់នាងក្នុងការបង្កើតគឺមានឈ្មោះថា Nobi លក្ខណៈអនឡាញនៅតាមទូរស័ព្ទនឹងឯងនៅក្នុងកំណើតរបស់អេមីពិតជាសរសើរទៅកាន់ Chaki មែនទែនដោយសារតែនាងគឺទៅតែរៀនថ្នាក់ទី4ទេក៏ប៉ុន្តែអាចមានសមត្ថភាពក្នុងការបង្កើតហ្គេមបានស្អីរឿងក៏កាប់បង្ហាញនៅពេលបច្ចុប្បន្នវិញនៅពេលនេះយើងក៏បានឃើញថា Chaki នេះក៏បានភ្ញាក់ពីដំណេករបស់នាងហើយក៏ប៉ុន្តែនាងគឺមានអារម្មណ៍ថាដូចជាវិលមុខមិនទេហើយនាងក៏អត់ចង់ចាំអ្វីដែរហើយ Chaki ក៏បានធ្វើការសួរទៅកាន់កូនអាហារថាមានអ្វីកើតឡើងហើយមិត្តភក្តិរបស់នាងគឺទៅណាអស់ហើយកូនអាហារក៏បានប្រាប់តែម្ដងថាមិត្តភក្តិរបស់បងឯងគឺបានទៅផ្ទះយូរហើយតាំងពីម៉ោង6ល្ងាចមកម្លេះហើយឥឡូវនេះគឺម៉ោង9យប់ហើយណាអំឡុងពេលនឹងដែរ Chaki នេះក៏បាននឹកឃើញពីទស្សនវិជ្ជានៅពេលនេះក៏បានឃើញទៅកាន់អាមនុស្សនឹងឯងដែលជាពេលវេលាមួយដែលនេះក៏បានឃើញហ្គេមរបស់អាមនុស្សក៏កំពុងតែលេងហើយនៅត្រង់កន្លែងនេះគឺបានបង្ហាញឲ្យថា Chaki គឺជាអ្នកបង្កើតហ្គេមរបស់អាមនុស្សកំពុងតែលេងជាពិសេសមិត្តភក្តិនៅក្នុងហ្គេមរបស់អាមនុស្សក៏ជា Chaki ដែរចំពោះ Chaki បន្ទាប់ពីនឹកឃើញរឿងរ៉ាវទាំងអស់ហ្នឹងហើយនឹងក៏ចាប់ផ្ដើមធ្វើការសួរសំណួរទៅកាន់ប្អូនស្រីរបស់ខ្លួនគឺចម្លើយតែម្ដងសួរទៅកាន់កូនអាហារថាតើតាមអ្វីដែលនេះក៏បានគិតហ្នឹងអត្តចរិតរបស់អាមនុស្សមិនដែរល្អឬក៏អាក្រក់អីចឹងទៅកូនអាហារនេះក៏បាននិយាយតែម្ដងថានាងគឺមិនប្រកាសផងដែរហ្នឹងបើតាមអ្វីនៅខាងក្រៅមើលទៅពិតជាល្អប៉ុន្តែនៅខាងក្នុងនាងគឺមិនប្រកាសនោះទេហើយការឆ្លើយបែបនេះហើយក៏ស្រាប់តែស៊ីមួយដែររបស់ Chaki តែម្ដងដោយ Chaki ក៏បានប្រាប់ទៅកាន់ប្អូនស្រីរបស់ខ្លួនថាកុំឲ្យនិយាយអ្វីមិនល្អទៅកាន់អាមនុស្សអីរីឯកូនអាហារនៅវិញនៅពេលដែលស៊ីមួយដៃហើយនេះក៏បាននិយាយថាអាមនុស្សគឺជាមនុស្សល្អអញ្ចឹងទៅពីព្រោះថាឥឡូវនេះគឺមានអារម្មណ៍ថាប្លែកមិនទេបងស្រីរបស់ខ្លួនចំណែក Chaki សុកនាងក៏ស្រាប់តែមុខឡើងក្រហមជាពិសេសនាងក៏បានដួលតែម្ដងនឹងឯងធ្វើឲ្យកូនអាហារនៅពេលនោះនាងគឺកាន់តែឆ្ងល់ហើយថាហេតុអីបានជាបងស្រីរបស់ខ្លួនឯងគឺទៅជាបែបហ្នឹងស្អីរឿងក៏កាត់ដល់ថ្ងៃបន្ទាប់យើងក៏បានឃើញថា Chaki នាងក៏បាននៅក្នុងម៉ូតូរបស់នាងគឺពេញមួយថ្ងៃតែម្ដងហើយឥឡូវនេះនាងពិតជាធុញទ្រាន់មែនទែនដោយសារតែមួយថ្ងៃនាងគឺនៅតែក្នុងបន្ទប់តែប៉ុណ្ណោះណាមួយសាលារៀនរបស់នាងកំពុងតែរៀននេះគឺត្រូវបានវ៉ាកងទៀតដូច្នេះហើយ Chaki នេះក៏បានទៅរកទៅកាន់កូនអាហារនៅពេលដែលឃើញបងស្រីរបស់ខ្លួនកំពុងតែមករកខ្លួនបែបហ្នឹងនាងក៏បានធ្វើការសួរថាមានការអីមែនបានជាមករកនាងអញ្ចឹង Chaki ក៏បានប្រាប់ថាមូលហេតុដែលបានមករកឯងនោះគឺដោយសារតែនាងគឺចង់ទៅម៉ាតទិញរបស់មួយចំនួនដើម្បីយកមកញ៉ាំនៅក្នុងបន្ទប់ហើយបើសិនជាឯងចង់ផ្ញើអីនោះគឺប្រាប់មកដែលហេតុនេះហើយកូនអាហារក៏បានប្រាប់ពីអ្វីដែលនាងគឺចង់ផ្ញើឲ្យទៅកាន់ Chaki នឹងឯងមិនត្រឹមតែប៉ុណ្ណឹងទេកូនអាហារនេះក៏បានសុំខ្ចីកុំព្យូទ័ររបស់ Chaki ទៀត Chaki នេះក៏បានអនុញ្ញាតក៏ប៉ុន្តែនាងក៏ចង់សួរថាយកកុំព្យូទ័ររបស់នាងយកធ្វើអីដែរកូនអាហារក៏បានដោះស្រាយតែម្ដងថានាងគឺបានខ្ចីយកកុំព្យូទ័រនឹងយកមកលេងហ្គេមពីព្រោះកុំព្យូទ័ររបស់នាងគឺត្រូវបានខូចបាត់ហើយហ្នឹងក៏ប៉ុន្តែកូនអាហារនេះក៏មិនចង់ឲ្យបងស្រីរបស់ខ្លួនគឺដឹងរឿងរ៉ាវរបស់នាងនោះទេដែលនាងក៏បានលេងហ្គេមប្រភេទមនុស្សធំនឹងឯងដូច្នេះហើយនាងក៏បានរុញបងស្រីរបស់ខ្លួនឲ្យប្រញាប់ទៅម៉ាតទៅ
សាច់រឿងក៏កាប់បង្ហាញនៅពេលដែលឆាគីនេះក៏បានមកដល់ក្នុងម៉ាតហើយនៅពេលនោះនេះក៏បានទៅរកសភៅមួយចំនួនដើម្បីយកមកសរសេរអំឡុងពេលហ្នឹងឆាគីនេះក៏បានភ្ញាក់ព្រឺតែម្ដងបន្ទាប់ពីឃើញវត្តមានរបស់អាម៉ាណូក្រោយមកយើងក៏បានឃើញថាអ្នកទាំងពីរកំពុងតែនិយាយគ្នានៅខាងក្រៅអាម៉ាណូក៏បានធ្វើការសុំទោសដែលគាត់ក៏បានខ្ចីប្រាក់មួយចំនួនអំពីឆាគីនឹងឯងដោយសារតែគាត់ក៏បានភ្លេចយកកាតឥណទានរបស់គាត់ក្នុងការទូទាត់លុយឆាគីក៏បាននិយាយថាមិនអីនោះទេថែមទាំងហៅអាម៉ាណូដើម្បីមកលេងផ្ទះរបស់នាងទៀតគណៈពេលដែលពួកគេកំពុងតែដើរតាមផ្លូវតែពីរនាក់ហ្នឹងពួកគេក៏បាននិយាយគ្នាច្រើនមែនទែនឆាគីក៏បានធ្វើការសួរទៅកាន់អាម៉ាណូថានៅពេលដែលសាលាវ៉ាកងអញ្ចឹងថាមានកម្រងថាទៅណាអនអាម៉ាណូក៏បានឆ្លើយតបទៅវិញផងដែរថាគាត់ក៏មិនដឹងថាទៅណានោះឡើយពីព្រោះថាមួយថ្ងៃហ្នឹងគាត់នៅតែក្នុងបន្ទប់ក្នុងការលេងហ្គេមហ្នឹងជាពិសេសគាត់ក៏អត់មានពេលវេលាគ្រប់គ្រាន់ដើម្បីដេតជាមួយនឹងខារ៉េនោះឡើយគ្រាន់តែលឿនចាំងភ្លាមធ្វើឲ្យអារម្មណ៍របស់ឆាគីនៅពេលនោះគឺចាប់ផ្ដើមមានអារម្មណ៍មួយគឺចាប់ផ្ដើមប្រច័ណ្ឌនឹងឯងឬក៏ជាចំណែនដែលនេះគឺហាក់បីដូចជាជនទី3អញ្ចឹងមិនយូរប្រហែលអាម៉ាណូក៏បានមកដល់ផ្ទះរបស់ឆាគីហើយគ្រាន់តែមកដល់ភ្លាមនឹងឆាគីនេះក៏បានកលេចឃើញការអ្វីមួយនៅលើតុរបស់នាងដូច្នេះហើយនាងក៏បានយកលាក់ទុកតែម្ដងដែលនាងហាក់បីដូចជាកំពុងតែលាក់បាំងទៅកាន់អាម៉ាណូអញ្ចឹងក៏ប៉ុន្តែយើងមិនទាន់ដឹងនោះទេថាការរបស់ឆាគីដែលនាងកំពុងតែលាក់គឺជាអ្វីឆាគីក៏បានប្រាប់ទៅកាន់អាម៉ាណូឲ្យអង្គុយនៅកន្លែងសាឡុងដើម្បីមើលទូរទស្សន៍សិនទៅក្នុងពេលដឹងដែរអាម៉ាណូក៏បានកលេចឃើញកន្លែងស្នួរកៅអៅធ្វើឲ្យគាត់គឺមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែខោខ្នងហើយនិងខោខ្លីអីហ្នឹងគឺសុទ្ធតែនៅទីនោះទាំងអស់ដូច្នេះហើយឆាគីក៏បានប្រាប់ទៅកាន់អាម៉ាណូថាកុំឲ្យមើលអីរួចមកទៀតឆាគីក៏បានប្រាប់ទៅកាន់អាម៉ាណូថាឲ្យអង្គុយនៅកន្លែងនោះឲ្យស្ងៀមទៅនេះគឺយកទូរស័ព្ទរបស់នាងក្នុងការបញ្ចូលទូរស័ព្ទមួយផ្លែននៅពេលដែលឆាគីនេះក៏បានយកទូរស័ព្ទរបស់នាងក្នុងការដោតឌុយឲ្យនោះនាងក៏បានចាប់អារម្មណ៍ទៅលើសាររបស់តាសកលជាច្រើនកំពុងតែផ្ញើសារមកកាន់នាងដូច្នេះហើយនាងក៏ចាប់ផ្ដើមអូសមើលតែម្ដងនឹងឯងចំពោះអាម៉ាណូនៅពេលគាត់ក៏បានរងចាំយូរពេកហ្នឹងគាត់ក៏បានមកមើលទៅកាន់ឆាគីតែម្ដងឆាគីអំឡុងពេលហ្នឹងនាងក៏ចាប់ផ្ដើមធ្វើសកម្មភាពរបស់នាងក្នុងការបិទកុំព្យូទ័រឡើងលឿនប៉ុន្តែអំឡុងពេលហ្នឹងបែរជាទូរស័ព្ទរបស់នាងក៏បានធ្លាក់ទៅកន្លែងក្រោមជើងរបស់អាម៉ាណូទៅវិញហើយនាងគឺចង់ស្ទុះបន្តទៀតដែរប៉ុន្តែនៅពេលនោះនាងគឺត្រូវបានដួលបាត់ទៅហើយដូច្នេះហើយនាងក៏បានប្រាប់ទៅកាន់អាម៉ាណូថាកុំឲ្យយកមើលអីមូលហេតុដែលឆាគីនាងក៏បានធ្វើបែបហ្នឹងដោយសារតែនាងគឺមិនចង់ឲ្យអាម៉ាណូគាត់ក៏ដឹងរឿងរ៉ាវរបស់នាងនោះទេក៏ប៉ុន្តែនៅពេលនេះក៏មិនអាចលាក់បាំងបាននោះទេដោយសារតែអាម៉ាណូគាត់ក៏បានដឹកបាត់ហើយហ្នឹងដែលគាត់ក៏បានសម្លឹងមើលទៅកាន់កុំព្យូទ័ររបស់នាងជាពិសេសគឺជាហ្គេមរបស់ឆាគីក្នុងការលេងរាល់ថ្ងៃហើយមានឈ្មោះរបស់មិត្តភក្តិរបស់គាត់នៅក្នុងហ្នឹងទៀតដោយសារតែអាម៉ាណូគាត់ក៏បានចាប់បានបែបហ្នឹងសម្រាប់តែឆាគីនេះគឺបង្រងសារភាពហើយថានេះគឺជាអ្នកបង្កើតហ្គេមមួយហ្នឹងហើយក៏ជាមិត្តភក្តិនៅក្នុងហ្គេមរបស់អាម៉ាណូផងដែរប៉ុន្តែមិនទាន់បានប្រមាណផងក៏ស្រាប់តែត្រូវបានបង្អាក់បាត់ទៅហើយដោយសារតែកូនអាហារនេះក៏បានភ្ញាក់ពីដំណេកនៅក្នុងម៉ូតូរបស់ឆាគីកូនអាហារនៅពេលនេះក៏បានភ្ញាក់ពីដំណេកហើយនោះធ្វើឲ្យនេះគឺពិតជាភ្ញាក់ផ្អើលមែនតើដោយសារតែឃើញវត្តមានរបស់អាម៉ាណូនឹងឯងដល់ពេលទៅឆាគីនេះក៏ចាប់ផ្ដើមបបាអារម្មណ៍របស់អាម៉ាណូហើយក៏បាននិយាយប្រាប់ទៅកាន់អាម៉ាណូថាកូនអាហារនឹងហើយគឺជាអ្នកបង្កើតហ្គេម Nobi ហើយក៏ជាមិត្តភក្តិនៅក្នុងហ្គេមរបស់លោកផងដែរសាច់រឿងក៏កាប់បង្ហាញនៅពេលដែលអាម៉ាណូក៏បានមកជួយជាមួយនឹងតាសកលហើយក៏បានប្រាប់ពីរឿងរ៉ាវទាំងប្រមាណហ្នឹងឲ្យទៅកាន់តាសកលបានដឹងតាសកលក៏បានសួរទៅកាន់អាម៉ាណូផងដែរថាបន្ទាប់ពីដឹងហើយតើមានហេតុការណ៍អីបន្តទៀតអាម៉ាណូក៏មិនលាក់បាំងដែរដែលគាត់ក៏បានប្រាប់តែម្ដងថាបន្ទាប់ពីគាត់ក៏បានដឹងចម្លើយហើយនោះក៏ស្រាប់តែឆាគីក៏បានប្រាប់ទៅកាន់គាត់ហ្នឹងឲ្យអង្គុយនៅកន្លែងសាឡុងគឺជាប់រហូតតែម្ដងគឺមិនឲ្យទៅណានោះទេរយៈពេល10នាទីក្រោយមកក៏ស្រាប់តែឆាគីនេះក៏បានណែនាំពីប្អូនស្រីរបស់ខ្លួនថាជាកូនអាហារអញ្ចឹងទៅនឹងរាយរាប់អំពីការបង្កើតហ្គេមឬក៏ជាអ្វីដែលមិត្តភក្តិនៅក្នុងហ្គេមរបស់គាត់អញ្ចឹងទៅប៉ុន្តែអំឡុងពេលដែលគាត់កំពុងតែស្ថិតនៅក្នុងស្ថានភាពហ្នឹងគាត់ក៏បានគិតថាដូចជាគាត់កំពុងតែនិយាយគ្នាជាមួយនឹង AI តនសម័យអញ្ចឹងបន្ទាប់ពីអាម៉ាណូក៏បាននិយាយរឿងរ៉ាវព្រឹត្តិការណ៍បន្ទាប់ពីគាត់គឺដឹងចម្លើយចប់ហើយនោះគាត់គឺមានអារម្មណ៍ថាឆាគីកំពុងតែលាក់បាំងមកកាន់គាត់និងក៏ហប់មកកាន់គាត់ដែលគាត់គឺមិនចង់ជឿនោះទេថាកូនអាហារគឺជាអ្នកបង្កើតហ្គេមហើយក៏ជាមិត្តភក្តិនៅក្នុងហ្គេមរបស់គាត់រីឯតាសកលនៅពេលនោះគាត់ក៏បានដឹងចម្លើយបាត់ទៅហើយប៉ុន្តែក៏អត់បានប្រាប់ទៅកាន់អាម៉ាណូនោះទេពីព្រោះថាបើសិនជាគាត់ក៏បានប្រាប់ការពិតនោះច្បាស់ណាស់គឺមានរឿងអ្វីហ្នឹងគឺវាមិនអាចទទួលយកបានដោយសារតែពេលបច្ចុប្បន្នហ្នឹងអាម៉ាណូគាត់ក៏មានមិត្តស្រីបាត់ទៅហើយដែលជាខារ៉េនអញ្ចឹងហើយនៅក្នុងកំណើតរបស់គាត់ក៏មិនចង់ឲ្យអាម៉ាណូគាត់ក៏បានបែកគ្នាជាមួយខារ៉េននោះទេហើយក៏បានទៅយកជាមួយនឹងឆាគីនោះឡើយបន្ទាប់ពីគាត់ក៏បានគិតបែបហ្នឹងហើយគាត់ក៏បានសុំអាម៉ាណូដើម្បីត្រឡប់ទៅមុនដោយសារតែគាត់ក៏មានការងារ part time ហ្នឹងឯងចំពោះអាម៉ាណូនៅពេលនោះគាត់ក៏បានទៅហាងហ្គេមដើម្បីទៅទិញ D game មួយចំនួនរួចមកអាម៉ាណូក៏បានធ្វើដំណើរដើម្បីមកគិតលុយហើយពិតជាចាយដល់មែនតើដែលគាត់ក៏បានជួបប្រទះជាមួយនឹងកូនអាហារដែលនាងកំពុងតែទិញ D game ដូចគ្នាអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះកូនអាហារនេះក៏បានទិញ D game ដូចជាមួយនឹងអាម៉ាណូផងដែរជាពិសេស D game របស់កូនអាហារបើទោះបីជាវាដូចគ្នាក៏ដោយប៉ុន្តែវាមានតាមប្រភេទខ្សែរបស់ពួកគេខ្សែ game របស់អាម៉ាណូកំពុងតែជ្រើសហ្នឹងគាត់គឺជាលក្ខណៈកូនក្មេងក៏ប៉ុន្តែខ្សែរបស់កូនអាហារគឺជាលក្ខណៈមនុស្សពេញវ័យយើងមើលទៅឃើញហើយមានសញ្ញា18បូនគឺមានន័យថាគឺពេញវ័យហើយតមកទៀតពួកគេទាំងពីរនេះក៏បានចេញមកខាងក្រៅដើម្បីមកនិយាយគ្នាលេងកូនអាហារនៅពេលហ្នឹងនាងនៅតែប្រកាន់ចំហរបស់នាងក្នុងការបង្កើត game របស់ Nobi ឬក៏ជាអ្នកផលិតអីចឹងទៅតាមពិតទៅជារបស់ឆាគីទេប៉ុន្តែមិនដឹងថាឆាគីគឺនិយាយជាមួយប្អូនរបស់ខ្លួនបានមិននោះទេបានជាប្អូនរបស់ខ្លួនគឺបាននិយាយបែបហ្នឹងលក្ខណៈថាកុហកទៅកាន់អាម៉ាណូអញ្ចឹងណាបន្តមកទៀតពួកគេទាំងពីរនេះក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះវិញពីព្រោះថាតាមផ្លូវទៅផ្ទះរបស់ពួកគេក៏ស្ថិតនៅក្បែរគ្នាដែរមានអីក៏ស្រាប់តែកូនអាហារនេះក៏បានហៅទៅកាន់អាម៉ាណូថាជាសិនប៉ៃជាពិសេសនេះគឺថែមទាំងប្រាប់ទៅកាន់អាម៉ាណូទេថានេះគឺមិនចង់អាម៉ាណូក៏បាននិយាយទៅកាន់អ្នកដទៃប្រាប់អំពីរឿងរ៉ាវដែលនេះក៏បានទិញ D game ប្រភេទ18បូកនោះទេឬក៏លក្ខណៈអាម៉ាណូពេញវ័យអញ្ចឹងទៅចំពោះអាម៉ាណូនៅពេលនោះក៏បានគិតវិញឆ្ងាយនោះទេតែគាត់ក៏បានយកព្រមភ្លាមប៉ុន្តែអំឡុងពេលហ្នឹងបែរជាអាម៉ាណូក៏ចាប់ផ្ដើមនិយាយអំពី game Nobi ធ្វើឲ្យកូនអាហារនៅពេលនោះនេះពិតជាធុញទ្រាន់ទៅកាន់អាម៉ាណូមែនតើដោយសារតែគាត់គឺនិយាយច្រើនពេកដូច្នេះហើយនេះក៏បានវាយទៅកាន់អាម៉ាណូគឺមិនដៃយកតែម្ដងនឹងឯង
ការបង្ហាញមកកន្លែងឆាគីនៅវិញនៅពេលនេះនាងកំពុងតែអង្គុយចុចទូរស័ព្ទរបស់នាងហើយអង្គុយតែម្នាក់ឯងតែប៉ុណ្ណោះគណៈពេលនាងកំពុងតែនៅស្ងប់ស្ងាត់នោះនាងក៏បានភ្ញាក់ព្រឺតែម្ដងបន្ទាប់ពីឃើញវត្តមានរបស់អាម៉ាណូហើយនិងកូននោះហាដូច្នេះហើយឆាគីក៏បានធ្វើការសួរទៅកាន់ពួកគេទាំងពីរនាក់តែម្ដងថាទៅមកពីណាអញ្ចឹងទៅអាម៉ាណូបង្រងប្រាប់ការពិតហើយក៏ប៉ុន្តែត្រូវបានកូននោះហាក៏បានហាមឃាត់ដូច្នេះហើយអាម៉ាណូក៏បានបបាអារម្មណ៍ថាគាត់គឺទៅតែមកពីផ្សារអញ្ចឹងទៅឆាគីក៏បានកត់សម្គាល់ទៅកាន់ពួកគេទាំងពីរនាក់ថាមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយគ្នាហើយនាងក៏បានធ្វើការសួរទៅកាន់ពួកគេទាំងពីរនាក់ថាធ្លាប់ស្គាល់គ្នាពីមុនមកមែនទេបានជាស្និទ្ធស្នាលគ្នាបែបហ្នឹងកូនហាននេះក៏បានប្រាប់ថាពួកគេបានស្គាល់គ្នាពីមុនមកទេប៉ុន្តែពួកគេក៏បាននិយាយគ្នាអំបញ្ញមិញនេះហើយទង្វើរបស់កូនហាននៅពេលនោះគឺធ្វើឲ្យអាម៉ាណូក៏កំពុងតែឆ្ងល់តែម្ដងថានេះកំពុងតែនិយាយអំពីអ្វីដែលគាត់គឺមិនយល់នោះទេប៉ុន្តែទង្វើរបស់ពួកគេទាំងពីរនាក់ដែលកំពុងតែលាក់បាំងទៅកាន់ឆាគីនឹងឆាគីគឺអាចមើលធ្លុះដូច្នេះហើយឆាគីនឹងក៏ស្រាប់តែស្ដីឲ្យទៅកាន់អាម៉ាណូថាបានទិញឌីហ្គេប្រភេទ18បងក៏ប៉ុន្តែត្រូវបានបង្អាក់ដោយសារតែមាននរណាម្នាក់ក៏បានខំមកកាន់ឆាគីដូច្នេះហើយឆាគីនឹងក៏បានទៅនិយាយទូរស័ព្ទទៅចំពោះអាម៉ាណូនៅពេលនោះក៏បាននិយាយប្រាប់ទៅកាន់កូនហាថាជួបគ្នាលើក្រោយទៀតដោយសារតែគាត់គឺមានការរវល់ហើយឥឡូវនេះក៏ដល់ពេលវេលាដែលគាត់គឺត្រូវតែទៅមុនហើយកូនហាននៅពេលហ្នឹងនាងគឺដូចជាមានរឿងអ្វីមួយដែលចង់និយាយជាមួយអាម៉ាណូប៉ុន្តែនាងអត់ហ៊ាននោះទេដល់ពេលទៅអាម៉ាណូក៏បានធ្វើដំណើរដើម្បីត្រឡប់ទៅផ្ទះប៉ុន្តែនៅពេលនោះពួកគេទាំងពីរនាក់គឺមានការភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីឆាគីនេះក៏បាននិយាយទូរស័ព្ទលឺហាក់បីដូចជាមានរឿងអ្វីដែលភ្ញាក់ផ្អើលអញ្ចឹងដូច្នេះហើយពួកគេទាំងពីរនាក់ក៏បានទៅសួរទៅកាន់ឆាគីតែម្ដងថាមានរឿងអីឆាគីក៏បានប្រាប់ថាអំបញ្ញមិញនេះក៏បាននិយាយទូរស័ព្ទជាមួយនឹងតាសកោហើយគាត់ក៏បាននិយាយថាគាត់នឹងជ្រើសរើសយកនាងប៉ុន្តែនិយាយបានតែប៉ុណ្្នឹងគឺត្រូវបានបិណ្ឌកម្មមកកន្លែងតាសកោគណៈពេលដែលគាត់កំពុងតែយកអីវ៉ាន់ឲ្យភ្ញៀវនឹងគាត់ក៏ស្រាប់តែกระดาษតែម្ដងពីព្រោះថាមានអ្នកនិយាយដើមគាត់មូលហេតុដែលគាត់ក៏បាននិយាយទូរស័ព្ទជាមួយឆាគីដាច់ហ្នឹងដោយសារតែគាត់កំពុងតែចូលរបបជាមួយភ្ញៀវរបស់គាត់នឹងឯងក៏ប៉ុន្តែបើជាឆាគីនេះក៏បានគិតអីផ្សេងអញ្ចឹងណាសាច់រឿងក៏កើតបង្ហាញនៅពេលដែលអាម៉ាណូក៏កំពុងតែមកជួបជាមួយនឹងអាកូរីដែលនៅពេលនោះអាម៉ាណូក៏បានស្នើសុំអាកូរីដើម្បីមកប្រជុំជាមួយនឹងការលេងហ្គេមអាកូរីក៏បានបដិសេធពីព្រោះថានាងមិនមែនជាមនុស្សដែលលេងហ្គេមនោះទេដល់ពេលទៅអាម៉ាណូក៏បាននិយាយប្រាប់ទៅកាន់អាកូរីថាបើទោះបីជានាងគឺមិនមែនជាមនុស្សដែលលេងហ្គេមក៏ដោយប៉ុន្តែសង្សាររបស់នាងគឺជាអ្នកលេងហ្គេមដូច្នេះហើយនាងក៏មិនអាចបដិសេធបានឡើយហើយគាត់ក៏បានអញ្ជើញខារ៉ែនដើម្បីមកចូលរួមដូចគ្នាការនិយាយរបស់អាម៉ាណូបែបហ្នឹងហើយអាកូរីនៅតែបដិសេធដោយនាងគឺមិនចូលរួមនោះឡើយដល់ពេលទៅអាម៉ាណូក៏គឺមានបំណងថាចង់ឲ្យនំរបស់គាត់ឲ្យទៅកាន់អាកូរីថែមទាំងសួរទៅកាន់អាកូរីថាបើសិនជាចង់បាននំរបស់គាត់នោះតើតែនេះគឺមានលក្ខខណ្ឌតែមួយគាត់បន្តិចហើយលក្ខខណ្ឌហ្នឹងគឺអត់មានអីច្រើននោះទេតើតែនេះគឺចូលរួមជាមួយការប្រជុំរបស់ពួកគេដោយសារតែអាម៉ាណូក៏បានដាក់លក្ខខណ្ឌបែបហ្នឹងហើយអាកូរីនៅពេលនោះនាងក៏មិនអាចបដិសេធបានដែរចំពោះអាម៉ាណូក៏បានប្រគល់នំរបស់គាត់ឲ្យទៅកាន់អាកូរីបាត់ទៅដោយសារតែនោះក៏ជាលក្ខខណ្ឌរបស់ពួកគេនៅក្នុងចិត្តរបស់អាម៉ាណូក៏បានគិតផងដែរថាគាត់ពិតជាអាណិតទៅកាន់អាកូរីមែនទែនដោយសារតាសកងកំពុងតែសារភាពស្នេហ៍ទៅកាន់ឆាគីទាំងដែលអាកូរីនៅពេលនោះនាងគឺមិនទាន់ដឹងអីចឹងទៅសាច់រឿងក៏កាត់ត្រឡប់ពេលវេលាថយក្រោយគឺពេលវេលាដែលអាម៉ាណូក៏កំពុងតែនៅជាមួយនឹងឆាគីហើយនឹងកូនអាហាអាម៉ាណូក៏បានធ្វើការអបអរទៅកាន់ឆាគីថាតាសកោគឺបានសារភាពស្នេហ៍ចឹងទៅបើទោះបីជាអាម៉ាណូក៏បាននិយាយបែបហ្នឹងក៏ដោយប៉ុន្តែឆាគីនៅពេលនោះនេះគឺចាប់ផ្ដើមធ្លាក់ទឹកមុខតែម្ដងដោយសារតែនាងគឺមានចិត្តអ្វីផ្សេងមួយទៀតភ្លាមៗក៏ស្រាប់តែកូនអាហានេះក៏បានឃើញតែម្ដងដោយនាងក៏បាននិយាយផងដែរថាតាសកោក៏មានសង្សារហើយតើជាមនុស្សស្រីម្នាក់មានឈ្មោះថាអាកូរីហើយបើសិនជាតាសកោក៏ធ្វើបែបហ្នឹងមែននោះច្បាស់ណាស់វាកាន់តែមានបញ្ហាកាន់តែធំអំឡុងពេលហ្នឹងអាម៉ាណូក៏ស្ទើរតែភ្លេចបាត់ទៅហើយអំពីអាកូរីពីព្រោះថាតាសកោគឺជាសង្សាររបស់អាកូរីកុំបានកូនអាហារំលឹកនោះទេកុំអីចប់តែម្ដងរឿងកាន់តែធំនឹងឯងដូច្នេះហើយអាម៉ាណូក៏ស្រាប់តែមានកំណត់ថ្មីមួយតែម្ដងដែលគាត់ក៏ចង់ឲ្យឆាគីក៏បានធ្វើការបដិសេធស្នេហ៍ចំពោះតាសកោរួចមកទៀតក៏បានខលទៅកាន់ខារ៉ែនដើម្បីឲ្យខារ៉ែនក៏បានផ្ដល់យោបល់មួយចំនួនដើម្បីធ្វើការបដិសេធទៅកាន់មនុស្សម្នាក់ក៏ប៉ុន្តែអំឡុងពេលហ្នឹងខារ៉ែនក៏បានយល់ច្រឡំទៅកាន់អាម៉ាណូថាមានមនុស្សដែលតាមស្រឡាញ់គាត់អញ្ចឹងទៅដូច្នេះហើយនេះក៏មិនសម្រេចចិត្តគឺជួយទៅកាន់អាម៉ាណូនោះឡើយបន្ទាប់ពីមិនអាចសុំអ្វីទៅកាន់ខារ៉ែនបាននោះធ្វើឲ្យអាម៉ាណូនៅពេលនោះក៏ពិតជាពិបាកចិត្តមែនទែនដែលគាត់គឺមិនមានដំណោះស្រាយដើម្បីជួយទៅកាន់ឆាគីនោះឡើយក៏ប៉ុន្តែមួយសន្ទុះក្រោយមកក៏ស្រាប់តែអាម៉ាណូក៏ចាប់ផ្ដើមមានកំណត់ថ្មីមួយទៀតដោយគាត់ក៏បាននិយាយថានៅថ្ងៃស្អែកនេះគាត់នឹងបើកការប្រជុំដើម្បីនិយាយគ្នាអំពីហ្គេមប៉ុន្តែការប្រជុំមួយនោះគឺមិនត្រឹមតែនិយាយអំពីហ្គេមនោះទេប៉ុន្តែចង់សួរទៅកាន់តាសកោតែម្ដងចំពោះបងប្អូនទាំងពីរនាក់វិញបន្ទាប់ពីឃើញទឹកមុខរបស់អាម៉ាណូបែបហ្នឹងហើយពួកគេក៏ចាប់ផ្ដើមលេងទឹកមុខតែម្ដងដោយសារតែពួកគេទាំងពីរនាក់អត់មានភាពជឿជាក់ទៅកាន់អាម៉ាណូនោះទេសាច់រឿងក៏កាត់បង្ហាញនៅពេលបច្ចុប្បន្ននៅពេលនេះពួកគេទាំងអស់គ្នាក៏បានមកចូលជុំគ្នាហើយដែលមានវត្តមានរបស់ខារ៉ែនអាការីឆាគីអាម៉ាណូហើយនិងតាសកោអាម៉ាណូក៏ចាប់ផ្ដើមងើបឈរឡើងហើយក៏បានថ្លែងអំណរគុណទៅកាន់មិត្តភ័ក្តិទាំងអស់គ្នាដែលបានមកចូលរួមដំបូងឡើយឡើងហំហួនក៏ប៉ុន្តែចុងក្រោយបែរជានិយាយអំពីហ្គេមទៅវិញធ្វើឲ្យពួកគេទាំងអស់គ្នាឡើងបែកងាងពេញនឹងតែម្ដងអាម៉ាណូក៏បានប្រាប់ថានៅថ្ងៃស្អែកនេះគឺមានហ្គេមមួយដែលមានចំណងជើងថា Space Oscar គឺចំនួនទី5មិនមែនចំនួនទី2នោះទេដែលបានដាក់លក់នៅថ្ងៃស្អែកនេះហើយហ្គេមមួយហ្នឹងក៏ពិតជាចូលចិត្តលេងមែនតើអាចនិយាយបានថាគឺជាសំណប់លេខ2អញ្ចឹងទៅឆាគីបន្ទាប់ពីលឺបែបហ្នឹងនេះក៏បាននិយាយផងដែរនេះក៏ចូលចិត្តទៅកាន់ហ្គេមមួយហ្នឹងដូចគ្នាហើយនៅថ្ងៃស្អែកនេះប្រហែលជានេះគឺអាចទៅទិញហ្គេមមួយនេះដើម្បីមកលេងហើយចំពោះអាកូរីហើយនិងខារ៉ែននៅពេលនោះឡើងដល់កតែម្ដងពីព្រោះថាស្មានតែមានរឿងអីធំតាមពិតទៅគ្រាន់តែជាការប្រកាសហ្គេមសោះសាច់រឿងក៏កាត់បង្ហាញនៅពេលដែលឆាគីនេះក៏បានត្រឡប់មកដល់បន្ទប់របស់នាងវិញហើយនៅពេលនោះនាងក៏បានគេងមើលទៅដូចជាសំណោះសំណោចដល់ហើយពីព្រោះឆាគីនៅពេលនេះនាងកំពុងតែគិតច្រើនដោយនាងក៏បានយល់ច្រឡំថាតាសកោក៏បានសារភាពស្នេហ៍មកកាន់នាង
ก็ប៉ុន្តែអារម្មណ៍របស់នាងនៅពេលនេះកំពុងតែចង់ទទួលយកអាម៉ាណូនឹងឯងបន្ទាប់ពីនាងក៏បានដឹងថាអាម៉ាណូគឺជាមិត្តភក្តិនៅក្នុងហ្គេមរបស់នាងភ្លាមៗមិនដែរក៏ស្រាប់តែកូនហានាងក៏បានចូលមកដល់ហើយនាងក៏មានការភ្ញាក់ផ្អើលផងដែរបន្ទាប់ពីឃើញសភាពរបស់បងស្រីរបស់ខ្លួនបែបហ្នឹងដូច្នេះហើយកូនហានាងក៏បានសួរទៅកាន់បងស្រីរបស់ខ្លួនតែម្ដងថាមិនអើយការប្រជុំមួយនោះគឺទទួលបានមិនដែរឆាគីក៏បាននិយាយផងដែរថាអត់បាននិយាយអ្វីនោះទេក្រៅពីនិយាយអំពីហ្គេមតែប៉ុណ្ណោះអំឡុងពេលហ្នឹងកូនហានាងក៏បានដឹងថាបងស្រីរបស់ខ្លួនកំពុងតែលួចស្រឡាញ់ទៅកាន់នរណាម្នាក់ប៉ុន្តែនាងគឺមិនតបបង្ហាញជាពិសេសនាងក៏បានសង្កេតឃើញថាបងស្រីរបស់ខ្លួននៅពេលនេះកំពុងតែបាក់ទឹកចិត្តទៅលើអ្វីមួយនឹងឯងដល់ពេលទៅកូនអាហារនេះក៏មិនចង់រំខានទៅកាន់បងស្រីរបស់ខ្លួននោះទេក៏ប៉ុន្តែមុនពេលដែលនាងគឺបានចាក់ចេញទៅហ្នឹងនាងក៏បានប្រាប់ទៅកាន់ឆាគីផងដែរនៅពេលដែលយើងក៏ចង់ធ្វើអ្វីមួយហើយយើងក៏ត្រូវតែគិតឲ្យបានគ្រប់ជ្រុងជ្រោយបន្ទាប់ពីការចាក់ចេញរបស់កូនអាហារក៏ស្រាប់តែឆាគីនាងក៏បានសួរពីខ្លួនឯងថានាងកំពុងតែធ្វើអ្វីតើអ្វីទៅដែលនាងក៏ចង់បានពិតប្រាកដនោះស្អីរឿងក៏កាត់ដល់ថ្ងៃបន្តក៏កាត់សរសើរនៅក្នុងថ្នាក់យើងឃើញថាអាម៉ាណូនៅពេលនេះក៏កំពុងតែលាទៅកាន់តាសកលដើម្បីទៅទិញហ្គេមភ្លាមនឹងដែរតាសកលក៏បានទទួលសារអំពីអាកូរីដែលនាងក៏បានប្រាប់ថានៅពេលនេះនាងក៏បានទៅញ៉ាំអីជាមួយមិត្តភក្តិរបស់នាងដូច្នេះហើយតាសកលគួរតែដើរត្រឡប់ទៅផ្ទះម្នាក់ឯងសិនទៅតាសកលក៏គឺមានអារម្មណ៍ថាធូរស្រាលមែនទែនដូច្នេះហើយគាត់ក៏បានស្ទុយលឿនដើម្បីទៅរកទៅកាន់ឆាគីនឹងឯងដែលគាត់គឺមានរឿងរ៉ាវមួយចំនួនចង់សួរទៅកាន់ឆាគីអារម្មណ៍របស់ឆាគីនៅពេលនោះឡើងញ័រអស់ហើយដែលនាងក៏បាននិយាយផងដែរថានាងក៏មិនទាន់មានពេលគ្រប់គ្រាន់នោះទេអាត្រង់ចំណុចហ្នឹងឆាគីនាងគឺកាន់តែយល់ច្រឡំទៀតហើយថាតាសកលកំពុងតែសារភាពស្នេហ៍មកកាន់នាងកាលពីភាគទី9នោះអ្នកទាំងអស់គ្នាតាសកលបន្ទាប់ពីឮបានហ្នឹងគាត់បានដឹងភ្លាមតែម្ដងថាឆាគីនាងគឺមិនទាន់សម្រេចចិត្តនៅអ្វីដែលគាត់ក៏ចង់ឲ្យធ្វើនោះទេដែលគាត់គឺមានបំណងថាចង់ឲ្យឆាគីហើយនឹងអាម៉ាណូគឺបានស្រឡាញ់គ្នាអញ្ចឹងណាក៏ប៉ុន្តែកាលពីថ្ងៃមុនគាត់ក៏បាននិយាយលឿនពេកអញ្ចឹងហើយនាងក៏បានយល់ច្រឡំថាគាត់គឺបានសារភាពស្នេហ៍អញ្ចឹងទៅភ្លាមៗមកដែរក៏ស្រាប់តែ Karen នាងក៏បានបង្ហាញខ្លួនហើយក៏បានសួរទៅកាន់ពួកគេទាំងពីរនាក់ថាកំពុងធ្វើអ្វីនិងសួរបន្តទៀតថាតើពួកគេគឺមានពេលវេលាដែរទេដែលនាងក៏ចង់សួរទៅកាន់ពួកគេទាំងពីរនាក់អំពីយោបល់មួយចំនួនដែលតាក់ទងអំពីអាម៉ាណូនឹងឯងដោយសារតែពេលបច្ចុប្បន្ននាងកំពុងតែឆ្ងល់កម្មបង្ហាញមកកន្លែងអាកូរីនៅវិញនៅពេលនេះនាងក៏បានមកជួបជាមួយមិត្តភក្តិរបស់នាងហើយនៅពេលដែលនាងក៏បានមកដល់ហ្នឹងនាងគឺមានការចាប់អារជាខ្លាំងដោយសារតែនាងក៏បានឃើញវត្តមានរបស់បរិសុទ្ធពីរនាក់ទៀតដែលនៅទីនោះមិត្តភក្តិរបស់អាកូរីក៏បានបង្ហាញរូបរបស់អាកូរីកាលពីមុនហ្នឹងឲ្យទៅកាន់មិត្តភក្តិប្រុសរបស់នាងបានឃើញបរិសុទ្ធទាំងពីរនាក់ហ្នឹងបន្ទាប់ពីឃើញបែបហ្នឹងក៏ចាប់ផ្ដើមសើចតែម្ដងពីព្រោះថានៅពេលបច្ចុប្បន្នហើយអតីតកាលគឺខុសគ្នាដែរដូច្នេះហើយអាកូរីនាងក៏បានចូលទៅសួរទៅកាន់មិត្តភក្តិរបស់នាងតែម្ដងដោយថាហេតុអីបានជានាំបរិសុទ្ធពីរនាក់ហ្នឹងមកធ្វើអីនាងគឺមិនអាចនៅស្ថានភាពបែបហ្នឹងនោះទេដោយសារតែនាងគឺមានសង្សាររួចទៅហើយមិនទាន់បានឆ្លើយផងក៏ស្រាប់តែមានបរិសុទ្ធម្នាក់ក៏បានដឹងតែម្ដងថាអាកូរីកំពុងតែនៅកន្លែងក្លឹបមួយដោយប្រជុំដោយការលេងហ្គេមអីចឹងទៅជាពិសេសពួកគេទាំង3នាក់គឺថែមទាំងស្គាល់ទៅកាន់អាម៉ាណូទៀតហើយក៏បានដាក់ឈ្មោះទៅកាន់អាម៉ាណូថាជាសត្វជ្រូកដែលជាមនុស្សអូតគូទៅលើហ្គេមហើយការនិយាយរបស់ពួកគេទាំង3នាក់គឺមិនមែនត្រឹមតែលេងសើចនោះទេគឺជាលក្ខណៈមើលងាយតែម្ដងអាកូរីនាងក៏បានងើបឈរតែម្ដងបន្ទាប់ពីឮពួកគេទាំងអស់គ្នាក៏បាននិយាយអំពីមិត្តភក្តិរបស់នាងដូច្នេះហើយនាងក៏បានសុំលាពួកគេទាំង3នាក់តែម្ដងដែលថានាងក៏មានកិច្ចការរបបដែលនៅខាងក្រៅគណៈពេលដែលអាកូរីនាងកំពុងតែដើរចេញមកដល់ខាងក្រៅហាងហើយនោះក៏ស្រាប់តែមិត្តភក្តិរបស់នាងក៏បានហាមឃាត់សួរទៅកាន់អាកូរីថាហេតុអីបានជាឯងខឹងអញ្ចឹងពីព្រោះថាអាម៉ាណូមិនមែនជាមិត្តប្រុសរបស់ឯងទេហេតុអីបានជាចាប់បាច់ខឹងអាកូរីក៏បានតបទៅផងដែរបើទោះបីជាអាម៉ាណូគាត់ក៏ជាមនុស្សដែលវក់ហ្គេមក៏ដោយក៏ប៉ុន្តែអាម៉ាណូគឺពិតជាមនុស្សល្អខ្លាំងណាស់សម្រាប់នាងហើយក៏ជាមិត្តភក្តិដ៏ល្អសម្រាប់នាងផងដែរនៅពេលបច្ចុប្បន្ននេះបន្ទាប់ពីនិយាយចប់ហើយអាកូរីក៏បានធ្វើការលាទៅកាន់មិត្តភក្តិរបស់នាងដើម្បីត្រឡប់ទៅផ្ទះវិញធ្វើឲ្យមិត្តភក្តិរបស់អាកូរីនៅពេលនោះពិតជាខឹងមែនទែនពីព្រោះថាការនិយាយអំបីមិញនេះគឺដូចជាមើលងាយមកកាន់នាងខ្លាំងណាស់ក្រោយមកអាកូរីក៏បានធ្វើការខលទៅកាន់តាសកលប៉ុន្តែបើទោះបីជានាងក៏បានព្យាយាមខលទៅក៏ដោយតាសកលក៏នៅតែមិនលើកពីព្រោះថាទូរស័ព្ទរបស់គាត់ក៏បានដាក់នៅក្នុងកាបូបនឹងឯងជាពិសេសនៅពេលនេះគាត់កំពុងតែនៅជាមួយនឹង Karen ហើយនឹង Chucky Karen ក៏បាននិយាយពីអារម្មណ៍របស់នាងប្រាប់ទៅកាន់ពួកគេទាំងពីរនាក់ឲ្យបានដឹងថាបន្ទាប់ពីនេះក៏បានខ្លាចជាសង្សាររបស់អាម៉ាណូហើយនោះអត្តចរិតរបស់នាងក៏ចាប់ផ្ដើមផ្លាស់ប្ដូរនៅពេលដែលនាងក៏បានញ៉ាំរបស់អ្វីមួយហើយនោះរបស់មួយនោះគឺតែងតែផ្អែមរហូតជាពិសេសនាងក៏បាននឹកឃើញតែរឿងរ៉ាវស្វីតជាមួយនឹងអាម៉ាណូតែប៉ុណ្ណោះអានេះបានថាជីវិតរបស់នាងនៅពេលនេះគឺភីងយកតែម្ដងនឹងឯងចំពោះតាសកលនៅពេលនោះគាត់ឡើងកៀងតែម្ដងស្មានតែមានរឿងអីធំដុំតាមពិតទៅគ្រាន់តែរឿងអញ្ចឹងសោះ Karen ទៅតែបន្តនិយាយបន្តទៀតថានៅពេលបច្ចុប្បន្ននេះនាងនៅតែមិនយល់ពីអារម្មណ៍របស់អាម៉ាណូតតសោះពីព្រោះថាអាម៉ាណូនៅពេលបច្ចុប្បន្ននេះគឺមិនដែលសូវខ្វល់អំពីទំនាក់ទំនងស្នេហានៅឡើយដែលគាត់ក៏បានគិតទៅអំពីហ្គេមរបស់គាត់ទៅវិញ Chucky បន្ទាប់ពីឮបានដឹងហើយនាងក៏បាននិយាយកាន់ជើងទៅកាន់អាម៉ាណូផងដែរបើទោះបីជាអាម៉ាណូក៏ជាមនុស្សដែលវក់ហ្គេមក៏ដោយក៏ប៉ុន្តែគាត់ក៏ចូលចិត្តទៅគិតអ្នកដទៃខ្លាំងណាស់នឹងព្រួយអារម្មណ៍របស់អ្នកដទៃគឺជាខ្លួនទៅទៀតហើយការលេងហ្គេមរបស់គាត់នឹងគ្រាន់តែជាការសប្បាយរបស់គាត់តែប៉ុណ្ណោះពីព្រោះថាមនុស្សម្នាក់ៗកម្រិតពេលបច្ចុប្បន្នរបស់ពួកគេនឹងគឺសិតតែជាសិស្សវិទ្យាល័យហ្នឹងនេះហើយជាមូលហេតុដែលអាម៉ាណូគាត់គឺមិនទាន់ខ្វាយខ្វល់អំពីជីវិតរបស់គាត់អំឡុងពេលហ្នឹងតាសកលក៏បានគិតផងដែរថាគាត់ពិតជាពិបាកក្នុងការធ្វើបាបទៅកាន់ Karen មែនទែនដោយសារតែ Karen នៅពេលនេះនាងកំពុងតែងងល់ជាមួយនឹងអាម៉ាណូខ្លាំងណាស់ហើយបើសិនជាគាត់ក៏បានបបែកផ្លូវរបស់ Karen ជាមួយនឹងអាម៉ាណូច្បាស់ណាស់គឺមានបញ្ហាកាន់តែធំ Karen ក៏បាននិយាយផងដែរថានាងគឺពិតជាចំណានទៅកាន់អាកូរីមែនទែនដោយសារតែអាម៉ាណូគាត់គឺតែងតែញ៉ាំអីជាមួយនឹងអាកូរីជានិច្ច Karen បងរងនិយាយអំពីអាម៉ាណូទៀតហើយប៉ុន្តែត្រូវបានតាសកលក៏បានហាមឃាត់ទៅកាន់ពួកគេទាំងពីរនាក់មិនឲ្យនិយាយបន្តទៀតទេភ្លាមហ្នឹងគឺពិតជាចៃដន្យមែនទែនដោយសារតែអាកូរីនេះក៏បានសង្កេតឃើញថាអាម៉ាណូនៅពេលនេះកំពុងតែប៉ាស្មារបស់ Karen ហើយនឹង Chucky ដូច្នេះហើយនេះក៏បានព្យាយាមរត់ចាក់ចេញពីទីនេះតែម្ដងដោយសារតែនេះក៏បានយល់ច្រឡំថាតាសកលនៅពេលនេះកំពុងតែលួចទាក់ទងទៅកាន់ Karen ហើយនឹង Chucky នឹងឯងតាសកលក៏បានដឹងភ្លាមតែម្ដងថាសង្សាររបស់គាត់នៅពេលនេះកំពុងតែគិតអ្វីខុសដូច្នេះហើយក៏បានព្យាយាមតាមតែម្ដង
នឹងឯងរីឯឆាគីហើយនឹងខារ៉ែននៅតែបន្តតាមទៅកាន់តាស្កូដូចគ្នាខណៈពេលកំពុងតែរត់នឹងអាក្រីនេះក៏បានព្យាយាមតាក់ទងទៅកាន់អាម៉ាណូផងដែរដើម្បីឲ្យមកជួយនាងនឹងឯងជាចុងក្រោយយើងក៏បានឃើញថាអាក្រីក៏បានធ្វើការសុំទោសទៅកាន់ឆាគីហើយនឹងខារ៉ែនដែលនាងក៏បានយល់ច្រឡំអញ្ចឹងទៅអាក្រីក៏បាននិយាយប្រាប់ទៅកាន់ពួកគេទៅ3នាក់ផងដែរថានៅពេលនេះប្រហែលជាអាម៉ាណូក៏កំពុងតែសម្ដៅមកទីនេះហើយដោយសារតែនាងក៏បានឆាតទៅកាន់គាត់នឹងឯងហើយដោយអ្វីដែលអាក្រីក៏បាននិយាយអញ្ចឹងអាម៉ាណូក៏បានមកដល់ទីនេះភ្លាមៗតែម្ដងហើយសភាពរបស់អាម៉ាណូនៅពេលនោះឡើងទៅហក់ដល់ហើយដោយសារតែគាត់ក៏បានព្យាយាមរត់មកទីនេះភ្លាមនឹងដែរអាម៉ាណូក៏មានការភ្ញាក់ផ្អើលដោយសារតែគាត់ក៏បានឃើញវត្តមានរបស់ឆាគីខារ៉ែនហើយនឹងតាសកលក៏នៅទីនេះដែរឆ្នេះហើយអាម៉ាណូក៏បានដើរទៅសួរទៅកាន់អាក្រីតែម្ដងថានេះក៏បានប្រាប់មកកាន់គាត់ថានេះក៏បានបែកគ្នាជាមួយនឹងតាសកលហើយហេតុអីបានជានៅទីនេះដែរអាក្រីក៏បានធ្វើការសុំទោសទៅកាន់អាម៉ាណូដោយថានេះក៏បានយល់ច្រឡំអញ្ចឹងទៅតាមពិតទៅគឺមិនទាន់បែកនោះទេស្របពេលនឹងដែរក៏ស្រាប់តែខារ៉ែនក៏បានធ្វើការសួរទៅកាន់អាម៉ាណូថាបានទិញហ្គេមហើយឬនៅអាម៉ាណូក៏បានតបថាក៏គឺមិនទាន់ទិញនោះទេដោយសារតែគាត់ក៏បានបញ្ញាមកទីនេះពេកព្រាមៗដែរពួកគេទាំង3នាក់គឺមានការច្បាស់ជាខ្លាំងដោយសារតែទំនាក់ទំនងរបស់អាម៉ាណូហើយនិងអាក្រីមើលទៅដូចជាចិត្តស្និទ្ធខ្លាំងណាស់មើលទៅគឺដូចជាលក្ខណៈគូស្នេហ៍បាត់ទៅហើយហ្នឹង